សួស្តីអ្នកគ្នាខ្ញុំបាទស្មីតាមជួបខ្ញុំរងទៀតហើយខ្ញុំក៏មកផ្សាយរឿងថ្មីដែររឿងនេះខ្ញុំបានដាក់ចំណងជើងថាអ្នកខ្លាំងនៅក្នុងដែនដែរអមតៈតែកុំឲ្យខាតពេកចូលរឿងរបស់យើងតែម្ដងទៅភាគទី1ក្បាលស្អីរឿងយើងដំបូងក៏បង្ហាញពីតួឯកប្រុសយើងកំពុងតែនិយាយថាខ្ញុំពិតជាឃ្លានណាស់ប៉ុន្តែជាមួយនឹងការដាំដុះរបស់ខ្ញុំក៏ត្រូវបានបាត់បង់ទាំងអស់ផងដោយសារតែព្រឹត្តិការណ៍គឺបានទៅបញ្ចុះជាមួយនឹងពណ៌រាប៉ុន្តែឥឡូវនេះខ្ញុំបានបាត់បង់ជាមួយនឹងការដាំដុះរបស់ខ្ញុំហើយដូច្នេះហើយខ្ញុំត្រូវតែបន្តលាក់ខ្លួនបន្តទៀតខ្ញុំក៏សង្ឃឹមថាពិតជាគ្មានបិសាចនោះទេស្រាប់តែក៏បង្ហាញពីបិសាចខ្លាំងនៅពីក្រោយក្នុងរបស់តួឯកប្រុសយើងតួឯកយើងពិតជាមានការចាប់បាយជាខ្លាំងហើយអ្វីបានជានៅទីនេះមានបិសាចកម្រិតទី3មើលទៅបិសាចខ្លាំងនេះកំពុងតែប្រឹងស៊ីតួឯកប្រុសយើងហើយតួឯកប្រុសយើងក៏នៅចំហមានការភ័យខ្លាចជាខ្លាំងក៏បាញ់ថាហើយអ្វីខ្ញុំត្រូវស្លាប់នៅទីនេះថាខ្ញុំដូចជាមិនដែលធ្លាប់ធ្វើជាមួយនឹងអ្នកគ្នាក៏ទៅយល់ហើយមើលទៅតួប្រុសយើងពិតជាស្ដាយមែនទែនស្រាប់តែក៏មានប្រព័ន្ធ system បង្ហាញខ្លួនមើលក៏បានប្រាប់ទៅតួឯករបស់យើងថាមើលទៅម្ចាស់ប្រព័ន្ធកំពុងតែមានគ្រោះថ្នាក់មើលទៅព្រួយថាបិសាចខ្លាំងនេះពិតជាមានហានិភ័យខ្លាំងណាស់ព្រោះថាបិសាចខ្លាំងនេះវាស្ថិតនៅកម្រិតទី3អញ្ចឹងហើយប្រព័ន្ធដែនដើរគ្មានកំណត់គឺបានបើកឡើងដែនដើរនឹងក្រឹតដណ្ដប់នៅទីនេះទាំងមូលហើយលោកម្ចាស់ពិតជាមានសមត្ថភាពដ៏ខ្លាំងក្លាអាចបំបែកពិភពលោកនៅទាំងនេះទាំងមូលនៅពេលដែលអ្នកស្ថិតនៅក្នុងដែនដើរទាំងនេះបិសាចខ្លាពិតជាមានការឆ្ងល់ជាខ្លាំងបែកនឹងគិតស្អីវិញហើយវាក៏បានបើកការវិភាគទៅកាន់ទូប្រុសរបស់យើងគ្រាន់តែ5រឿង2តែប៉ុណ្ណោះក៏បានធ្វើឲ្យបិសាចខ្លាប៉ាំងថយក្រោយបន្តមកតួឯកប្រុសរបស់យើងក៏បានប្រាដាឲ្យគេវិភាគទៅកាន់បិសាចខ្លាគ្រាន់តែថាមពលរបស់តួឯករបស់យើងវិភាគបន្តិចសោះក៏បានធ្វើឲ្យមានស្នាមលំហប្រេះផងដែរនៅពេលនោះក៏បានធ្លាក់ឆ្នាំងអ្វីទេមកពីក្នុងលំហនោះបិសាចម្នាក់នេះក៏បាននិយាយថាមើលទៅព្រំដែនការពារត្រូវបានបែកតើវាអាចទៅរួចដោយរបៀបណាចំណែកនៅទីកន្លែងពិភពទេពអប្សរវិញបរិះចំណានេះក៏បាននិយាយថានេះគឺជាដៃទេពអប្សរគ្រប់គ្រងខ្យល់តើនេះគឺជាដៃឬព្រេងនិទានមែនទេចំណែកនៅខាងនោះលោកវិញមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះលំហនោះហើយអ្វីបានជាមានលំហលេចឡើងហើយក៏មានអ្វីធ្លាក់ពងដែរពួកគេក៏បានប្រាប់ទៅសិស្សរបស់ខ្លួនថាឆាប់រត់ទៅមើលទីនោះទៅតើមានអ្វីធ្លាក់ចុះមកពីលើមេឃព្រះសង្ឃម្នាក់ក៏បាននិយាយថានៅពេលដែលអធិរាជអមតៈលីសៀវគាត់បានសម្រាប់នៅក្នុងភាពអាចកោគាត់ក៏បានប្រើរបាំងការពារនេះដើម្បីការពារអំពីរឿងនេះប៉ុន្តែលើនេះព្រំដែនការពារគឺត្រូវបានបំផ្លាញហើយតើពិភពលោកនេះនឹងត្រូវមានរឿងអ្វីកើតឡើងតួឯករបស់យើងពិតជាភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់ខ្លួនជាខ្លាំងប្រព័ន្ធ system ក៏បានប្រាប់ទៅតួឯករបស់យើងថាតួឯករបស់យើងបានសម្លាប់បិសាចខ្លាដែលកម្រិតទី3ហើយក៏ទទួលបានពិន្ទុ400ពិន្ទុផងដែរអញ្ចឹងហើយតួឯករបស់យើងគឺអាចបង្កើនជាប្រឹងដែនដែលរបស់ខ្លួនបាន4ម៉ែត្រទៀតសរុបទាំងអស់គឺបាន14ម៉ែត្រហើយនឹងក៏ទទួលបានជាមួយនឹងអំណោយថ្មីផងដែរនៅពេលដែលអ្នកចាប់ផ្ដើមលេងដំបូងតួឯករបស់យើងក៏បានយោងពីប្រព័ន្ធ system នេះនិយាយបន្តមកតួឯកប្រុសយើងក៏បានបើកមើលរង្វាន់ដែល system ឲ្យនៅពេលដែលបើកទៅប្រព័ន្ធ system ក៏បានប្រាប់ថាតួឯករបស់យើងបើកជាមួយនឹងការបន្ថែមជាមួយដែនដើររបស់គេគឺ10ម៉ែត្រទៀតអញ្ចឹងសរុបទៅដែនដើររបស់តួឯករបស់យើងគឺបាន20ម៉ែត្រហើយចំណែកដែនដើររបស់តួឯករបស់យើងក៏បានឈានទៅដល់កម្រិតទី1នៅពេលដែលឈានដល់កម្រិតទី1តួឯកប្រុសរបស់យើងអាចប្រែអ្វីគ្រប់យ៉ាងប្រែខ្លាចជាបើកការវិភាគដូចជាដែរអញ្ចឹងហើយតែនៅក្នុងដែនដើររបស់តួឯកប្រុសរបស់យើងក៏មានការភ្ញាក់ផ្អើលជាខ្លាំងក៏បាយថាអញ្ចឹងមានន័យថាខ្ញុំអាចប្រែស្លឹកឈើឬឈើបើកការវិភាគដូចជាដែរតួឯករបស់យើងក៏បានសាកល្បងក៏បានយកស្លឹកឈើមួយគ្រាន់តែបញ្ចេញការវិភាគទីសក៏ធ្វើនៅទីនោះមានទុះជាខ្លាំងមើលទៅវាពិតជាខ្លាំងខ្លាណាស់តួឯករបស់យើងពិតជាឆ្ងល់ជាខ្លាំងចំពោះស្នាមប្រេះនោះប្រព័ន្ធ system ក៏បានប្រាប់ថាលំចាស់នេះគឺជារឿងធំព្រមទាំង9នៅពិភពលោកខាងក្រៅគឺត្រូវបានបំផ្លាញឥឡូវនៃពិភពលោករបស់លោកម្ចាស់ត្រូវបានតបភ្ជាប់ជាមួយនឹងពិភព3000សត្វអមតៈជាមួយនឹងបិសាចនៅពិភពផ្សេងពួកគេនឹងឆ្លងតាមសារប្រេះនេះហើយមកកាន់ពិភពលោកនេះគ្រាន់តែលឺដូចជន់ហើយតួឯករបស់យើងមានការចាប់បាយជាខ្លាំងក៏បាញ់ថាអញ្ចឹងគឺរឿងនេះវាកើតឡើងដោយសារតែខ្ញុំគួរតែធ្វើដំណេកទៅទើបអាចធ្វើឲ្យវិបត្តិស្នាមប្រេះនេះប្រព័ន្ធ system ក៏បានប្រាប់ទៅតួឯករបស់យើងថាមើលទៅវានឹងជួសជុលដល់ខ្លួនឯងប៉ុន្តែពួកយើងពិតជាមិនអាចហាមឃាត់ជាមួយនឹងសត្វអមតៈជាមួយនឹងអរិយដែលមកពីទឹកដីផ្សេងហើយពួកគេនឹងឆ្លងមកពិភពលោកនេះអញ្ចឹងហើយលោកម្ចាស់ត្រូវតែរក្សាខ្លួនឯងឲ្យបានល្អតួឯករបស់យើងលើឆ្នោហើយមានការចាប់ផ្អើលជាខ្លាំងចំម៉ែការពីយ៉ាងម៉េចទៅបើការដាំដុះរបស់ខ្ញុំបានបាត់ទាំងអស់នឹងអូយពិតជាសំមែនតើប៉ុន្តែតួឯករបស់យើងក៏បានសាកល្បងជាមួយនឹងឈើមួយដុំហើយគេក៏បានឆ្លាក់ជារូបអ្វីទេមើលទៅដូចជាលយមែនតើប៉ុន្តែតួឯករបស់យើងមានការឆ្ងល់ពេកក៏បានសួរទៅទី system ថាតើខ្ញុំមានអារម្មណ៍ថាហេតុអ្វីបានដូចជាដែនដើរមិនក៏វាមិនធ្វើចលនាផ្លាស់ទីអញ្ចឹងប្រព័ន្ធ system ក៏បានប្រាប់ទៅតួឯករបស់យើងថានៅពេលដែលប្រព័ន្ធដែនដើរចាប់ផ្ដើមបើកដំណើរការនៅទីណានៅទីនោះគឺជាកន្លែងដែនដើរហើយពួកវាមិនអាចផ្លាស់ទីបានទេលោកម្ចាស់គ្រាន់តែធ្វើឲ្យជាមួយនឹងការកាន់កម្រិតរបស់ដែនដើរវាកាន់តែធំនោះកម្លាំងរបស់ធម្មពលរបស់លោកម្ចាស់វាកាន់តែខ្លាំងប៉ុន្តែប្រសិនបើជាលោកម្ចាស់បានចាក់ចេញអំពីដែនដើរនោះលោកម្ចាស់នឹងខ្លាចជាមនុស្សដែលគ្មានប្រយោជន៍គ្មានសមត្ថភាពអញ្ចឹងហើយលោកម្ចាស់ក៏ត្រូវតែប្រើសមត្ថភាពខ្លួនឯងដោយផ្ទាល់តែប៉ុណ្ណោះតួឯករបស់យើងគ្រាន់តែលើដូចឆ្នោតកាន់តែបាក់ស្បាច់ជាខ្លាំងហើយអ្វីក៏ពិបាកយ៉ាងនេះប្រសិនបើខ្ញុំបានចាក់ចេញពីដែនដើរមើលទៅខ្ញុំគ្រាន់តែជាមនុស្សអប្រយោជន៍ប៉ុណ្ណោះតើលើនេះខ្ញុំគួរតែធ្វើដំណេកទៅបង1000បន្ទុកខ្ញុំធ្វើវាកាន់ដែនដើរ
បានត្រឹមតែ10ម៉ែត្រប៉ុណ្ណោះមើលទៅការសម្លាប់បិសាចវាពិតជាត្រូវការច្រើនខ្លាំងណាស់ប៉ុន្តែលើនេះពិតជាខ្ជិលខ្វល់ខ្លាំងហើយឃ្លីណាស់ដែលរីស៊ីសិនចំណែករឿងរបស់យើងក៏បង្ហាញពីមនុស្សមួយក្រុមកំពុងតែដេញតាមជាមួយនឹងស្ដេចបិសាចរាត្រីមើលទៅគេកំពុងតែដេញទៅហើយស្ដេចបិសាចរាត្រីក៏បាញ់ថាគឺដោយសារតែខ្ញុំបានរងរបួសគឺដោយសារតែអាឆ្នាំងអ្វីទេវាបានធ្លាក់មកពីលើមេឃធ្វើឲ្យខ្ញុំរបួសបើសិនជាខ្ញុំមិនរបួសទេពួកឲ្យច្បាស់ជាត្រូវខ្ញុំបានសម្លាប់ហើយវារត់សុកក៏បានឃើញផ្ទះតួឯករបស់យើងវាក៏បានរត់ទៅទីនោះស្រាប់តែក៏បានឃើញតួឯករបស់យើងកំពុងតែធ្វើអ្វីហើយកំពុងនិយាយតួឯកយើងគឺដាច់ដាប់មែនទែនវាក៏បាញ់ថាមើលទៅបរិសុទ្ធនេះគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះខ្ញុំត្រូវតែសម្លាប់គេដើម្បីបំពេញជាមួយកម្លាំងរបស់ខ្ញុំវិញស្ដេចបិសាចរាត្រីក៏បានបើកការវិបហាទៅកាន់តួឯករបស់យើងប៉ុន្តែតួឯករបស់យើងក៏បានដឹងខ្លួនទាន់ក៏បានយកស្លាបព្រាវវិបហាទៅកាន់ស្ដេចចុចរាត្រីនោះតែម្ដងនៅពេលដែលកលែងមើលទៅស្ដេចចុចរាត្រីពិតជាខកចិត្តមែនទែនហើយវៃបរិសុទ្ធនេះគ្រាន់តែប្រើស្លាបព្រាធម្មតាសោះក៏អាចធ្វើខ្ញុំសម្លាប់បានដែរស្រាប់តែក៏បង្ហាញខ្លួនមនុស្ស3នាក់ដែលដេញតាមវិបហាទៅកាន់ស្ដេចបិសាចរាត្រីពួកគេក៏បានសួរទៅតួឯករបស់យើងថាអ្នកជានរណាប៉ុន្តែតួឯករបស់យើងអត់មានឆ្ងល់ច្រើនទេក៏បានប្រើធម្មពលរបស់ខ្លួនធ្វើឲ្យពួកគេខ្ទេចបានថយក្រោយយ៉ាងខ្លាំងក្លាបរិសុទ្ធនេះមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះតួឯករបស់យើងនេះគឺជាការបំលែងដើមមួយទៅបរិសុទ្ធនេះជានរណាជាមួយនឹងការប្រើប្រាស់សិល្បៈជាមួយនឹងទេវភាពមួយទៅការបំលែងខ្លាចជាដើមតើបរិសុទ្ធនេះជានរណាហេតុអ្វីបានជាគាត់ខ្លាំងក្លាយ៉ាងនេះតួឯករបស់យើងក៏បានសួរទៅពួកគេថាតើអ្នកទាំងអស់គ្នាជាពីណាគេហេតុអ្វីបានជាមកផ្ទះរបស់ខ្ញុំពួកគេក៏បានតបវិញថាខ្ញុំគឺជាសិស្សដែលមកពីនិកាយដែលបរិសុទ្ធពួកយើងមើលទៅនេះគឺដោយសារតែដេញចាប់ជាមួយស្ដេចបិសាចរាត្រីព្រោះថាបិសាចនេះគឺជាបិសាចដ៏ខ្លាំងក្លាចំណែកសិស្សប្អូនស្រីរបស់ខ្ញុំ2នាក់នេះហើយម្នាក់ស្រីម្នាក់នេះនាងមានឈ្មោះថាមូឡានជាមួយនឹងនារីម្នាក់ទៀតដែលនាងមានឈ្មោះថាស៊ីយូពួកគេសុទ្ធតែមកពីនិកាយអមតៈដែលបរិសុទ្ធប្រសិនបើពួកយើងបានរំខានទៅដល់អ្នកជាន់ខ្ពស់ពួកយើងពិតជាសំទោសតួឯករបស់យើងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងហើយអ្វីបានជាពួកគេមកសំទោសខ្ញុំអញ្ចឹងហើយពេលម្នាក់នឹងក៏បានគិតនៅក្នុងចិត្តថាមើលទៅបរិសុទ្ធម្នាក់នេះគាត់ពិតជាខ្លាំងក្លាណាស់ទោះបីជានិកាយអមតៈបរិសុទ្ធទោះបីជាព្រឹទ្ធាចារ្យក៏មិនមានការយល់ដឹងចំពោះដូចជាគាត់ដែរខ្ញុំគួរតែត្រឡប់ទៅវិញដើម្បីប្រាប់ទៅលោកគ្រូអំពីរឿងនេះប៉ុន្តែក៏ត្រូវបានតួឯករបស់យើងក៏បានហៅពួកគេចប់ហើយក៏បានបោះសិទ្ធនៅឲ្យទៅកាន់ពួកគេក៏ឲ្យពួកគេត្រឡប់ទៅវិញចុះព្រោះថានេះវាគឺជាការដោះដូរជាមួយនឹងសត្វឆ្កែចចកមួយក្បាលនេះចំណែករឿងរបស់យើងក៏បង្ហាញពីអន្តរវិសាអន្ត្រីដែលមានឈ្មោះថាធានពេគេក៏ទទួលបានវត្ថុបុរាណដែលធ្លាក់មកពីលើមេឃនៅពេលដែលគេបានកែលម្អជាមួយនឹងវត្ថុនេះទទួលបានជោគជ័យនោះពិភពលោកអមតៈនឹងត្រូវបានញាត់ដោយសារតែជើងរបស់ខ្ញុំតែម្ខាងប៉ុណ្ណោះនៅពេលដែលគេកំពុងតែហោះក៏បានឃើញជាមួយនឹងស្ដេចបិសាចរាត្រីវាឃើញដូច្នោះហើយវាក៏បានហោះទៅជួយប៉ុន្តែមិនដេញនៅពេលដែលហោះទៅក៏បានបុកជាមួយនឹងដែនដើររបស់តួឯករបស់យើងក៏បានសម្លាប់វាចោលបាត់ទៅចំណែកតួឯករបស់យើងមានការឆ្ងល់ជាខ្លាំងហើយអ្វីបានជាមានបាក់សីដ៏ធំជាមួយនឹងឆ្នាំងនៅទីនេះប៉ុន្តែប្រព័ន្ធ system ក៏បានប្រាប់ថានេះគឺជាស្ដេចបិសាចដែលមានកម្រិតទី7វាត្រូវសម្លាប់ឲ្យលោកម្ចាស់ឥឡូវនេះលោកម្ចាស់ទទួលបាន4ម៉ឺនបន្ទុឥឡូវនេះដែនដើររបស់លោកម្ចាស់បានកើនឡើងជាង424ម៉ែត្រចំណែកដែនដើរលោកម្ចាស់ក៏បានឈានទៅដល់កម្រិត2ផងដែរចំណែកតួឯករបស់យើងកំពុងតែគិតអំពីដែនដើររបស់ខ្លួនជាមួយនឹងដែនដើរនេះវាអាចការពារហើយក៏វាប្រហាផងដែរមើលទៅវាពិតជាគួរឲ្យភ័យខ្លាចខ្លាំងណាស់ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ខ្ញុំមានអាហារនៅពេលឥឡូវនេះដែលមើលទៅឥន្ទ្រីនេះពិតជាធំគួរតែធ្វើស្ងោរស៊ុបហើយស្ដេចបិសាចរាត្រីក៏បានភ្ញាក់ពីការសន្លប់ក៏បាននិយាយថាចាំមួយទៅបរិសុទ្ធមនុស្សខ្ញុំត្រូវតែសងសឹកគេនៅពេលដែលក្រឡេកទៅក៏បានឃើញចំពោះក្បាលព្រះចៅអធិរាជរបស់ខ្លួនវាមានការភ័យខ្លាចជាខ្លាំងមួយទៅព្រះចៅអធិរាជរបស់ខ្លួនក៏ត្រូវបានគេសម្លាប់ផងដែរវាក្រឡេកមើលទៅឆ្នាំងនោះហើយក៏បាននិយាយថាគឺជាឆ្នាំងដ៏ទេវភាពមួយនេះហើយគឺបានធ្វើខ្ញុំរបួសថាបរិសុទ្ធនេះគឺជាណាគេហើយអ្វីបានជាខ្លាំងខ្លាចយ៉ាងថាគាត់មកគឺដើម្បីសម្លាប់ខ្ញុំហើយមែនទេមើលទៅវាពិតជាភ័យខ្លាចចំពោះតួឯករបស់យើងជាខ្លាំងតួឯករបស់យើងក៏បានចេញធម្មពលរបស់ខ្លួនដើម្បីបំលាញអាបិសាចនេះតែម្ដេចទៅវាក៏បានរមាគឺហើយនិយាយថាកុំសម្លាប់ខ្ញុំអីកុំសម្លាប់ខ្ញុំអីតួឯករបស់យើងក៏បានថាជិះសម្លាប់អីណាអញ្ចឹងហើយខ្ញុំគ្រាន់តែយើងអាចធ្វើជាសត្វចិញ្ចឹមដើម្បីមើលថែផ្ទះរបស់ខ្ញុំតែប៉ុណ្ណោះចំណែកស្ដេចបិសាចរាត្រីក៏បានកើតក្នុងចិត្តថាមួយទៅបរិសុទ្ធនេះពិតជាហ៊ានឲ្យស្ដេចបិសាចដូចជាខ្ញុំមកមើលផ្ទះមើលទៅគេពិតជាចង់ស្លាប់ហើយតួឯករបស់យើងក៏បានបោះឆ្អឹងឲ្យទៅអាឆ្កែនោះហើយអាឆ្កែនឹងក៏បានកើងចិត្តថាមួយទៅបរិសុទ្ធនេះពិតជាហ៊ានឲ្យឆ្អឹងព្រះចៅអធិរាជឲ្យខ្ញុំស៊ីចាំមើលឯងចាំមើលបើការសម្រេចរបស់ admin មានកន្លែងណាខុសឆ្គងគឺ admin សុំទោសហើយណាមួយ admin ក៏មិនចឹងឲ្យបងប្អូនទាំងគ្នាខាត់ពេលយូរដែរហើយបាយអ្នកគ្នានេះគឺជា channel ថ្មីតែកុំភ្លេចចុច Subscribe ណាមួយផងចង់ខ្ញុំសម្បែកបាយម្ដងទៀតបាយបាយ
សួស្តីអ្នកគ្នាខ្ញុំបាទស្មីមកសម្រាយរឿងអ្នកខ្លាំងនៅក្នុងដែនដើរអមតៈតែកុំឲ្យខាតពេលជួយរឿងមកយើងតែម្ដងទៅភាគទី3រឿងរបស់យើងលោកមុនបញ្ចប់ត្រង់សាំងហ្វានក៏បានបោះឆ្អឹងនេះឲ្យទៅកាន់ឆ្កែនេះស៊ីប៉ុន្តែឆ្កែនឹងវាចង់ស៊ីទេប៉ុន្តែដោយសារតែវាខ្លាចស្លាប់ដែរអញ្ចឹងហើយវាក៏ទ្រាំស៊ីទៅវាក៏បានគេគង់ចិត្តថាខ្ញុំពិតជាសុំទោសចំពោះព្រះចៅអធិរាជផងថ្មីទេដើម្បីរស់អញ្ចឹងហើយចំណែករឿងរបស់យើងក៏បង្ហាញពីនិកាយដើរអមតៈបរិសុទ្ធកំពុងតែរៀបក្បួនមិនដឹងថាពួកគេកំពុងតែធ្វើអ្វីទេប៉ុន្តែពួក3អ្នកនេះមកដល់ក៏បានគោរពមេបានិកាយដែរអមតៈបរិសុទ្ធក៏បានសួរទៅពួកគេថាតើអ្នកត្រឡប់មកវិញហើយមែនទេបរមអ្នកដែលមានឈ្មោះថាស៊ីវិនក៏បានប្រាប់ទៅលោកមេបាថាខ្ញុំត្រឡប់មកវិញហើយពួកខ្ញុំទាំង3នាក់ក៏បានទៅភ្នំមួយសែនដើម្បីស្វែងរកវត្ថុបុរាណដែលធ្លាក់មកពីលើមេឃប៉ុន្តែពួកយើងមិនរកមិនឃើញទេប៉ុន្តែពួកយើងក៏បានជួបព្រឹទ្ធាចារ្យម្នាក់ដ៏ខ្លាំងក្លាគាត់បានប្រែអ្វីគ្រប់យ៉ាងខ្លះទៅជាដាវបានប៉ុន្តែព្រឹទ្ធាចារ្យនៃនិកាយដែរអមតៈបរិសុទ្ធនៅតែមិនជឿតើវាអាចទៅរួចដោយរបៀបណាតើគាត់ពិតជាអាចរស់នៅទីកន្លែងភ្នំមួយសែននោះបានដែរសម្បូរទៅដោយបិសាចច្រើនយ៉ាងហ្នឹងទោះបីជាខំនិយាយយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនជឿនារីម្នាក់នោះក៏បាញ់ថានៅពេលដែលខ្ញុំទៅដល់ខ្ញុំក៏មានអារម្មណ៍ថានៅនោះដូចជាមានចេតនាដែរប៉ុន្តែពួកគេក៏បានទៅថាចេតនាដែរតើវាទៅរួចដោយរបៀបណានៅក្នុងនិកាយដែរអមតៈបរិសុទ្ធរបស់យើងមានតែមនុស្សតែ3នាក់ប៉ុណ្ណោះដែលឆ្លងពីអាណាចក្រទៅកាន់ព្រះពួកគេអាចកាន់កាប់ជាមួយនឹងចេតនាដែរពិតជាពិបាកខ្លាំងណាស់សូម្បីតែមេបៈនៃចំនួនទី1ក៏ពិបាកនៅក្នុងការឈានទៅដល់កម្រិតមួយនោះផងដែរមើលទៅពួកឯងទាំង3នាក់នេះបានចាញ់បោកជាមួយនឹងការបោកបញ្ឆោតរបស់ពួកគេហើយប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំសូមប្រាប់ពួកឯងហើយពួកឯងគួរតែចាក់ចេញពីប៉ាសិនទៅហើយកុំត្រឡប់មកវិញព្រោះថាត្រាឃុំឃាំងជាមួយនឹងបិសាចឈាមពោះអីវាកំពុងតែជាមួយនឹងការចុះទន់ខ្សោយវាកំពុងតែបំផ្លាញជាមួយត្រានេះព្រោះថាពួកយើងទាំងអស់គ្នាជាមួយនឹងព្រឹទ្ធាចារ្យជាច្រើនកំពុងតែរួមកម្លាំងគ្នាដើម្បីបិទត្រានេះគឺសូកចិត្តលះបង់ជីវិតស្រាប់តែបិសាចឈាមក៏បានបង្ហាញខ្លួនក៏បាញ់ថាស្អីគេគ្រាន់តែពុះសម្រាប់ដូចជាឯងសោះក៏ចង់មកបិទត្រាដែរមែនទេមេបនិកាយដែរអមតៈបរិសុទ្ធក៏បានឃើញភ្លាមក៏បានបញ្ចេញដែរបរិសុទ្ធបើការវិវហារទៅកាន់បិសាចឈាមប៉ុន្តែបិសាចឈាមគ្រាន់តែប្រាថ្នាពួកបន្តិចបន្តួចសោះក៏បានបំបីជាមួយនឹងដែរបរិសុទ្ធនោះបាត់ហើយវាក៏បាញ់ថាសំបីតែព្រឹត្តបរិសុទ្ធរបស់ពួកឯងមិនអាចធ្វើអ្វីខ្ញុំបានផងគ្រាន់តែជាដូចជាពួកឯងទៅចឹងសោះចង់ចាប់ការខ្ញុំដែរមែនទេមើលទៅពិតជាសម្រាប់មួយក្រុមមេបនិកាយដែរអមតៈបរិសុទ្ធក៏បានប្រាប់ទៅសិស្សរបស់ខ្លួនថាឆាប់ចាក់ចេញពីទីនេះហើយទៅតែប្រាប់ព័ត៌មានទៅមនុស្សខាងក្រៅប៉ុន្តែស្ដេចបិសាចឈាមក៏បាញ់ថាតើចង់រត់ទៅណាហើយវាក៏បានប្រើធម្មពលដើររបស់វាបើកការវិភាគទៅកាន់សិស្សនៅទីនោះនារីម្នាក់នេះដែលត្រូវបានតួឯកប្រុសរបស់យើងឲ្យជាមួយរូបចម្លាក់ប៉ុន្តែអេដមីនច្រឡំថាគឺជាផ្សិតការពិតតែមាននិយាយខុសតែចូលរឿងមកយើងវិញរូបចម្លាក់ដែលតួឯករបស់យើងឲ្យទៅនារីម្នាក់នោះស្រាប់តែក៏មានចេតនាដើរក៏បានសម្លាប់បិសាចឈាមនោះងាប់បាត់ទៅមើលទៅគ្រាន់តែចេតនាដើររបស់តួឯករបស់យើងពិតជាខ្លាំងក្លាមែនមេបនិកាយដែរអមតៈបរិសុទ្ធក៏បានប្រាប់ទៅសិស្សគ្រប់គ្នាថារូបចម្លាក់នេះគឺត្រូវឲ្យសិស្សទាំងអស់គ្នាទៅថ្វាយបង្គំឲ្យគោរពហើយគាត់ក៏បាននិយាយទៅកាន់មនុស្ស3នាក់នោះថាអ្នកទាំង3នាក់គឺបានជួយសង្គ្រោះជាមួយនឹងនិកាយរបស់ពួកយើងពិតជាអរគុណទាំងអ្នកទាំង3នាក់ណាស់យ៉ាងហើយអ្នកទាំង3នាក់អាចប្រាំពីរឿងនេះដល់ខ្ញុំបានដែរឬទេស៊ីវិនក៏បានប្រាប់ទៅលោកមេបាក់រួចហើយលោកមេបាក់ក៏មានការចាប់ឲ្យចំពោះរឿងនេះថាមិននេះគ្រាន់តែជាឈើធម្មតាប៉ុន្តែបន្សល់ទុកនៅជាមួយនឹងចេតនាដៅមួយទៅបរមនៅគាត់ពិតជាខ្លាំងក្លាណាស់មើលទៅសមត្ថភាពរបស់គាត់មិនធម្មតាទេប្រហែលគាត់អាចស្ថិតនៅដំណាក់កាលទុកវេទនាមហាយានហើយគ្រាន់តែលើតែមហាយានព្រឹទ្ធាចារ្យនៅទីនោះក៏បាញ់ថាជាមួយនឹងធម្មពលខាវយាននៅទីនេះវាពិតជាអាចទៅរួចទេតែអាចខ្លាចជាមហាយានប៉ុន្តែគាត់ក៏បានតទៅវិញថាប៉ុន្តែយ៉ាងណាក៏ដោយពួកយើងវាត្រូវតែអាចទៅជឿជាមួយនឹងចេតនាដៅនេះបើសិនថាអ្នកអរគ្នាសួរមានថាមហាយានគឺជាអ្វីអត់មានកំដឹងតែគឺហៅតាមសាច់រឿងរបស់យើងទេតើចូលរឿងរបស់យើងបន្តមេបានិកាយដែរអមតៈបរិសុទ្ធក៏បានប្រាប់ទៅមូឡានថាអ្នកឆាប់ទៅយកដាវពីឃាតមាសក្រហមមកជាមួយនឹងដីដង្ហើមព្រះដើម្បីយកទៅសួរសុខទុក្ខគាត់គ្រាន់តែលើដូច្នោះហើយកញ្ញាមូឡានមានការចាប់ឲ្យជាខ្លាំងតើអ្នកពិតជាចង់ឲ្យខ្ញុំទៅយកជាមួយនឹងដាវទេវៈមាសក្រហមថាវាគឺជាទ្រព្យសម្បត្តិរបស់និកាយរបស់ពួកយើងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃព្រឹទ្ធាចារ្យនៅទីនោះក៏បានប្រាប់ទៅលោកមេបាក់ថានេះគឺជាទ្រព្យសម្បត្តិរបស់ដូនតាណាលោកមេបាក់ប៉ុន្តែលោកមេបាក់របស់យើងក៏បានប្រាប់ទៅវិញថាទ្រព្យសម្បត្តិរបស់ដូនតាបើសម្រាប់ទៅអ្នកមានជំនាញពិតប្រាកដវាគ្មានអ្វីនៅក្នុងក្រសែថ្មីនោះទេប៉ុន្តែសម្រាប់វត្ថុនេះវាពិតជាអស្ចារ្យខ្លាំងណាស់អ្នកអត់ដឹងទេឬខ្ញុំដឹងថាទោះបីជាទ្រព្យសម្បត្តិរបស់ដូនតាដែលគាត់ខំប្រឹងប្រែងយកមកពីតំបន់អមតៈទោះបីជាយ៉ាងណាក៏ដោយវានៅតែគ្មានតម្លៃសម្រាប់គាត់ដដែលប៉ុន្តែពួកយើងគួរតែធ្វើអ្វីមួយដើម្បីផ្គប់ចិត្តរបស់គាត់ហើយឲ្យគាត់បង្រៀនជាមួយជំនាញអ្វីដែលពិតប្រាកដហើយនៅពេលនោះពួកយើងនឹងទទួលបានជំនាញដ៏ពិសេសនៅពេលនោះនិកាយដែរអមតៈបរិសុទ្ធរបស់ពួកយើងនឹងខ្លាចជានិកាយអមតៈជានិរន្តរ៍រហូតទៅចំណែកគុណសិស្សជាមួយនឹងព្រឹទ្ធាចារ្យនៅក្នុងបកក៏បានគេបញ្ជាក់ថាមើលទៅលោកវិបាកគាត់កាជាអ្វីហេតុអ្វីបានជាអញ្ចឹងមើលទៅខ្ញុំមិនឆ្ងល់ទេហេតុអ្វីបានគាត់ខ្លាចទៅជាអ្នកមេដឹកនាំមើលទៅគាត់ពិតជាគិតគូរបានវែងឆ្ងាយចំណែករឿងរបស់យើងក៏បង្ហាញពីតួឯករបស់យើងហើយពេលងើកឡើងត្រាប់តែឃើញឆ្កែនឹងដេកក៏បានទាត់មកជើងក៏បាញ់ថាអញយើងមកឲ្យយាមទាំងមិនក៏ឲ្យមកដេកអញ្ចឹងចំណែកឆ្កែនឹងឯត្រូវជាស្ដេចបិសាចរីត្រីមានការខឹង
ងជាខ្លាំងប៉ុន្តែមិនអាចធ្វើអ្វីដែលបានតែខំមកសង្កត់ចិត្តប៉ុណ្ណោះមើលទៅស្ដេចបិសាចរាជតារាវយើងពិតជាខ្លាចជាកូនឆ្កែមែនទែនហើយគេខឹងពេកក៏បានទៅកាយដីដើម្បីបញ្ចេញកំហឹងរបស់គេទូឯងបើយើងខឹងដូច្នោះហើយក៏បានទាញវាទៅតែម្ដងក៏បានថាមកខ្ញុំឲ្យឯងកាយដីនៅកន្លែងផ្សេងចំណែកកញ្ញាម្នាក់នេះវិញកំពុងតែរត់គេចអំពីមនុស្សមួយក្រុមកំពុងតែដេញចាប់នាងប៉ុន្តែនាងបានប្រើថាមពលខាងវិញ្ញាណចិត្តអស់ហើយអញ្ចឹងហើយនាងត្រូវតែរកកន្លែងសម្រាប់សិននាងក្រឡេកមើលទៅក៏បានឃើញវិមានរបស់តួឯងរបស់យើងខឹងដូច្នោះហើយនាងក៏បានទៅនោះដើម្បីឲ្យគេជួយព្រោះថាមានមនុស្សឯណាទៅដែលអាចមកសង់នៅទីនេះបានព្រោះថានៅទីនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលនាងឈិតហោះចូលនាងក៏បានចាប់អារម្មណ៍ជាមួយនឹងចេតនាដៅប្រសិនបើនាងហ៊ានតែចូលមួយជំហានច្បាស់ណាស់ចេតនាដៅនោះនឹងសម្លាប់នាងតែម្ដងចំណែកតួឯងរបស់យើងជាមួយនឹងស្ដេចបិសាចរាជត្រីខិតដូច្នោះហើយពួកគេក៏បានរត់ទៅមើលថាតើមានរឿងអ្វីកើតឡើងនៅទីនោះនារីម្នាក់នេះក៏បានមើលទៅតួឯងរបស់យើងក៏បានគិតក្នុងចិត្តថាហេតុអ្វីបានជាបុរសម្នាក់ខ្មោចយ៉ាងនេះហើយនាងក៏បានគិតនៅក្នុងចិត្តម្ដងទៀតថាអូមើលទៅគាត់ប្រហែលគឺជាអ្នកខ្លាំងព្រោះឲ្យខ្ញុំបានឮថាអ្នកខ្លាំងភាគច្រើនគេជួយជិះប្រែរូបខ្លួនឯងខ្លាចជាក្មេងដូចជាពួកគេលេងល្បែងធ្វើជាជ្រូកហើយដើម្បីស៊ីខ្លានាងក៏បានគោរពទៅកាន់តួឯងរបស់យើងហើយក៏បានសុំទោសដែលបានចូលមកផ្ទះរបស់គាត់ដែលមិនបានសុំតួឯងរបស់យើងក៏មិនប្រកាន់ច្រើនណាស់ហើយក៏បានសួរថាហេតុអ្វីបានជាអ្នកមើលទៅនេះស្រាប់តែនៅទីកន្លែងនោះក៏មានបិសាចកំពុងតែប្រយុទ្ធជាមួយមនុស្សមួយក្រុមឃើញដូច្នោះហើយនារីម្នាក់នេះក៏បានលុតជង្គង់ហើយក៏បានសុំទៅតួឯងប្រុសរបស់យើងឲ្យជួយនាងពងទៅព្រោះថាច្រត់ទ្វេទេពអសរពួកគេបានខົບខិតជាមួយនឹងពួកបិសាចហើយពួកគេចង់ប្រកោខ្ញុំឲ្យទៅស្ដេចបិសាចដើម្បីធ្វើជាប្រពន្ធចុងឪពុករបស់ខ្ញុំក៏មិនព្រមហើយពួកគេក៏បានបើកការវិវហាចំពោះគ្រួសារសុនរបស់ខ្ញុំទាំងអស់ធ្វើឲ្យមានអ្នកស្លាប់ទាំងអស់ហើយលើនេះគ្រួសារសុននៅសល់តែខ្ញុំតែម្នាក់គត់តួឯងរបស់យើងមានការចាប់អាជាខ្លាំងគ្រាន់តែលើអំពីឈ្មោះនិកាយទេពអសរព្រោះថានិកាយនេះពិតជាល្បីល្បាញខ្លាំងណាស់ប៉ុន្តែក៏បានគិតក្នុងចិត្តថាហេតុអ្វីបានជានិកាយទេពអសរបានខົບខិតជាមួយបិសាចតើនេះវាជារឿងការពិតដែរមែនទេប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមិនត្រូវតែស្ដាប់សម្ដីតែម្ខាងនោះទេខ្ញុំគួរតែស៊ើបរឿងនេះជាមុនសិនតួឯងរបស់យើងក៏បានប្រាប់ទៅនារីម្នាក់នឹងថាអ្នកកុំភ័យអីអ្វីដែលខ្ញុំចង់បានហើយគឺគ្មាននរណាអាចយកចេញពីខ្ញុំបាននោះទេអញ្ចឹងអ្នកឆាប់មកជាមួយខ្ញុំមកដើម្បីដឹងរឿងនេះការពិតតួឯងរបស់យើងក៏បានសួរទៅពួកគេមួយក្រុមនោះថាតើអ្នកទាំងអស់គ្នាគឺជានរណាហើយពួកមួយក្រុមនេះអ្នកទាំងអស់គ្នាក៏ដឹងហើយថាមិនបាញ់និយាយក៏ដឹងដែរពួកគេទាំងអស់នេះគឺមកពីនិកាយច្រត់ទ្វេទេពអសរកូនចៅរបស់បៈនេះក៏បាននិយាយថាហេតុអ្វីបានជាបងធំមិនទៅចាប់គេតាមដងទៅព្រោះថានារីនោះនាងបានអុកតាមពូខាវនិយាយបាត់ទៅហើយបងធំរបស់វាដែលមានឈ្មោះថាយូក៏បានប្រាប់ថាឯងប្រភ្លើមែនទេឯងមិនមើលទៅបរោះអ្នកនោះទៅបរោះធម្មតាណាដែលអាចមកសង់ហើយមករស់នៅទីនេះបានព្រោះថានៅទីនេះគឺជាភ្នំមួយសែនគឺសម្បូរទៅដោយបិសាចខ្លាំងណាស់កូនចៅរបស់បៈយូនឹងក៏បានប្រាប់ថាតែនៅទីនេះគឺជាចំណុចប្រសពរវាងត្រកូលបិសាចនិងអ្នកដាំដុះណាពិតជាអាចរស់នៅបានហើយប៉ុន្តែបៈយូវាបានស្ដាប់សម្ដីតាំងកូនចៅរបស់វាទេវាក៏បានគោរពទៅតួឯងរបស់យើងក៏បានប្រាប់ថាពួកគេគឺជាសិស្សដែលមកពីនិកាយទេពអសរហើយពួកគេមើលទៅនេះគឺដើម្បីចាប់ជនក្បត់ហើយនារីម្នាក់នោះគឺជាមេធ្មប់នាងគឺបានបំផ្លាញគ្រួសារខ្លួនឯងហើយពួកគ្នារបស់ពួកយើងជាច្រើនក៏បានតែរបួសគឺដោយសារតែដេញតាមនាងផងដែរខ្ញុំក៏សង្ឃឹមថាលោកម្ចាស់នឹងមិនចាញ់បោកជាមួយនឹងការកុហករបស់នារីម្នាក់នេះទេកូនចៅរបស់ប៉ែយូក៏បានសរសើរជាមួយនឹងការសម្ដែងរបស់លោកយូមួយទៅលោកបងយូយើងពិតជាពួកកែសម្ដែងមែនតើកញ្ញាម្នាក់នឹងគ្រាន់តែលើដូច្នោះហើយនៅមានការខឹងជាខ្លាំងក៏បាននិយាយថាស្អីគេនិកាយទេពអសររបស់អ្នកបានខົບខិតជាមួយបិសាចដោយសារតែរឿងនេះពុករបស់ខ្ញុំចង់លាតត្រដាងប៉ុន្តែនិកាយទេពអសររបស់អ្នកក៏បានមកបំផ្លាញជាមួយនឹងគ្រួសាររបស់ខ្ញុំទាំងមូលហើយក៏ចង់យកខ្ញុំឲ្យធ្វើជាប្រពន្ធរបស់ស្ដេចបិសាចទៀតចំណែកស្ដេចបិសាចរាជត្រីរបស់យើងក៏មានការស្ញាប់ផ្អើលចំពោះរឿងនេះផងដែរព្រោះថាស្ដេចបិសាចក៏ចូលចិត្តមនុស្សស្រីដែរតួឯងរបស់យើងក៏បានគិតនៅក្នុងចិត្តថាមើលទៅពួកដែលមកពីនិកាយទេពអសរកំពុងតែនិយាយកុហកហើយស្រាប់តែក៏បង្ហាញពីបិសាចគោមួយក្រុមដើរមកទីនេះក៏បាននិយាយជាមួយនឹងប៉ែយូថាមើលទៅគ្រាន់តែចាប់មនុស្សម្នាក់សមមិនក៏យូរយ៉ាងនេះទុកឲ្យខ្ញុំវិញហើយក៏បាននិយាយថាមើលទៅអាក្មេងណាមួយក៏ញ៉ៃមិនពិតជាចង់ពន្យាពីការរៀបការរបស់ស្ដេចបិសាចប៉ែយូក៏បានគិតចិត្តថាមើលទៅអាបិសាចគោនេះពិតជាមានកម្លាំងធម៌ពោខ្លាំងខ្លាំងណាស់ខ្ញុំទុកឲ្យពួកគេអ្នកខ្លាំងទាំងពីរអ្នកនេះប្រយុទ្ធគ្នាមានរបួសសង្ខាំតមកខ្ញុំនឹងត្រូវតែលួចថ្នាំបិសាចរបស់ពួកគេទាំងអស់តួឯងរបស់យើងក៏បានគិតក្នុងចិត្តថាមើលទៅវាជាការពិតនេះកាយទេពអសរពិតជាបានខុបខិតជាមួយបិសាចមែនទែនហើយចំណែកស្ដេចបិសាចរាជត្រីកំពុងតែអង្គុយមើលរឿងដែលពួកគេកំពុងតែវាយគ្នាហើយតួឯងរបស់យើងក៏បានរើមេឈើមើលក៏បាញ់ថាកុំឲ្យខាត់ពេកបើខ្ញុំឆាប់ចូលមើលតួឯងរបស់យើងក៏បានប្រើមេឈើនោះសម្លាប់ទៅបិសាចគោនោះមកទៅក៏បានកាត់វាជាទៅ17កំណាត់ចំណែកកញ្ញាម្នាក់នឹងមានការផ្ទះផ្អើលចំពោះតួឯងរបស់យើងជាខ្លាំងមើលទៅគាត់ប្រហែលសិននៅដំណាក់កាលបលឹងកំណត់ហើយខ្លាំងជាងការផ្លាស់ប្ដូរទៅទៀតមើលទៅគាត់ពិតជាអស្ចារ្យខ្លាំងណាស់ដៃបិសាចរាជត្រីក៏បានគិតក្នុងចិត្តថាឥឡូវនេះពួកឯងដឹងពីភាពខ្លាំងរបស់លោកម្ចាស់ខ្ញុំហើយឬនៅប្រព
ព័ន្ធ system ក៏បានប្រាប់ទៅតួឯករបស់យើងថាអ្នកបានសម្លាប់មេប៊ីសាចធម្មតាទទួលបាន800បន្ទុកតួឯករបស់យើងក៏បាញ់ថាហេតុអ្វីបានជាបន្ទុកទទួលបានតិចយ៉ាងនេះមើលឲ្យពិតជាកាកមែនទែនតួឯករបស់យើងក៏បានដើរទៅកាន់អបិយូខ្លួនជ្រោះមានការភ័យខ្លាចជាខ្លាំងក៏បានគិតក្នុងចិត្តថាហេតុអ្វីបានជាបរមនេះមានចេតនាដើរខ្លាំងខ្លាយ៉ាងនេះបន្ទាប់មកវាក៏បានលើកជង្គង់សូមវល់ក៏សម្លាប់វាអីប៉ុន្តែតួឯករបស់យើងក៏បានប្រើចេតនាដើររបស់ខ្លួនមួយស្នេហ៍សោះក៏បានសម្លាប់កូនចៅរបស់អបិនឹងជាមួយនឹងបិសាចគោជាច្រើនតួឯករបស់យើងប្រឹងតែសម្លាប់អបិយូនឹងហើយប៉ុន្តែក៏បានកើតក្នុងចិត្តថាបើសិនមកខ្ញុំសម្លាប់អបិនេះទៅច្បាស់ជានិកាយទេពអសរជាមួយនឹងស្ដេចបិសាចពួកគេមិនដឹងពីរឿងនេះទេបើជាអញ្ចឹងខ្ញុំពិតជាបានបាត់បង់ជាមួយបន្ទុកជាច្រើនពួកគេមិនដឹងហើយពួកគេមិនត្រឡប់មកវិញនោះទេអញ្ចឹងហើយខ្ញុំគួរតែទុកជីវិតឲ្យបរមនេះបន្តមកឲ្យគេហៅគ្នារបស់គេមើលទៅនេះដើម្បីឲ្យខ្ញុំសម្លាប់ដើម្បីទទួលបានបន្ទុកកាន់តែច្រើនតួឯករបស់យើងក៏បានប្រាប់តែអបិនឹងថាឆាប់ទៅប្រាប់មេប៉ារ៉ាបាយទៅថាកញ្ញាយូលៀនគឺជារបស់ខ្ញុំហើយគឺគ្មានអ្នកណាអាចយកនាងចេញពីដៃរបស់ខ្ញុំបាននោះទេអបិម្នាក់នឹងក៏ដូច្នេះហើយវាក៏បានរត់ចាក់ចេញពីទីនេះបាទទៅតួឯករបស់យើងក៏បានសម្ដែងធ្វើជារបួសក៏បាញ់ថាមើលទៅខ្ញុំពិតជាទៅរបួសហើយព្រោះអីថាខ្ញុំពិតជាបានប្រាក់តាមពោដ៏ខ្លាំងក្លាមែនចំណែកអបិនឹងវាមិនទាន់បានហត់ទៅណាឆ្ងាយទេវាក៏បានក្រឡេកមើលទៅក៏បាញ់យីថាមើលទៅបរមនេះបានរងរបួសហើយដោយសារតែប្រាក់តាមពោអចេតនាដៃជាច្រើនខ្ញុំគួរតែត្រឡប់ទៅកាន់និកាយវិញដើម្បីប្រាប់ទៅមេប៉ាដើម្បីឲ្យគាត់ជួយសងសឹកបន្ទាប់មកតួឯករបស់យើងក៏បានប្រាប់ទៅកញ្ញាយូលៀនថាខ្ញុំពិតជាមិនអីទេមើលទៅពួកគេទាំងពីរនេះគឺត្រូវបានតួឯករបស់យើងបោកបាញ់ឆោយបានហើយឆ្កែបិសាចរាត្រីក៏បានគិតចិត្តថាមើលទៅលំចាស់ខ្ញុំពិតជាមានល្បិចថោកទៀតមែនទែនកញ្ញាយូលៀនក៏បានប្រាប់ទៅតួឯករបស់យើងថាបើអ្នកធ្វើខ្ញុំមិនខ្លាចនិកាយទេអសរមកវាបហាទេតួឯករបស់យើងពិតជាមិនខ្លាចទេព្រោះថាតួឯករបស់យើងពិតជាចង់បោកបន្ទុកជាខ្លាំងកញ្ញាយូលៀនក៏បាននិយាយបន្តទៀតថាព្រោះថាព្រឹត្តិការណ៍ជាច្រើននៅក្នុងនិកាយច្រកទ្វារទេអសរគឺសិតតែនៅស្ថិតនៅដំណាក់កាលប្រឡឹងដើមកំណើតមើលទៅពួកគេពិតជាខ្លាំងក្លារួមជាមួយនឹងស្ដេចបិសាចផងដែរនាងក៏បានសុំទោសទៅតួឯករបស់យើងដែលបង្កបញ្ហាចំពោះតួឯករបស់យើងក៏បានតបវិញថាមិនអីទេគ្រាន់តែថាខ្ញុំបានសន្យាជាមួយអ្នករួចហើយគឺគ្មានឲ្យពីណាគេមកធ្វើបាបអ្នកបានឬទេខណៈដូច្នេះហើយកញ្ញាយូលៀនពិតជាសប្បាយចិត្តជាខ្លាំងបន្ទាប់មកនាងក៏បានចាប់ផ្ដើមសុំតួឯករបស់យើងធ្វើជាគ្រូលោកដូច្នោះហើយតួឯករបស់យើងពិតជាមានការភ័យខ្លាចជាខ្លាំងព្រោះថាតួឯករបស់យើងខ្លាំងបានតែនៅក្នុងដែនដែររបស់ខ្លួនតែប៉ុណ្ណោះបើសិនជានៅឆ្ងាយពីនេះគឺចប់ហើយក៏គេគ្មានចេះជំនាញអ្វីដែរតួឯករបស់យើងក៏បានបដិសេធចំពោះកញ្ញាយូលៀនថាគេមិនចង់ទទួលសិស្សនោះទេប៉ុន្តែប្រព័ន្ធ system ក៏បានប្រាប់ទៅតួឯករបស់យើងថានេះគឺជាភារកិច្ចចៃដន្យបើសិនជាអ្នកមិនទទួលទេអ្នកពិតជាមិនទទួលបានរង្វាន់នោះទេព្រោះថាកញ្ញាយូលៀនគឺជានោះដែលមេរាងកាយតើគឺជារាងកាយដតេវិភាពបើសិនជាលោកម្ចាស់ទទួលនាងធ្វើជាសិស្សលោកម្ចាស់ពិតជាទទួលបានជាមួយនឹងអំណោយដ៏អស្ចារ្យតួឯករបស់យើងក៏បានយល់ព្រមចំពោះកញ្ញាយូលៀនក៏ព្រមទទួលនាងធ្វើជាសិស្សគ្រាន់តែលើដូច្នោះហើយនាងមានការសប្បាយចិត្តជាខ្លាំងនាងក៏បានគិតចិត្តថាមើលទៅគាត់ពិតជាមានការពេញចិត្តចំពោះខ្ញុំហើយព្រោះថាគាត់ពិតជាហ៊ានប្រថុយជីវិតគឺដើម្បីជួយសង្គ្រោះខ្ញុំអំពីនិកាយច្រកទ្វារទេពអសរហើយនាងក៏បាញ់ថានៅថ្ងៃណាមួយខ្ញុំច្បាស់ជាសងសឹកដែរមនុស្សដែលគេបានធ្វើបាបចំពោះគ្រួសាររបស់ខ្ញុំទាំងមូលប្រព័ន្ធ system ក៏បានអបអរសាទរចំពោះតួឯករបស់យើងដែលទទួលបានសិស្សជាមួយនឹងរាងកាយដតេវិភាពហើយក៏ទទួលបានជាមួយនឹងជំនាញថ្មីដែលគឺជាជំនាញត្រាស់ដឹងធម៌ពោចេតនាដែលជំនាញនេះគឺតួឯករបស់យើងគឺអាចធ្វើឲ្យភីវៈរសជាច្រើនទទួលជាមួយនឹងការត្រាស់ដឹងជាមួយចេតនាដែលគ្រាន់តែចាប់បញ្ចូលជាមួយនឹងធម៌ពោចេតនាដែលរបស់ខ្លួនគ្រាន់តែលើដូច្នោះហើយតួឯករបស់យើងពិតជាចង់សាកល្បងជាមួយនឹងជំនាញថ្មីដែលអាចធ្វើឲ្យភីវៈរសត្រាស់ដឹងជាមួយនឹងធម៌ពោចេតនាដែលបន្ទាប់មកតួឯករបស់យើងក៏បានចាក់បញ្ចូលជាមួយធម៌ពោចេតនាដែលទៅកាន់ដើមឈើដែលងាប់មួយស្រាប់តែដើមឈើដែលងាប់នោះក៏បានប្រែមកជារស់វិញហើយវាក៏មានខ្លឹមសារជីវិតផងដែរគ្រាន់តែឃើញដូច្នោះហើយស្ដេចបិសាចរាត្រីក៏បានទៅស្រូបជាមួយនឹងខ្លឹមសារជីវិតហើយក៏បានធ្វើឲ្យរបួសវាជាសះស្បើយផងដែរបិសាចរាត្រីពិតជាមានការចាប់ផ្អើលចំពោះតួឯករបស់យើងតើបរមនេះគឺជាពីណាគេហើយអ្វីបានជាគាត់មានធម៌ពោដ៏ខ្លាំងក្លាយ៉ាងនេះសូម្បីតែពិភពទេពអសរមើលទៅក៏មិនមែនជាដៃគូរបស់គាត់ផងដែរសួស្តីអ្នកទាំងអស់គ្នាបងមកជួបខ្ញុំទៀតហើយខ្ញុំបាទស្មីមកសម្ដែងរឿងថ្មីទៀតហើយច្រឡំរឿងថ្មីរឿងយើងដដែលប៉ុន្តែណាមួយមានជាអានឈ្មោះណាជួយរឿងមកយើងតែម្ដងទៅភាគទី6រឿងយើងលោកមួយបញ្ចប់ត្រង់ស្ដេចបិសាចយើងពិតជាមានការភ័យខ្លាចចំពោះតួឯករបស់យើងជាខ្លាំងព្រោះថាមើលទៅគាត់ពិតជាអស្ចារ្យមែនទែនតួឯករបស់យើងក៏បាននិយាយថាខ្ញុំគ្រាន់តែចាប់បញ្ចូលជាមួយធម៌ពោចេតនាដែរតែបន្តិចសោះមួយទៅដើមឈើនេះពិតជារត់លូតលាស់រួមជាមួយនឹងធម៌ពោខ្លឹមសារជីវិតផងដែរមើលទៅពិតជាអស្ចារ្យតួឯករបស់យើង
យើងក៏បានទៅគ្រប់ទីកន្លែងគឺដើម្បីបញ្ចូលជាមួយធម្មពលចេតនាដើរជុំវិញនៅទៅនោះក៏បានធ្វើឲ្យតែរបស់តួឯករបស់យើងគឺពោពេញដោយខ្លឹមសារជីវិតតួឯករបស់យើងបាននិយាយទៅកាន់កញ្ញាយូលៀនថាអ្នកដឹងដែរឬទេហើយអ្វីបានជាខ្ញុំបានចឹងអ្នកធ្វើជាសិស្សរបស់ខ្ញុំកញ្ញាយូលៀននាងអត់ដឹងអំពីមូលហេតុនេះទេនាងបាននិយាយថាបើសិនជាលោកគ្រូចង់បានខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលលោកគ្រូចង់បានតួឯករបស់យើងក៏បានគិតគំចិត្តថាតើក្មេងស្រីនេះកំពុងតែគិតអីដូចជាបែកមិនទេតួឯករបស់យើងក៏បានប្រាប់តែកញ្ញាយូលៀនថានៅក្នុងទ្វីបធានយន្តគឺទឹកដីធំទូលាយរាល់ពេលនឹងលេចឡើងនៅមនុស្សដែលមានថាមពលដ៏ខ្លាំងក្លាពីឋានសួគ៌ពួកគេទាំងនោះមានរាងកាយដ៏រឹងមាំជាមួយនឹងឈាមជ័រដ៏អស្ចារ្យឬជាការផ្សងព្រេងនៅអាកាសជាច្រើននៅក្នុងពេលនោះរួមជាមួយនឹងការដំដរខ្លាយទៅជាភាពអមតៈតែអ្នកគិតថាអ្នកគឺជាមួយណាវិញកន្លែងហ្នឹងអត់មានយល់ទេគឺបកតាំងគេនិយាយគឺតាមចំតាចូលរឿងយើងវិញកញ្ញាយូលៀនក៏បានតទៅវិញថាមើលទៅខ្ញុំប្រហែលទី2ហើយប៉ុន្តែតួឯករបស់យើងក៏បានប្រាប់ថាវាមិនមែនទេអ្នកគឺជារូបរាងកាយ Kendo រូបរាងកាយ Kendo គឺអាចបកប្រែថាជារូបកាយរទេភាពឬក៏រូបរាងកាយតែគឺអត់មានឃើញចឹងគឺហៅតាមហ្នឹងតែចូលរឿងរបស់យើងវិញគាត់តែលើដូច្នោះហើយងាយមានការចាប់អាចជាខ្លាំងតើវាគឺជាការពិតមែនទេតួឯកយើងក៏បានយកបន្តទៀតថាបើមិនដូច្នោះទេហើយអ្វីបានជាស្ដេចបិសាចមិនក៏ចង់បានអ្នកគឺដោយសារតែអញ្ចឹងហើយចំណែករឿងរបស់យើងក៏បងវាយមកកន្លែងស្ដេចបិសាចមើលទៅស្ដេចបិសាចពិតជាមានការខឹងចំពោះបែបហ្នឹងជាខ្លាំងកញ្ញាយូលៀនបានសួរទៅតួឯកយើងថាតើវាពិតមែនឬទេតួឯកបានតបវិញថាមែនហើយចំណែកស្ដេចបិសាចបានគិតគំចិត្តថាតើវាអាចទៅរួចដល់របៀបណារូបរាងកាយបែងចែកជារូបរាងកាយការសំណល់រូបរាងកាយស្លាប់រូបរាងកាយវិញ្ញាណរូបរាងកាយជាលក្ខនិងរូបរាងកាយចំណែករួមជាមួយនឹងរូបរាងកាយដតេវិភាគឬរូបរាងកាយតើក្មេងស្រីនេះវាមានសមត្ថភាពដល់របៀបណាខ្ញុំជាស្ដេចបិសាចខ្ញុំមានត្រឹមតែរូបរាងកាយចម្លែកប៉ុណ្ណោះហើយអ្វីបានជានាងមានរូបរាងកាយតើដតេវិភាពដ៏ខ្ពស់យ៉ាងនេះនាងក៏បានប្រាប់ទៅតួឯករបស់យើងថាប៉ុន្តែខ្ញុំមានគុណលក្ខណៈសម្បត្តិតែមិនសុំតាមប៉ុណ្ណោះតាំងពីក្មេងតើខ្ញុំពិតជាអាចមានរាងកាយឋានសួគ៌ដល់របៀបណាទៅតួឯកយើងក៏បានតបវិញថារូបរាងកាយ Kendo ខុសពីរូបរាងកាយធម្មតាគឺដោយសារតែរូបរាងកាយរបស់នាងមិនទាន់បានភ្ញាក់ដាច់ជាមួយធម៌ពលរបស់វាបើសិនបើវាអាចដាច់ជាមួយធម៌ពលវាបានច្បាស់ណាស់គុណសម្បត្តិរបស់អ្នកច្បាស់ជាមិនអាចរៀនស្គាល់នោះទេកញ្ញាយូលៀនគ្រាន់តែលើដូច្នោះហើយនាងក៏បានសុំទៅកាន់តួឯករបស់យើងឆាប់បង្រៀនអំពីវិធីសាស្ត្រដើម្បីដាស់ជាមួយរាងកាយ Kendo នេះតួឯកបានតបវិញថាមិនអីទេតែដំបូងខ្ញុំគួរតែបង្រៀនអ្នកអំពីចេតនាដៅជាមុនសិនចំណែកសិស្សនេះកាយដើរអមតៈរួមជាមួយនឹងលោកមេបាត់របស់ពួកគេក៏បានមើលទៅនេះផងដែរហើយពួកគេបានមើលទៅមកថានេះមែនទេគឺជាទីកន្លែងរបស់អ្នកជាន់ខ្ពស់នៅទីនេះមើលទៅវាពិតជាសាមញ្ញណាស់ស្រាប់តែមានបន្ទូអំពីខ្លឹមសារវិញ្ញាណក៏បានចូលទៅកាន់រាងកាយរបស់ពួកគេទាំង3នាក់នេះក៏បានធ្វើឲ្យរាងកាយរបស់គេពោពេញទៅដោយថាមពលខាងវិញ្ញាណលោកមេបាក៏បានថាមើលទៅថាមពលខាងវិញ្ញាណឬខ្លឹមសារនៅទីនេះពិតជាមានសម្បូរបែបខ្លាំងណាស់មើលទៅពួកគេម្នាក់ពិតជាសប្បាយចិត្តមែនទែនស្រាប់តែស្ដេចបិសាចរបស់យើងក៏បានឃើញភ្លាមបានព្រោះទៅកាន់ពួកគេបានថាជុំមកពីណាគេបើនៅមើលទៅនេះកញ្ញាម្នាក់ដែលមានសពបផ្កាជូកបានប្រាប់ថានេះគឺជាសត្វចិញ្ចឹមរបស់អ្នកជាន់ខ្ពស់លោកមេបាគ្រាន់តែសម្លឹងមើលទៅភ្លាមក៏បានដឹងថានេះគឺជាស្ដេចបិសាចក៏បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលជាខ្លាំងស្ដេចបិសាចបានសម្លឹងមើលទៅពួកគេបាននិយាយថាមើលទៅបរមអ្នកនេះពិតជាដឹងពីទីពិតរបស់ខ្ញុំមែនវាក៏បានព្រោះហៅ3អ្នកនឹងមកដើម្បីមកនិយាយជាមួយវាប៉ុន្តែដោយសារតែវាព្រោះលឺពេកដូច្នោះហើយតួឯកយើងក៏បានទាត់វាមកជើងរត់ចាក់ចេញពីទីនេះបានទៅចំណែកមេបៈនេះកាយដែរបរិសុទ្ធមានការភ្ញាក់ផ្អើលជាខ្លាំងតើគាត់បានចាប់ទុកស្ដេចបិសាចធ្វើជាអ្នកយាមផ្ទះរបស់គាត់មែនទេតើមើលទៅគាត់ពិតជាមានថាមពលដ៏ខ្លាំងក្លាមែនទេប្រហែលគាត់ពិតជាអាចយកឈ្នះចំពោះទុក្ខវេទនាហើយនារីម្នាក់នេះបានប្រាប់ទៅតួឯករបស់យើងថាគាត់គឺជាមេបៈនៃនិកាយអមតៈដែលបរិសុទ្ធរបស់ខ្ញុំតួឯករបស់យើងប្រឹងតែទៅរាតិហើយប៉ុន្តែលោកមេបៈក៏បានគោរពហើយហៅតួឯករបស់យើងថាគឺជាអ្នកជាន់ខ្ពស់តួឯកយើងពិតជាមានការឆ្ងល់ជាខ្លាំងហើយអ្វីបានគាត់ហៅខ្ញុំជាអ្នកជាន់ខ្ពស់មើលទៅគាត់មានអាយុច្រើនជាងខ្ញុំទៅទៀតតួឯករបស់យើងក៏បានហៅពួកគេមកចូលលេងនៅក្នុងផ្ទះរបស់ខ្លួនលោកមេបៈគាត់ក៏បានសម្លឹងមើលទៅតួឯករបស់យើងគាត់បានគិតចិត្តថាហើយអ្វីបានជាខ្ញុំមិនអាចដឹងអំពីធម៌ពលឬក៏ធម៌ពលខៅវិញ្ញាណនៅក្នុងរូបរាងកាយរបស់គាត់អញ្ចឹងតើគាត់ពិតជាដាំដុះបានកម្រិតខ្ពស់យ៉ាងណាទៅហើយអ្វីបានជាខ្ញុំពិតជាមិនអាចដឹងអញ្ចឹងហើយតើគាត់ប្រហែលគឺជាអ្នកខ្លាំងបំផុតហើយនៅក្នុងលោកនេះលោកមេបៈក៏បានសួរទៅតួឯករបស់យើងថាតើអ្នកបានឆ្លងផុតចំពោះអាណាចក្រការត្រឡប់មកធម្មជាតិវិញហើយមែនទេតើអាហ្នឹងគឺអត់មានយល់ទេថាគាត់ចង់និយាយពីអីហ្នឹងតួឯករបស់យើងក៏បានតបទៅកាន់មេបៈនិកាយដែលអមតៈបរិសុទ្ធវិញថាមើលទៅប្រហែលដូចជាអ្នកនិយាយអញ្ចឹងហើយប៉ុន្តែមើលទៅតួឯករបស់យើងពិតជាដឹងខ្យល់អីនោះទេតួឯករបស់យើងក៏បានប្រាប់ទៅពួកគេថានាងនេះគឺជាគុណសិស្សរបស់ខ្ញុំនាងមានឈ្មោះថាយូលៀននាងកំពុងតែវឹកហាត់អញ្ចឹងហើយអ្នកនរគ្នាគុំតែរំខានអីចំណែកពួកគេវិញមានការចាប់ផ្អើលនៅផ្ទះរបស់តួឯករបស់យើងមើលទៅវាដូចជានៅទីកន្លែងបុរាណអញ្ចឹងមើលទៅវាពិតជាអស្ចារ្យតួឯករបស់យើងបានប្រាប់ថាគឺដោយសារតែនៅទីនេះវាមានទឹកដីតូចពេកទើបវាពិបាកនៅក្នុងការឲ្យខ្ញុំបញ្ចូលធម៌ពលចេតនាដៅទៅកាន់នៅទីនេះលើដូច្នោះហើយមេបៈនៃនិកាយដែលអមត
តាបរិសុទ្ធក៏បាននឹកឃើញនៅពេលដែលគាត់ត្រូវបានឈឺឆ្លាក់ដែរតួឯករបស់យើងឲ្យទៅកញ្ញាយូឡានហើយបានជួយគាត់ដូច្នោះហើយគាត់ក៏បានយកអំណោយដើម្បីសងគុណចំពោះតួឯករបស់យើងពេលដែលតួឯកយើងបើកអំណោយដែលទទួលបានមានទាំងដាវជាមួយនឹងដីដទេវភាពព្រោះថាដីនេះគឺត្រូវបានពពាកបរោះចំនួនទី1នៃនិកាយអមតៈដែលបរិសុទ្ធយកមកពីតំបន់ធម្មតាមានពីអាចារ្យអារាមបាននិយាយថាដីដទេវភាពនេះពិតជាអាចធ្វើឲ្យឱសថបានមានអពុធហេតុចំណែកដាវនេះវិញគឺជាកំណត់ទ្រព្យរបស់និកាយដើមតាបរិសុទ្ធរបស់យើងដោយដាវនេះមានឈ្មោះថាដាវជីជីងតួឯករបស់យើងក៏បានគិតថាតើមានរឿងអ្វីហេតុអ្វីបានជាគាត់បានប្រគល់កំណត់ទ្រព្យដល់មកខ្ញុំចឹងតើគាត់ចង់ឲ្យខ្ញុំជួយអ្វីដល់គាត់មែនទេប៉ុន្តែខ្ញុំពិតជាមិនអាចចាក់ចែងអំពីដែនដែលរបស់ខ្ញុំបាននោះទេលោកមេបានិកាយដែលអមតៈបរិសុទ្ធបានគិតក្នុងចិត្តថាមើលទៅតើកំណត់ទ្រព្យនេះមើលទៅវាពិតជាអត់មែនទេបានជាគាត់ធ្វើទឹកមុខអញ្ចឹងគាត់បាននិយាយទៅកាន់តួឯករបស់យើងថាខ្ញុំសង្ឃឹមថាអ្នកជាន់ខ្ពស់ពិតជាមិនស្អប់ខ្ពើមជាមួយកំណត់ទ្រព្យដែលខ្ញុំឲ្យតែអ្នកទៅចុះតួឯករបស់យើងសម្លឹងមើលទៅដីដទេវភាពបានគិតក្នុងចិត្តថាមើលទៅដីនេះវាពិតជាល្អក្នុងការធ្វើជីដើម្បីដាំបន្លែរបស់ខ្ញុំមេបានិកាយដែលអមតៈបរិសុទ្ធមានការព្យាបាលជាខ្លាំងថាគាត់យកដីដទេវភាពទៅធ្វើជាជីដើម្បីដាំបន្លែមែនទេមើលទៅគាត់ពិតជាកំពុងតែធ្វើអ្វីនឹងតួឯករបស់យើងក៏បានប្រាប់ទៅមេបានិកាយដែលអមតៈបរិសុទ្ធថាខ្ញុំក៏បានសម្លាប់វិសាចគោជាច្រើនផងដែរតែអ្នកអរគ្នាប្រឹងទៅញ៉ាំជាមួយខ្ញុំដែរឬទេបន្ទាប់មកតួឯករបស់យើងបានប្រាប់ទៅកញ្ញាវូឡានថាអ្នកគួរតែទៅកន្លែងឆ្នាំងសួររបស់ខ្ញុំទៅទីនោះទៅហើយយកវាមកទៅនេះមកដើម្បីញ៉ាំទាំងអស់គ្នាប៉ុន្តែលោកមេបានិកាយដែលអមតៈបរិសុទ្ធបានប្រាប់ថាមិនអីទេទុកឲ្យខ្ញុំទៅយកវាចុះនៅពេលដែលលោកមេបានិកាយដែលអមតៈបរិសុទ្ធទៅមើលឆ្នាំងនោះគាត់មានការព្យាបាលជាខ្លាំងនេះគឺជាឆ្នាំងវត្ថុបុរាណដែលធ្លាក់មកពីលើមេតាថាគាត់យកវាមកធ្វើជាឆ្នាំងស៊ុបដោយរបៀបណាតួឯករបស់យើងដើរមកបានកូនចិត្តថាមើលទៅក៏ប្រហែលចាស់ពេកលឿមរួយហើយដូច្នេះហើយតួឯកយើងក៏បានលើកដើរចេញទៅបាត់ទៅមេបានិកាយដែលអមតៈបរិសុទ្ធបាននិយាយជាមួយនឹងកញ្ញាមូឡានថាតើអ្នកដឹងពីឆ្នាំងដែលគាត់កំពុងតែកាន់នោះទេនោះគឺជាវត្ថុបុរាណដែលធ្លាក់មកពីលើមេឃហើយមកកាន់ពិភពនៅរមែងស្លាប់ឬក៏ស្នាមប្រតិហែកនៅលើមេឃនោះគឺវាកាត់ឡើងដោយសារតែគាត់ថាគាត់ពិតជាស្ថិតនៅកម្រិតណាបើមើលទៅប្រហែលគាត់ពិតជាស្ថិតនៅក្នុងកម្រិតអមតៈផែនដីហើយគ្រាន់តែលើដូច្នោះហើយកញ្ញាមូឡានមានការព្យាបាលជាខ្លាំងកម្រិតអមតៈផែនដីបើសិនបាននៅពេលនោះបើខ្ញុំបើកការវិភាគទៅកាន់គាត់បានថាខ្ញុំពិតជាមានផលបាយយ៉ាងខ្លាំងបន្ទាប់មកតួឯករបស់យើងក៏បានហៅពួកគេទាំង3នាក់នេះមកឆាប់ញ៉ាំស៊ុបសាច់ជ្រូកឲ្យច្រឡំមកអ្នកអរគ្នាមកឆាប់ញ៉ាំជាមួយនឹងស៊ុបសាច់គោថ្មីៗហើយជាមួយទំពាំងបាយជូរពិតជាឆ្ងាញ់ពួកគេទាំង3នាក់ក៏បានសាកមើលទៅពួកគេពិតជាមានការសប្បាយចិត្តជាខ្លាំងព្រោះថាការញ៉ាំស៊ុបនេះក៏បានធ្វើឲ្យថាមពលខាមញាតរបស់គេរីកចម្រើនផងដែររួមជាមួយនឹងនិយាយទៅទាំងនិយាយថាម៉េចទេតែចូលរួមយើងបន្តទៀតបន្ទាប់ពីពួកគេបានញ៉ាំរួចហើយពួកគេត្រៀមត្រឡប់ទៅវិញស្រាប់តែលោកមេបានិកាយដែលអមតៈបរិសុទ្ធបានរំលឹកជាមួយកម្រិតរបស់គាត់ក៏បានឈានទៅដល់អាណាចក្រព្រះសិស្សរបស់គាត់2នាក់នឹងមានការចាប់ផ្ដើមជាខ្លាំងតើមេបាពិតជាបានឆ្លងចូលទៅកាន់អាណាចក្រព្រះបាត់ទៅហើយតើវាអាចទៅរួចអត់របៀបណាមេបានិកាយដែលអមតៈបរិសុទ្ធបានប្រាប់ថាគឺដោយសារនៅផ្ទះរបស់អ្នកជាន់ខ្ពស់ពោពេញដោយថាមពលខាងវិញ្ញាណរួមជាមួយនឹងខ្លឹមសារជីវិតនិងថាមពលចេតនាដែរផងដែរហើយខ្ញុំក៏បានញ៉ាំជាមួយទំពាំងបាយជូររួមជាមួយនឹងសុទ្ធទេពអសរទាំង9ផងដែរក៏បានធ្វើឲ្យជាមួយនឹងការចប់គាំងថាមពលខាងវិញ្ញាណរបស់ខ្ញុំជាច្រើនឆ្នាំក៏ត្រូវបានទំលូផងដែរមើលទៅវាពិតជាអស្ចារ្យចំណែករឿងយើងបង្ហាញពីតួឯករបស់យើងនៅទីនេះគឺកំពុងតែដាំផ្លែឈើនៅទីកន្លែងរបស់គេព្រោះថានៅជាមួយកន្លែងរបស់គេពិតជាល្អមែនទែនតួឯកក៏បានសម្លឹងមើលទៅនោះមានការចាប់ផ្ដើមជាខ្លាំងចំពោះផ្លែឈើនោះគឺជាផ្លែឈើប្រែខ្លាយទៅជាផ្លែឈើយិនសិនតើវាអាចទៅរួចបោរបៀបណាហើយអ្វីបានជាវាប្រែរូបរាងដូចជាមនុស្សអញ្ចឹងតើអាចទេថាគឺដោយសារតែជីនេះគឺបានធ្វើឲ្យផ្លែឈើយិនសិនប្រែខ្លាយទៅជារូបរាងមានជីវិតឈ្មោះប៉ុន្តែកញ្ញាយូលៀនក៏បានតបវិញថាតែវាមិនមែនទេអាចថាគឺជាការផ្សំអំពីទេពអសរឬវិញ្ញាណដែលនៅក្រោមដើមឈើនេះតាមការពិតទៅផ្លែយិនសិននេះវាមិនបានខ្លាយទៅជាមានជីវិតឈ្មោះអ្វីទេវាគ្រាន់តែគឺជាការវិវត្តខ្លាយទៅជាអមតៈចំណែកស្ដេចបិសាចរាត្រីវិញមានការភ្ញាក់ផ្អើលជាខ្លាំងតើវាអាចទៅរួចអស់របៀបណាមានតែដើមឈើជាប្រែខ្លាយទៅជាសត្វចម្លែកប៉ុន្តែនេះវាមានចេតនានេះដែលខ្លឹមសារជីវិតជ្រាបចូលទៅក្នុងឋានសួគ៌និងផែនដីចំណែកបិសាចនៅខាងនេះវិញពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងតើជាថាពួកខាងមានអ្វីឬក៏ជាថាពួកខ្លឹមសារហេតុអ្វីបានជាសម្បូរសម្បាយយ៉ាងនេះចំណែកនៅខាងមនុស្សវិញពួកគេកាន់តែភ្ញាក់ផ្អើលផងដែរតើនេះគឺជាខ្លឹមសាររបស់បិសាចថាបិសាចណាហេតុអ្វីបានជាមានថាពួកខ្លាំងខ្លាយ៉ាងនេះថាបិសាចនៅវាបានឈានទៅដល់កម្រិតណាហើយចំណែករឿងក៏កាត់បង្ហាញពីបរិយាចំណា2អ្នកនេះកំពុងតែនិយាយគ្នាតាហួងជីធានតាឯងនៅឯណាមើលទៅជាមួយនឹងខ្លឹមសារជីវិតនេះទៅវាពិតជាដូចជាមហាសមុទ្រអញ្ចឹងមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ចំណែកបរិយាដែលពាក់អាវពណ៌សនឹងគាត់បាននិយាយថានេះគឺជាដើមឈើពិសិដ្ឋតើមានអ្នកណាហេតុអ្វីបានជាមានសមត្ថភាពអាចបំលែងខ្លាយទៅជាព្រះឬវិញ្ញាណមើលទៅមនុស្សម្នាក់នេះមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ហើយពួកគេទាំងពីរអ្នកនឹងក៏បានបបោគ្នាទៅកន្លែងទីនោះដែលមានថាមពល
ខ្លឹមសារវិញ្ញាណជាច្រើនចំណែករឿងរបស់យើងវិញការបង្ហាញអំពីតួឯករបស់យើងដើមឈើវិញ្ញាណនោះក៏បានអរគុណទៅតួឯករបស់យើងដែលបានជួយខ្លួនឲ្យបានត្រាស់ដឹងបន្ទាប់មកវាក៏បានប្រាប់ទៅតួឯករបស់យើងឲ្យដាក់ឈ្មោះវាមកតួឯករបស់យើងក៏បានដឹងថាអ្នកចង់ឲ្យខ្ញុំដាក់ឈ្មោះឲ្យអ្នកគឺជាផ្លែឈើយិនសិនហើយគឺជាដើមកំណើតផ្លែឈើបុរាណអញ្ចឹងហើយខ្ញុំក៏តែដាក់ឈ្មោះអ្នកថាសែនយន់ឬដូច្នោះហើយដើមឈើយិនសិនក៏បានទួស្គាល់ដូច្នេះអេដមីនសំហៅអាប៉ែនឹងថាគឺសែនយន់អបិសេនយន់ក៏បានប្រាប់ទៅតួឯករបស់យើងថាគឺចាប់ពីពេលនេះទៅខ្ញុំស្ម័គ្រចិត្តនឹងការពារជុំវិញវិមានរបស់លោកម្ចាស់តួឯករបស់យើងបានគិតគុំចិត្តថាអញ្ចឹងក៏ល្អដែរហើយបាននិយាយថាមើលទៅជីផ្សំនោះពិតជាល្អខ្លាំងណាស់ដែលអាចវាជួយបង្កើតជាមួយនឹងដើមឈើវិញ្ញាណដ៏អស្ចារ្យដូចនេះចំណែកកញ្ញាយូលៀនពិតជាសប្បាយចិត្តមែនទែនព្រោះអីថាវាគឺជាអមតៈមើលទៅលោកគ្រូពិតជាអស្ចារ្យដែលអាចធ្វើឲ្យដើមឈើវិញ្ញាណខ្លាយទៅជាដើមឈើពិសិដ្ឋដ៏អស្ចារ្យចំណែកនីកាយទេពអសររួមជាមួយនឹងស្ដេចបិសាចក៏បានមកដល់ទៅនេះអាប៉ែមណាស៊ីគេបានប្រាប់ថាគឺជានៅទីនេះហើយប៉ុន្តែបរមអ្នកបាននិយាយថាមើលទៅនៅទីនេះគឺជាកន្លែងបន្ទោសជាមួយនឹងថាមពលខ្លឹមសារជីវិតនៅពេលនោះមើលទៅគឺជាទីកន្លែងនេះចំណែកស្ដេចគោក៏បាននិយាយថាគឺជានៅទីកន្លែងនេះមែនទេនេះគឺជាភ្នំមួយសែនគឺជាកន្លែងទឹកដីបិសាចតើវាគឺជាកន្លែងខ្ញុំតើហើយអ្វីបានជាខ្ញុំត្រូវខ្លាចទៅចំណែកតួឯករបស់យើងបានកំពុងតែដេកចាំពួកគេបាននិយាយថាទីបំផុតពួកឯងមកហើយមែនទេដូចជាខ្ញុំចាំយូរពេកហើយចំណែកនីកាយទេពអសរកំពុងតែចាប់អារម្មណ៍ចំពោះស្ដេចឆ្កែរបស់យើងព្រោះថាគាត់បានគិតថានេះគ្រាន់តែជាឆ្កែធម្មតាប៉ុន្តែមើលទៅវាដូចជាមានអាចកំបាំងបន្តិចចំណែកស្ដេចបិសាចគោបានគិតគំចិត្តថាមួយឆ្កែនេះវាពិតជាមានទឹកកសបបន្តិចបន្តួចព្រោះថាវាពិតជាអាចស្រូបយកជាមួយថាមពលខាងវិញ្ញាណដោយមិនចាំបាច់ការដាំដុះឲ្យអនុវត្តដោយខ្លួនឯងមើលទៅខ្ញុំគួរតែយកវិធីសាស្ត្រដាំដុះនេះនៅពេលក្រោយចំណែកនារីដែលមកពីនិកាយទេពអសរបាននិយាយថាដោយមិននឹកស្មានដល់នៅក្នុងវីរហោឋានបុរាណខាងត្បូងតើគាត់ពិតជាអាចជួបជាមួយនឹងឆ្កែដែលមានគុណសម្បត្តិល្អយ៉ាងនេះគាត់ពិតជាមានទឹកកសបមែនដែលបានជួបសត្វចម្លែកប៉ុន្តែប្រសិនបើសត្វនេះខ្លាចទៅជាសត្វចិញ្ចឹមនៅក្នុងបកនិកាយរបស់ពួកយើងនៅថ្ងៃអនាគតមើលទៅវាគឺជាជំនួយដ៏ល្អដ៏ប្រសើរពួកគេក៏បានហៅកូនឆ្កែនិងបង្ហាញកូនឆ្កែឆាប់ចូលមួយនិកាយរបស់ខ្ញុំមកគឺកាន់តែល្អប៉ុន្តែមើលទៅស្ដេចបិសាចយើងដូចជាមិនចង់ចូលសោះអាណាថាកូនឆ្កែស្ដេចបិសាចគោក៏បាននិយាយថាតើវាទៅរួចដោយរបៀបណាព្រួយថាឯងគឺជាត្រកូលបិសាចអញ្ចឹងហើយឯងគួរតែចូលរួមជាមួយនឹងខ្ញុំនឹងយកឯងធ្វើជាដៃស្ដាំរបស់ខ្ញុំនៅពេលណាក៏ច្បាស់ណាឯងពិតជាមានទឹកដីកាន់កាប់ដោយខ្លួនឯងស្ដេចបិសាចរាត្រីបានតរវិញថាស្អីគេចង់ឲ្យខ្ញុំធ្វើជាដៃស្ដាំរបស់ឯងតើវាអាចទៅរួចដោយរបៀបណាស្ដេចបិសាចគោបានថាស្អីគេអញ្ចឹងស្រាប់ផឹកមិនចង់ផឹកមែនទេតើឯងចង់ផឹកពីស្រាប់ពីណីមែនទេអញ្ចឹងហើយក៏បន្ទុកខ្ញុំឲ្យសោះបន្ទាប់មកពួកគេទាំងពីរនាក់នេះក៏បានចេញថាមពលរឿងខ្លួនស្ដេចបិសាចរាត្រីក៏បានបើកថាមពលវិភាគទៅកាន់ស្ដេចគោប៉ុន្តែមើលទៅស្ដេចគោដូចជាគ្មានការរឹងរបួសសោះស្ដេចគោក៏បានសរសើរចំពោះស្ដេចបិសាចរាត្រីពិតជាមានកម្លាំងខ្លាំងប៉ុន្តែស្ដេចបិសាចរាត្រីបានតតវិញថាពីណាគេថាខ្ញុំមានកម្លាំងបន្តិចបន្តួចបន្ទាប់មកស្ដេចបិសាចរាត្រីក៏បានបញ្ចេញជាមួយនឹងរូបរាងពិតរបស់គាត់ក៏បានធ្វើឲ្យស្ដេចបិសាចគោមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះថាអាកូនឆ្កែនេះក៏ជាស្ដេចបិសាចផងដែរស្ដេចបិសាចរាត្រីបានថាគឺដោយសារតែពីមុនខ្ញុំបានរឹងរបួសប៉ុន្តែលើនេះរបួសរបស់ខ្ញុំបានជាសះស្បើយហើយពិតជាមិនអាចមើលស្រាលចំពោះខ្ញុំបានទេបន្ទាប់មកពួកគេក៏បានបើកការវិភាគគ្នាតែម្ដងបរមអ្នកនេះបានថាតើវាអាចទៅរួចដោយរបៀបណាឃើញឆ្កែនេះគ្រាន់តែជាឆ្កែយើងទាំងមែនទេមិនក៏វាអាចទៅខ្លាចជាស្ដេចបិសាចតើបរមនោះពិតជាខ្លាំងយ៉ាងណាទៅតួឯករបស់យើងដើរមកបានយ៉ាទីបំផុតពួកឯងមកហើយមែនទេចំណែកកញ្ញាយូលៀនបាននិយាយថានេះគឺជានិកាយជ្រត់ទ្វេទេពអសរជាមួយនឹងស្ដេចបិសាចបរមអ្នកនេះបានគិតគំចិត្តថាតើបរមអ្នកនេះគឺជាពីណាគេមើលប៉ុន្តែខ្ញុំមើលទៅគាត់ដូចជាគ្មានការដាំដុះសប៉ុន្តែគាត់ពិតជាអាចចិញ្ចឹមជាមួយនឹងស្ដេចបិសាចបានហើយគាត់ក៏បានសួរទៅតួឯករបស់យើងថាតើអ្នកមែនទេគឺជាអ្នកដែលសម្លាប់កូនសិស្សរបស់ខ្ញុំតួឯករបស់យើងបានតទៅវិញថាមែនហើយកូនសិស្សរបស់អ្នកគ្រាន់តែជាសម្រាប់មួយក្រុមប៉ុណ្ណោះពួកនេះលឺដូច្នោះមានការខឹងជាខ្លាំងប៉ុន្តែក៏ត្រូវបានព្រឹទ្ធាចារ្យនេះបានគាត់ជាប់ហើយបានគិតគំចិត្តថាមើលទៅបរមនេះបាននិយាយដើម្បីឲ្យខ្ញុំបើកការវិភាគទៅកាន់គាត់ប៉ុន្តែគាត់ដូចជាមានភាពជឿជាក់ខ្លាំងណាស់មើលទៅកម្លាំងថាមពលជាមួយនឹងការដាំដុះរបស់គាត់ពិតជាខ្ពស់ខ្លាំងណាស់ហើយចំណែកពីក្បាលនេះវិញវាគិតតែវាយគ្នាតែប៉ុណ្ណោះវាអត់ខ្វល់នោះទេព្រឹទ្ធាចារ្យនោះក៏បានគិតបន្តទៀតថានិកាយជ្រកទ្វារទេពអសររបស់ខ្ញុំបានឈានទៅដល់ដំណាក់កាលដែលរស់រានមានជីវិតគឺដោយសារតែមានជំនួយជួយអំពីបិសាចដោយមិននឹកស្មានឥឡូវនេះបែរជាមកជួបគ្រោះមហន្តរាយម្ដងទៀតហើយចំពោះនិកាយជ្រកទ្វារទេពអសររបស់ខ្ញុំហើយគាត់ក៏បាននិយាយទៅកាន់តួឯករបស់យើងថាមើលទៅអ្នកជាន់ខ្ពស់សុខចិត្តជួយចំពោះកញ្ញាស៊ុនយូលៀនមើលទៅកញ្ញាស៊ុនយូលៀននេះពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឲ្យអ្នកជួយឲ្យមែនទេហើយពួកខ្ញុំក៏មិនចង់មានការប៉ះពាល់ចំពោះអ្នកជាន់ខ្ពស់ផងដែរអញ្ចឹងហើយពួកយើងសូមត្រឡប់ទៅវិញតួឯកយើងបានកឹងចិត្តថាហេតុអ្វីវាមិនដូចជាមួយនឹងការផែនការរបស់ខ្ញុំអញ្ចឹងមិនក៏ពួកគេមិនបើកការវិភាគមកកាន់ខ្ញុំអញ្ចឹងហើយពួកគេប្រឹងតែត្រឡប់ទៅវិញហើយតួឯករបស់យើងក៏បានឲ្យពួកគេជប់ភ្លាមបាញ់ថាតើពួកឯងចង់ទៅវិញដោយរបៀបណាព្រោះថាឯងបានគប់ខិតជាមួយនឹងពួកបិសាចហើយក៏មកបងផ្លាញជាមួយនឹងគ្រួសារសិស្សជាទីស្រឡាញ់របស់ខ្ញុំផងតើរឿងនេះខ្ញុំគួរតែឲ្យពួកឯងចាក់ចេញមែនទេបរមម្នាក់ដែលមកពីនិកាយទេពអសរដើរមកបាញ់ថាទុកឲ្យខ្ញុំទៅសម្រាប់គាត់មើលទៅគាត់ដូចជារញ៉េ
ញរញ៉ៃណាស់ប៉ុន្តែក៏ត្រូវបានបរោះនេះសម្លាប់ចោលបាត់ទៅចំណែកតួឯករបស់យើងមានការចាប់ឲ្យជាខ្លាំងចំពោះបរោះនោះហើយអ្វីបានជាសម្លាប់គ្នាឯងអញ្ចឹងបរោះនឹងក៏បាននិយាយថាពួកយើងពិតជាបានបញ្ជូនជាមួយនឹងកញ្ញាស៊ុនយូលៀនឲ្យទៅស្ដេចបិសាចមែនប៉ុន្តែពួកយើងពិតជាមិនបានបោកផ្លាញជាមួយនឹងគ្រួសាររបស់នាងនោះទេអញ្ចឹងហើយខ្ញុំក៏សង្ឃឹមថាអ្នកជាន់ខ្ពស់ពិតជាមិនបានធ្វើបាបចំពោះនិកាយរបស់ពួកខ្ញុំចំណែកតួឯករបស់យើងក៏បានគិតក្នុងចិត្តថាមើលទៅបរោះនេះពិតជាសាហាវខុសខើណាស់ប៉ុន្តែខ្ញុំពិតជាមិនទាន់បានដឹងជាមួយនឹងកម្លាំងរបស់គាត់នោះទេគាត់ហ៊ានសម្លាប់ព្រឹទ្ធាចារ្យដែលនៅក្នុងនិកាយរបស់គាត់ដើម្បីទទួលកំហុសមើលទៅបរោះនេះពិតជាសាហាវខុសខើគឺជាមនុស្សអសធម៌ប៉ុន្តែនិកាយច្រកទ្វេទេពអសរត្រូវបានគេចាប់ទុកថាគឺជានិកាយដ៏ល្បីមួយរូបប៉ុន្តែពិភពអមតៈពិតជាពោពេញទៅដោយភាពសាហាវខុសខើក៏ពិបាកខ្លាំងណាស់សំណាងហើយដែលខ្ញុំជាសមាជិកត្រកូលដែរប៉ុន្តែលើនេះនិកាយរបស់គាត់គ្រាន់តែគឺជានិកាយដែលពិភពអមតៈត្រូវបានបោះបង់ចោលតែប៉ុណ្ណោះតួឯករបស់យើងក៏បានឆ្អោតទៅកាន់អប៉ែនឹងថាហើយកុំចេះតែនិយាយពាក្យដែលមិនសមហេតុផលដូច្នេះមើលវិញអញពិតជាខ្ពើមខ្លាំងណាស់អប៉ែមែននឹងបានតតវិញថាមើលទៅបើមិនគ្រប់គ្រាន់ទេពួកយើងទាំងអស់គ្នានឹងសុខជាបដូរជីវិតគឺដើម្បីប្រយោជន៍ជាមួយនឹងអ្នកជាន់ខ្ពស់ហើយតួឯករបស់យើងបានតទៅវិញថាប៉ុន្តែយ៉ាងណាក៏ដោយឯងគ្រាន់តែគឺជាសត្រូវរបស់កូនសិស្សរបស់ខ្ញុំមើលទៅខ្ញុំមិនចង់ចាប់ការឯងនោះទេតួឯករបស់យើងក៏បានទៅនិយាយជាមួយនឹងកញ្ញាយូលៀនបាននិយាយថាពួកគេទាំងអស់នេះគឺសុទ្ធតែជាសត្រូវដែលបំផ្លាញគ្រួសាររបស់នាងអញ្ចឹងហើយនាងទៅចាប់ការពួកគេទាំងអស់នោះទៅកញ្ញាយូលៀនបានតទៅវិញថាប៉ុន្តែពួកគេសុទ្ធតែមានអ្នកកម្រិតខ្ពស់ជាងខ្ញុំតើខ្ញុំពិតជាអាចយកឈ្នះគេបានដោយរបៀបណាតួឯកយើងបាញ់ថាកុំចេះតែនិយាយច្រើនពេកតួឯកយើងក៏បានឲ្យដាននេះទៅកាន់នាងហើយបាញ់ថាខ្ញុំបាននិយាយថានាងពិតជាអាចយកឈ្នះពួកគេបានតួឯករបស់យើងក៏បាននិយាយទៅកាន់មនុស្សដែលនៅក្នុងនិកាយទេពអសរថាប្រសិនបើពួកឯងពិតជាអាចយកឈ្នះចំពោះកូនសិស្សរបស់ខ្ញុំមកខ្ញុំពិតជាមិនចាប់ការពួកឯងនោះទេប៉ុន្តែបើសិនជាពួកឯងពិតជាមិនអាចឈ្នះទេប្រហែលមើលទៅជីវិតរបស់ពួកឯងក៏មិនអាចរក្សាបានដែរមនុស្សមួយក្រុមនេះក៏បានគិតក្នុងចិត្តថាអ្វីត្បិតតែនៅក្នុងដៃរបស់នាងពិតជាមានដាវដែលគ្មានគូប្រៀបប៉ុន្តែមើលទៅសមត្ថភាពរបស់នាងមិនខ្លាំងដល់ពួកយើងនោះទេហើយវាក៏បាននិយាយទៅកាន់តួឯករបស់យើងថាតើអ្នកជាន់ខ្ពស់ពិតជានិយាយអញ្ចឹងហើយមែនទេតួឯករបស់យើងក៏បានថាមែនហើយបន្ទាប់មកតួឯករបស់យើងក៏បានប្រាប់ទៅកញ្ញាយូលៀនទៅសម្រាប់ពួកគេទាំងអស់នេះទៅកញ្ញាយូលៀនបាននិយាយថាគឺដោយសារតែពួកឯងនឹងហើយបានបំផ្លាញគ្រួសាររបស់ខ្ញុំពេលនេះខ្ញុំត្រូវតែសងសឹកឈាមសងដោយឈាមអាប៉ែនេះបានប្រាប់ថាហេចិត្តតិចមើលដាច់ចិត្តកខ្ញុំឡើយងប់ខ្ញុំឡើយអត់មាននិយាយលេងតាចូលរឿងយើងបន្តអាប៉ែម្នាក់នេះបានថាលោកព្រឹទ្ធាចារ្យទូខ្ញុំទៅប្រយុទ្ធជាមួយនឹងនេរីម្នាក់នេះទៅចុះអាប៉ែស៊ីសូវីក៏បាននិយាយទៅកាន់កញ្ញាយូលៀនថាទោះបីជាអ្នកមានដាវវេទមន្តក៏ដោយក៏មិនមែនជាដៃគូរបស់ខ្ញុំដែរកំពុងតែនិយាយសុកក៏ត្រូវបានកញ្ញាយូលៀនសម្លាប់ចោលបាត់ទៅមើលទៅការវិភាគរបស់កញ្ញាយូលៀនពិតជាលឿនខ្លាំងណាស់ប្រព័ន្ធ system ក៏បានប្រាប់ថាគឺដោយសារតែកញ្ញាយូលៀនបានសម្លាប់ប៉ែស៊ីស៊ូចឹងហើយទទួលបាន4រេពិន្ទុតួឯករបស់យើងក៏បានកើតក្នុងចិត្តថាមើលទៅការសម្លាប់របស់កញ្ញាយូលៀនក៏រាប់ទុកថាគឺជាពិន្ទុដែរបរមនេះមានការជាផ្អើលជាខ្លាំងចំពោះជំនាញដែលចំពោះកញ្ញាយូលៀនមើលទៅជំនាញនេះពិតជាអស្ចារ្យគាត់ពិតជាអាចសម្លាប់ចំពោះព្រឹទ្ធាចារ្យទី3បានចំណែកនារីម្នាក់នឹងក៏បានប្រាប់ថាប៉ែនឹងថាអញ្ចឹងហើយទុកឲ្យខ្ញុំចុះប្រយុទ្ធម្ដងអាប៉ែនឹងក៏យកប្រំប៉ុន្តែបានប្រាប់ថាអ្នកក៏សម្លាប់ក្មេងស្រីម្នាក់នេះអីព្រោះអីថាទោះបីជាបរមនេះក៏បានសន្យាថាមិនជ្រៀតជ្រែកនៅក្នុងការប្រកួតនេះក៏ដោយប៉ុន្តែប្រសិនបើយើងសម្លាប់កូនសិស្សរបស់គាត់ច្បាស់ណាស់ហើយគាត់នឹងយកលេសនេះគឺដើម្បីសម្លាប់ពួកយើងនៅពេលក្រោយហើយវាក៏បានគិតក្នុងចិត្តថានេះគឺជារឿងអាម៉ាស់បំផុតចំពោះនិកាយទេពអសររបស់ពួកយើងនៅពេលណាដែលមានឱកាសខ្ញុំពិតជារត់ចាក់ចេញពីទីនេះឲ្យបានហើយខ្ញុំក៏បំភ្លេចអំពីរឿងនេះផងដែរនារីម្នាក់នោះក៏បានបើកការវិភាគទៅកាន់កញ្ញាយូលៀនតែម្ដងប៉ុន្តែមើលទៅកញ្ញាយូលៀនពិតជាអាចទប់ជាប់ហើយក៏បានធ្វើឲ្យនារីម្នាក់នោះទៀតបាំងថយក្រោយផងដែរនារីម្នាក់នោះបានគិតក្នុងចិត្តថាមើលទៅអ្នកពិតជាមានសមត្ថភាពគ្រាន់បើដែលអាចទប់ទល់ជាមួយខ្ញុំបានស្រាប់តែនាងក៏មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះចេតនាដៅនៅក្នុងរាងកាយរបស់នាងពិតជាអស្ចារ្យខ្លាំងណាស់នាងគិតតែផ្លឹកហើយនាងពិតជាមិនអាចបរិយាជាមួយនឹងរាងកាយរបស់នាងបានក៏ត្រូវបានកញ្ញាយូលៀនសម្រាប់ចោលបាត់ទៅកញ្ញាយូលៀនបានគិតក្នុងចិត្តថាតើខ្ញុំពិតជាអាចយកឈ្នះដែរអ្នកមានកម្រិតនៅប្រឡឹងកំណើតមែនទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចគាត់កំពុងតែខ្លាយវ៉ៃមួយអញ្ចឹងតើលោកគ្រូកំពុងតែជួយខ្ញុំពីក្រៅក្នុងមែនទេប៉ុន្តែតួឯករបស់យើងវិញពិតជាសប្បាយចិត្តមែនតែព្រោះឯថាសិស្សរបស់ខ្លួនពិតជាបានសម្លាប់ដែរអ្នកស្ថិតនៅកម្រិតប្រឡឹងកំណើតអញ្ចឹងហើយតួឯករបស់យើងទទួលបាន3000ពិន្ទុមើលទៅកញ្ញាយូលៀនរបស់យើងពិតជាមានការសប្បាយចិត្តជាខ្លាំងនាងក៏បាននិយាយទៅកាន់អាពីរអ្នកបន្តទៀតថាឥឡូវនេះអ្នកណាគេគឺជាអ្នកដែលចូលប្រកួតបន្ទាប់ចំណែកពូគេទាំងពីរអ្នកនេះវិញមានការចាប់ផ្អើលជាខ្លាំងបាញ់ថាមើលទៅព្រឹទ្ធាចារ្យធំពូគេក៏មិនអាចយកឈ្នះចំពោះនារីម្នាក់នេះផងដែរតើនារីម្នាក់នេះនាងបានប្រាជ្ញជំនាញដែរអ្វីហើយអ្វីបានជាអស្ចារ្យយ៉ាងនេះប៉ុន្តែអ្នកជាន់ខ្ពស់គាត់ក៏មិនបានជួយនាងផងដែរព្រោះថានៅពេលដែលនាងបើកការវិភាគលោកក៏មិនបានបញ្ចេញជាមួយនឹងចរណាអ្វីដែរអាប៉ែនោះក៏បានប្រាប់ម្នាក់ទៀតថាអញ្ចឹងហើយអ្នកឆាប់ចូលវិភាគជាមួយនឹងនារីម្នាក់នោះទៅអាប៉ែនោះក៏បានតបវិញថាសូម្បីតែព្រឹទ្ធាចារ្យទី3កុំអាចយកឈ្នះដែរតើខ្ញុំអាចទៅរួចដល់របៀបណាវាក៏បានតបវិញថាអ្នកស្ដាប់ខ្ញុំទៅអ្នកគួរតែបើកការវិភាគជាមួយនឹងនាងទៅនេះគឺជាឱ
ការរបស់ពួកយើងដើម្បីសម្រាប់នាងចំណែករឿងរបស់យើងវិញក៏បង្ហាញពីស្ដេចបិសាចគោកំពុងតែពយល់ជាមួយនឹងស្ដេចបិសាចរាត្រីស្ដេចបិសាចគោក៏បាញ់ថាអ្នកក៏ជាស្ដេចបិសាចដែរប៉ុន្តែហេតុអ្វីបានជាអ្នកជួយខាងមនុស្សចឹងមើលទៅហើយអ្នកក៏បានប្រែខ្លាចទៅជាសត្វឆ្កែផងដែរស្ដេចបិសាចរាត្រីក៏បានតតវិញថាគឺដោយសារតែអ្នកមិនទាន់ដឹងអំពីរឿងបច្ចុប្បន្នអញ្ចឹងហើយស្ដេចបិសាចគោក៏បានតតវិញថាប៉ុន្តែលើនេះខ្ញុំនឹងសម្លាប់អ្នកដើម្បីសម្រាប់ត្រកូលបិសាចហើយវាក៏បានបើកការវាប្រហារទៅកាន់ស្ដេចបិសាចរាត្រីប៉ុន្តែស្ដេចបិសាចរាត្រីក៏បានបើកជាមួយនឹងអាណាចក្រយុគងឹតរបស់គាត់ក៏បានធ្វើឲ្យស្ដេចបិសាចគោមានការភ្ញាក់ផ្អើលជាខ្លាំងវាក៏បាញ់ថាតាមពិតទៅអ្នកគឺជាស្ដេចបិសាចរាត្រីប៉ុន្តែគួរឲ្យសោកស្ដាយអ្នកបានប្រែទៅខ្លាចជាកូនឆ្កែទៅវិញមើលទៅវាពិតជាការខ្លាំងណាស់ហើយក៏បានបើកការវាប្រហារទៅកាន់ស្ដេចបិសាចរាត្រីស្ដេចបិសាចរាត្រីក៏បានតតវិញថាគឺដោយសារតែអ្នកទើបតែវឹកហាត់បាន100ឆ្នាំប៉ុណ្ណោះអញ្ចឹងហើយអ្នកមិនទាន់ស្គាល់អំពីពិភពលោកខាងក្រៅពិតប្រាកដនោះទេហើយក៏បានត្រូវមកការវាប្រហាររបស់ស្ដេចបិសាចរាត្រីក៏បានធ្វើឲ្យស្ដេចបិសាចគោមានរឹងរបួសចង់ដៃស្មាសុំទោសដែរធ្វើឲ្យអ្នកនរគ្នារងចាំយូរគឺដោយសារតែមាននបោណាមួយក៏ជាប្រឡងចុងមានដែរគឺចុងមានចូលខែ2យ៉ាងហ្នឹងដូចជាលើថាប្រឡងចូលថ្ងៃទី10ជាងក៏មិនដឹងដែរយ៉ាងហើយអត់មានសុខចិត្តថាសម្រាប់រឿងដែរប៉ុន្តែវាអត់សូវថាចប់ឡប់គឺដោយសារតែមើលមេរៀនខ្លះគឺដើម្បីប្រឡងយ៉ាងហើយក៏មាននិយាយច្រើនដែរបាយបាយសួស្តីអ្នកគ្នាបងមកជួបខ្ញុំទៀតហើយខ្ញុំមកសម្ដែងរឿងអ្នកខ្លាំងនៅក្នុងដែនដីអមតៈតែកុំឲ្យខាតពេលយូរចូលរឿងមកយើងតែម្ដងទៅភាគទី11អើយច្រឡំភាគទី10តោះចូលរឿងមកយើងតែម្ដងទៅបន្ទាប់ពីត្រូវមកការវិវាហារបស់ស្ដេចបិសាចរាត្រីស្ដេចបិសាចរាត្រីក៏បាញ់ថាសម្រាប់ខ្ញុំឯងវាពិតជាងាយស្រួលណាស់សម្រាប់ឲ្យខ្ញុំសម្លាប់នោះវាក៏បានគិតគន់ចិត្តថាសូម្បីតែអធិរាជបិសាចក៏ត្រូវបានគាត់សម្លាប់ផងដែរហើយអ្វីបានជាឯងនាំគ្នាចុះចូលជាមួយនឹងនិកាយទេបអសរទៅវិញហើយឯងឥឡូវនេះក៏ដឹងហើយថាកញ្ញាស៊ូលៀនក៏ជាកូនសិស្សរបស់គាត់ផងដែរស្ដេចបិសាចក៏បានតបទៅស្ដេចបិសាចរាត្រីវិញថានេះមែនទេដែលជាមូលហេតុដែលអ្នកសុខចិត្តធ្វើជាឆ្កែតែទង្វើបែបនេះគឺជាទង្វើដែលក្បត់ជាតិសាសនាគឺជាការក្បត់ត្រកូលបិសាចពួកយើងប៉ុន្តែឥឡូវនេះអ្នកនៅតែមានឱកាសសម្លាប់នោះជាមួយនិកាយទេពអសរជាមួយខ្ញុំបើមិនមិនដូច្នោះទេត្រកូលបិសាចនៅវាលហោឋានខាងត្បូងពួកគេនឹងដឹងអំពីការក្បត់ជាតិរបស់អ្នកបន្ទាប់មកពួកគេនឹងប្រឡ័យពឹសសាសរបស់អ្នកទាំងមូលស្ដេចបិសាចរាត្រីបានតបទៅបិសាចគោវិញថាដំបូងខ្ញុំគិតថានឹងទុកជីវិតឲ្យឯងប៉ុន្តែមើលទៅឯងនិយាយឆ្លើយពេកច្បាស់ជាមិនអាចរស់ទេមើលទៅនៅថ្ងៃនេះចំណែករឿងយើងវិញក៏ហាញពេលកញ្ញាយូលៀនក៏បានសម្រាប់គេមួយទៀតហើយក៏ហើយអាប៉ែពីរអ្នកនឹងមើលឆាប់ចូលម្ដងមើលអាប៉ែនេះក៏បានប្រាប់គ្នាវាថាមើលទៅនាងពិតជាបានយល់ដឹងអំពីចេតនាដែរហើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកគ្រាន់តែប្រាសមត្ថភាពរបស់អ្នកទាំងអស់ទៅពិតជាអាចចាប់កាយជាមួយនឹងនាងបានហើយអ្នកគ្រាន់តែដុតបលឹងរបស់អ្នកទាំងអស់ទៅពិតជាច្បាស់ណាស់ក្នុងការយកឈ្នះរបស់ពួកយើងប៉ុន្តែទោះឯងយើងបានគិតគូរចិត្តថាខ្ញុំនឹងចាំមើលថានឹងពួកឯងនឹងមានល្បិចអ្វីខ្លះចាំមើលទៅពួកឯងពិតជាគ្មានជីវិតនោះទេចំណែកប៉ែនេះយ៉ាងណាក៏ដោយវានៅតែភ័យខ្លាចចំពោះកញ្ញាយូលៀនមើលទៅក្បាច់ដៃរបស់នាងពិតជាខ្លាំងខ្លាយ៉ាងណាស់អាប៉ែនេះបានតតវិញថាឯងកុំភ័យឯងនេះគឺជាអាការរបស់ពួកយើងហើយអាប៉ែនឹងក៏បានយកប្រាំបន្តមកពួកគេក៏បានជិះតាមពោរឿងខ្លួនអាប៉ែនឹងក៏បានប្រើតាមពោចំហាយដាក់របៀបបើកការវិភាគទៅកាន់កញ្ញាយូលៀនប៉ុន្តែកញ្ញាយូលៀនក៏បានទប់ជាប់នាងក៏មានការភ្ញាក់ផ្អើលចំពោះតាមពោអាប៉ែនេះផងដែរព្រោះអីថាតើនេះគឺជាការប្រែប្រួលនៃតាមពោប្រែខ្លាយទៅជាព្រះឬអាប៉ែនឹងក៏បានប្រាប់គ្នាវាឲ្យស្រីជួយផងប៉ុន្តែមានតែអាប៉ែនឹងវាក៏បានរត់ចោលគ្នាវាបាត់ទៅហើយវាក៏បានប្រើយន្តអ្វីទេដើម្បីបន្ទុះនៅទីនោះប៉ុន្តែមានអីតួឯងរបស់យើងក៏បានប្រើសេនយន្តដែលគឺជាដើមឈើយិនសិនក៏បានចាប់ការជាមួយនឹងតាមពោនៅទីនោះបន្ទាប់ពីបានបង្ក្រាបជាមួយតាមពោនោះរួចហើយសេនយន្តបានប្រាប់តួឯងរបស់យើងថាខ្ញុំពិតជាបានធ្វើវារួចហើយតួឯងរបស់យើងក៏បានសរសើរវាថាឯងពិតជាធ្វើបានល្អមែនចំណែកប៉ែម្នាក់នឹងវាមានការភ័យខ្លាចជាខ្លាំងតើវាអាចទៅរួចដល់របៀបណាហើយអ្វីបានគាត់ពិតជាអាចដោះស្រាយបានបន្ទាប់មកវាប្រឹងតែរត់ចាក់ចេញពីទីនេះហើយប៉ុន្តែតួឯងរបស់យើងក៏បានប្រើស្លឹកឈើមួយក៏បានបើកការវិភាគទៅកាន់ប៉ែនោះក៏បានធ្វើវាដាច់ដៃអស់មួយជំហៀងតួឯងរបស់យើងបាយថានេះមែនទេគឺជានិកាយច្រកទ្វេទេពអសរសម្រាប់គ្នាឯងគឺរត់ដើម្បីរស់រានមានជីវិតមើលទៅនេះទីនិកាយដ៏ល្បីល្បាញមើលទៅគ្រាន់តែជានិកាយដែលពុះមនុស្សអាក្រក់តែប៉ុណ្ណោះអាប៉ែនឹងបាញ់ថាតើឯងគឺជាអ្នកណាគេនៅក្នុងពិភពលោកអមតៈហើយអ្វីបានជាខ្ញុំមិនដែលលើអំពីគេឈ្មោះរបស់ឯងអញ្ចឹងតើឯងមានកម្លាំងខ្លាំងក្លាយ៉ាងណាទៅចំណែកតួឯងរបស់យើងក៏បានប្រើកញ្ញាយូលៀនឆាប់ទៅសម្លាប់ប៉ែនឹងទៅស្រាប់តែក៏បានលើកជើងអំពីបិសាចគោមកអាប៉ែនឹងវាមានការសប្បាយចិត្តជាខ្លាំងវាបាញ់ថាមើលទៅស្ដេចបិសាចគោកំពុងតែមើលត្រីបានជួយខ្ញុំហើយវាក៏បានបកដៃហាដើម្បីឲ្យជួយចំណែកតួឯងរបស់យើងកំពុងតែគិតថាចុះមកឆ្កែងវាអត់ឆ្ងាយយ៉ាងវិញប៉ុន្តែពេលមកដល់ស្រាប់តែបិសាចគោជាមួយអាប៉ែនឹងគឺដាច់ដៃម្ខាងដូចគ្នាមើលទៅស្ដេចបិសាចរបស់យើងក៏មិនធម្មតាដែរស្ដេចបិសាចរាត្រីសម្លឹងមើលពូវាទាំងពីរអ្នកបាញ់ថាចុះមកហើយពីរអ្នកនេះសិតតែដាច់ដៃដូចគ្នាមើលទៅពូវារត់មកកន្លែងល្អមែនតើអាប៉ែដែលមកពីនៃកាយច្រត់ទ្វេទេវសោវាក៏បានសងវល់តួឯងរបស់យើងថាខ្ញុំពិតជាមិនបានបង្ខំចំពោះកូនសិស្សរបស់អ្នកទេគឺដោយសារតែបិសាចនោះហើយវាចង់បានកញ្ញាយូលៀនប៉ុន្តែបិសាចនោះបានតទៅវិញថាស្អីគេ
គឺជាអ្នកនោះទេដែលសហការជាមួយខ្ញុំហើយក៏ចង់ប្រកួតនាងឲ្យខ្ញុំប៉ុន្តែកំពុងតែនិយាយសុកស្រាប់តែស្ដេចបិសាចរាជត្រីក៏បានហក់ខំវាតែម្ដងហើយពេលម្នាក់នឹងក៏បាននិយាយទៅកាន់កញ្ញាយូលៀនថាខ្ញុំពិតជាមិនបានសម្លាប់គ្រួសាររបស់អ្នកនោះទេគឺជាដោយសារតែបិសាចនោះហើយប៉ុន្តែបិសាចក៏បានតតវិញថាខ្ញុំពិតជាមិនបានបញ្ជានោះទេគឺដោយសារតែគេខ្លួនឯងនោះទេគឺជាអ្នកបំផ្លាញគ្រួសាររបស់នាងកញ្ញាយូលៀនបានតតវិញថានៅពេលនោះគ្រួសាររបស់ខ្ញុំបានសូមអំពើអ្នកប៉ុន្តែអ្នកពិតជាមិនបានផ្ដល់ឱកាសគាត់នោះទេអញ្ចឹងហើយអ្នកក៏កុំបីរស់ដែរបន្ទាប់មកនាងក៏បានគវាមួយដាល់សម្លាប់អបិហ្នឹងបាត់ទៅកញ្ញាយូលៀនបាននិយាយទាំងទឹកថ្មីថានៅថ្ងៃនេះខ្ញុំបានសងសឹកចំពោះគ្រួសាររបស់ខ្ញុំបានហើយតួឯករបស់យើងបានប្រាប់តែកញ្ញាយូលៀនថាគុំយំអីបន្ទាប់មកបាញ់ថាឥឡូវនេះបិសាចនោះគឺដល់វិញរបស់ឯងម្ដងហើយបិសាចគោក៏បានសងវល់ទៅតួឯករបស់យើងថាទោះបីជាឲ្យខ្ញុំធ្វើគោធ្វើសេះក៏ខ្ញុំព្រមតែឲ្យតែទូជីវិតឲ្យខ្ញុំប៉ុន្តែស្ដេចបិសាចរាជត្រីកំពុងតែគិតអំពីការស្ងោរស្ទប់ជាមួយនឹងការអាំងសាច់មើលទៅពិតជាឆ្ងាញ់ខ្លាំងណាស់កញ្ញាយូលៀនអត់បានទុកយូរទេក៏បានប្រាប់ដែររបស់នាងសម្រាប់បិសាចគោនេះបាត់ទៅតួឯករបស់យើងបាយថាមើលទៅការសម្លាប់របស់សាច់គោនេះពិតជាល្អខ្លាំងណាស់កញ្ញាយូលៀនក៏បានអរគុណចំពោះតួឯករបស់យើងដែលបានជួយនាងសម្ងាត់នៅក្នុងការជួយសងសឹកនៅក្នុងគ្រួសាររបស់នាងនឹងស្ម័គ្រចិត្តថានឹងបម្រើតួឯករបស់យើងអស់មួយជីវិតទោះបីជាលោកគ្រូឲ្យជន់ធ្វើអ្វីក៏ព្រមដែរតួឯករបស់យើងបានតបទៅនាងវិញថាកុំនិយាយច្រើនដូចនេះអីបន្ទាប់មកពួកយើងគួរតែអាំងសាច់គោនេះដើម្បីស៊ីទៅចំណែករឿងរបស់យើងក៏បង្ហាញពីពួកគេកំពុងតែអាំងសាច់គោកញ្ញាយូលៀនក៏បាននិយាយថាមើលទៅផ្លែឈើយិនសិនវាកំពុងតែមានផ្លែហើយតួឯករបស់យើងក៏បាយថាផ្លែឈើយិនសិនគឺជាផ្លែឈើដែលឆ្ពោះទៅភាគខាងលិចគឺជាផ្លែឈើព្រះបើសិនជាអ្នកបានហិតក្លិនវាអ្នកអាចរស់បាន 36000 ឆ្នាំបើអ្នកអាចញ៉ាំវាបាននោះអ្នកពិតជាអាចរស់បាន 47000 ឆ្នាំគឺនៅឆ្នោះហើយតួឯករបស់យើងក៏ប្រឹងទៅបេះបាញ់ថាទោះបីជាយ៉ាងណាក៏ដោយក៏វាដូចជាថាកាប់អភ្លើពេកហើយប៉ុន្តែយ៉ាងណាក៏ដោយនៅពេលដែលបានញ៉ាំហើយច្បាស់ណាស់ការរំដោះរបស់ខ្ញុំពិតជាបានរីកចម្រើនហើយមើលទៅនៅពេលដែលតួឯករបស់យើងក៏បានចាប់ផ្ដើមញ៉ាំជាមួយនឹងផ្លែឈើយិនសិននោះទៅតួឯករបស់យើងបាញ់ថាមើលទៅវាឆ្ងាញ់ប៉ុន្តែចំពោះរាងកាយរបស់ខ្ញុំដូចជាគ្មានប្រតិកម្មអីសោះមើលទៅវាគ្រាន់តែជាផ្លែឈើយិនសិនខ្លាំងៗប៉ុណ្ណោះតួឯករបស់យើងក៏បានលឺសំឡេងអ្វីទៅនៅកន្លែងក្បែរផ្ទះរបស់គេដូច្នោះហើយតួឯករបស់យើងក៏បានចេញទៅមើលស្រាប់តែតួឯកយើងក៏បានឃើញបរិយចំណាំម្នាក់នៅទីនេះបរិយចំណាំម្នាក់នេះបាញ់ថាខ្ញុំសួរអ្នកបានទេតើនៅទីនេះគឺជានៅទីកន្លែងណាព្រោះថាខ្ញុំបានពងវិញតួឯកយើងបាញ់ថាស្អីគេជំនាញសម្ដែងអីក៏អស់ចឹងនេះនៅទីនេះគឺជាព្រំមួយសែនសម្បូរទៅដោយស្បេសាយជាច្រើនហើយទៅវិញបានជាគ្មានរឿងរបួសអញ្ចឹងមើលទៅសម្ដែងអន់ពេកហើយតួឯកយើងក៏បានសួរថាអ្នកឈ្មោះអ្វីមានគ្រួសារឬទេហើយមានប្រមាណអ្នកដែរបរិយចំណាំនេះក៏បានតទៅវិញថាខ្ញុំមានឈ្មោះថាសុងយុនហើយគឺជាកសិករគ្រាន់តែលឺដូច្នោះហើយតួឯកយើងពិតជាកាំងជាខ្លាំងស្អីគេកសិករមើលទៅការសម្ដែងរបស់គាត់ពិតជាអន់មែនតែនិយាយទៅគឺកាក់តែម្ដងកសិករណាតែងខ្លួនអញ្ចឹងវិញមើលទៅពីបាននិយាយជាមួយគាត់ខ្លាំងណាស់តួឯករបស់យើងក៏បានហៅបរិយចំណាំនេះថាតើអ្នកទៅញ៉ាំបាយជាមួយខ្ញុំទេក៏បានប្រាប់ថាអត់ទេខ្ញុំគ្រាន់តែត្រូវការទឹកមួយកែវទៅបានហើយព្រោះថាហត់ពេកតួឯករបស់យើងបានគិតថាអ្នកដំណោះអមតៈពិតជាពូកែសម្ដែងប៉ុន្តែហើយអ្វីបានជាបរិយនេះសម្ដែងទៅកកាយ៉ាងនេះតែចំណាននឹងគាត់ក៏បានតបទៅវិញថាតើអ្នកមិនខ្លាចត្រូវសាកវិបហាទេនៅពេលដែលអ្នកនៅក្នុងព្រៃនេះអញ្ចឹងតួឯកបានតបវិញថាខ្ញុំពិតជាចង់ឲ្យពួកវាមកវិបហាខ្លាំងណាស់ចំណែកស្ដេចបិសាចរាជត្រីកំពុងតែគិតថាមេខ្ញុំក៏ពិតជាខ្លាំងណាស់ប្រសិនបើមានសត្វមកច្បាស់ជាត្រូវធ្វើជាស៊ុបស្ងោរទៀតហើយពិតជាឆ្ងាញ់ខ្លាំងណាស់បរិយចំណាំម្នាក់នឹងបានកេះវិញចិត្តថាគាត់ពិតជាហ៊ានបង្ករឿងជាមួយបិសាចតែម្នាក់ឯងតើគាត់គឺជាអ្នកខ្លាំងដែលលាក់ខ្លួននៅក្នុងពិភពឯកាមែនទេប៉ុន្តែខ្ញុំមើលទៅគាត់ដូចជាគ្មានការបំរែបំរួលអំពីធម៌ពុខាវិញ្ញាណនោះទេមើលទៅខ្ញុំគួរតែសាកល្បងគាត់សិនហើយលោកតាចំណាស់នេះក៏បានប្រាប់ទៅតួឯកយើងថាតើខ្ញុំអាចសុំទឹកអ្នកមួយកែវបានទេតួឯករបស់យើងបានសួរគាត់ថាតើអ្នកចង់ផឹកទឹកអ្វីវិញគាត់ក៏បានប្រាប់ថាផឹកទឹកអីក៏បានដែរទឹកក្រូចឬក៏បានស្រាក៏បានទៅគឺបានមកចាប់តែម្ដងតួឯកយើងបានគិតថាតើគាត់កំពុងតែសម្ដែងធ្វើជាកូនក្មេងមានអាយុ13ឆ្នាំមែនទេបន្ទាប់មកតួឯកយើងក៏បានប្រាប់ថាបើអញ្ចឹងពួកយើងគួរតែផឹកស្រាតែម្ដងទៅតួឯករបស់យើងបានគិតគង់ចិត្តថាស្រានេះគឺខ្ញុំបានសំជាមួយនឹងផ្លែឈើគ្រប់មកគឺដើម្បីបំពន់ជាមួយនឹងកម្លាំងខាងវិញ្ញាណចាំមើលទៅបរមនេះពិតជាភ្ញាក់ផ្អើលជាខ្លាំងហើយបរមនេះបានគិតគង់ចិត្តថាមើលទៅកំណត់របស់គាត់គ្រាន់តែជាកំណត់សម្រាប់មួយប៉ុណ្ណោះតួឯករបស់យើងក៏បានចាស់ស្រាទៅឲ្យគាត់ផឹកស្រាប់តែគ្រាន់តែធុំក្លឹមទីសោះគាត់មានការភ្ញាក់ផ្អើលជាខ្លាំងតើស្រានេះគឺជាស្រាប្រភេទអ្វីមិនក៏ក្លិនឈ្ងុយយ៉ាងនេះតួឯកក៏បានគិតថាចាំមើលតើអ្នកសម្ដែងដល់ពេលណាទៀតបរមនេះបានគិតថាមើលទៅវាដូចជាក្លិនស្រារបស់ទេពអប្សរវាគឺជារឿងព្រេងនិទានគឺជាស្រាទេពអប្សរធំចំនួន4ដែលបង្ហាញខ្លួននៅក្នុងពិភពលោកអមតៈវាគឺជាស្រាខាងវិញ្ញាណលូជៀនជាមួយនឹងស្រាខាងវិញ្ញាណទំពាំងបីជូរក្រហមស្រាលូសៀនជាមួយនឹងស្រាបៃតងបើសិនបើបានផឹកវាច្បាស់ណាស់ការដាំដុះរួមជាមួយនឹងការបបែកកម្រិតវានឹងឆាប់រហ័សហើយខ្ញុំក៏បានលើគេនិយាយថាត្រឹមតែស្រានេះមួយពេញប៉ុណ្ណោះវាអាចដូរជាមួយនឹងកំណត់របស់នេះកែអមតៈជាច្រើនប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំត្រូវតែធ្វើខ្លួនឲ្យស្ងប់ស្ងាត់កុំឲ្យគាត់ចាប់អារម្មណ៍លោកតាមអ្នកនឹងគាត់ក៏បានផឹកជាមួយនឹងស្រាដែលតួឯងយើងឲ្យទៅពេលដែលគាត់បានផឹកហើយជាមួយនឹងការជាប់គាំងជាមួយកម្រិតរបស់គាត់ស្រាប់តែទម្លុះកម្រិតភ្លាមគាត់មានការភ្ញាក់ផ្អើលជាខ្លាំងគាត់ក៏បាញ់ថានេះមែនទេគឺ
គឺជាស្រាទេពអប្សរឬក៏ជាស្រាអមតៈទាំង4មួយទៅប្រហែលនេះគឺជាស្រាពិតប្រាកដហើយទើបដែរធ្វើឲ្យខ្ញុំអាចទៅលុះជាមួយនឹងកម្រិតនេះបានគាត់ក៏បានគិតគង់ចិត្តថាតើបរិបនេះគឺជាពីណាគេនៅពេលដែលខ្ញុំមើលទៅគាត់ដូចជាមនុស្សធម្មតាប៉ុណ្ណោះនៅពេលដែលបង្ហាញមកពិតជាអស្ចារ្យខ្លាំងណាស់ឥឡូវនេះខ្ញុំគួរតែបង្ហាញពីកំណត់របស់ខ្ញុំម្ដងដើម្បីឲ្យគាត់មានការចាប់អាយបន្ទាប់មកគាត់ក៏បានលុបអ្វីទៅចេញនៅពីកង្ខោរបស់គាត់ប៉ុន្តែមិនដឹងថាតួឯងយើងគិតអ្វីទៅដូចជាបែកគាត់បាញ់ថានេះណែគឺជាផ្លែឈើរបស់ខ្ញុំដែលមិនអាចកាត់ថ្លៃបានតួឯងយើងក៏បាញ់ថាស្អីគេគ្រាន់តែផ្លែឈើហ្នឹងមែនទេអូខ្ញុំផ្លែឈើហ្នឹងខ្ញុំញ៉ាំឡើងឆ្អែតបាត់ហើយខ្ពើមហើយគាត់ក៏បាញ់ថាផ្លែឈើនេះគឺខ្ញុំយកមកពីតំបន់អមតៈណាតើអ្នកដឹងដែរឬទេមើលទៅអ្នកគប់តែភ្ញាក់ផ្អើលហើយតើអ្នកចង់បានវាដែរឬទេតួឯងបានប្រាប់ថាអត់ទេផ្លែឈើហ្នឹងគឺខ្ញុំញ៉ាំឡើងចង់ឆ្អែតគឺអូញ៉ាំឡើងណាយកម្ដងគាត់ក៏បាញ់ថាស្អីគេអ្នកពិតជាញ៉ាំឡើងចង់ណាយតើវាអាចទៅរួចដល់របៀបណាអ្នកគ្រាន់តែនិយាយមកគឺដើម្បីអួតខ្ញុំប៉ុណ្ណោះនេះគឺជានៅកន្លែងពិភពអមតៈណាតើវាអាចទៅរួចដល់របៀបណាថាអ្នកពិតជាញ៉ាំឡើងចង់ណាយអញ្ចឹងវាគឺជានៅកន្លែងទឹកដីតំបន់អមតៈតើវាអាចទៅរួចដល់របៀបណាថាអ្នកពិតជាញ៉ាំវាឡើងណាយអញ្ចឹងតួឯងក៏បានប្រាប់ថាបើមិនជឿទេអ្នកមកជាមួយខ្ញុំមើលបុរសចំណាំម្នាក់នឹងបានគិតគង់ចិត្តថាខ្ញុំបានដើរជុំវិញពិភពអមតៈតើអ្វីទៅដែលខ្ញុំថាខ្ញុំមិនដែលធ្លាប់ឃើញនោះនៅពេលដែលគាត់បានចូលទឹកដោះគាត់មានការចាប់ឲ្យជាខ្លាំងតើនៅទីនេះគឺជាកន្លែងមានរូនភ្នំអូតើនោះគឺជាឈើវ័យពិតជាអស្ចារ្យយ៉ាងនេះជាមួយនឹងកំណប់អមតៈជាច្រើននៅទីនេះតើនោះវាមិនមែនជារឿងព្រេងទានដែរគេបាញ់និយាយថានេះគឺជាផ្លែឈើយិនសិនទេមើលទៅខ្ញុំគួរតែចង់ទៅបេះវាហើយស្រាប់តែសេនយន់ក៏បានប្រាប់ថាតើអ្នកកំពុងតែចង់ធ្វើអ្វីគាត់មានការភ្ញាក់ផ្អើលជាខ្លាំងដល់មិនដឹងថាគាត់ក៏បានសុំទោសដល់ខ្ញុំមិនបានដឹងថាអ្នកគឺជាដើមឈើវិញ្ញាណនៅទីនេះប៉ុន្តែសេនយន់អត់បាននិយាយជាមួយគាត់ទេសេនយន់ក៏បាននិយាយមួយតួឯងយើងថាមានចៅកំពុងតែចង់លួចផ្លែឈើតើលោកម្ចាស់ចង់ឲ្យខ្ញុំធ្វើដូចម្ដេចបរិយចំណាស់នេះគាត់មានការចាប់អើជាខ្លាំងនៅពេលបានឃើញអំពីវិញ្ញាណអមតៈបានហៅតួឯងរបស់យើងគឺជាលោកម្ចាស់គឺជាមនុស្សដែលមានកម្រិតខ្លាំងបែបណាសូម្បីតែវិញ្ញាណអមតៈក៏បានគោរពគាត់ផងដែរតើអាចទេថាគាត់គឺជាអ្នកខ្លាំងជាងគេនៅក្នុងពិភពអមតៈតួឯងរបស់យើងបាននិយាយជាមួយនឹងលោកតាសុងយុននឹងថាតើអ្នកកំពុងតែធ្វើអ្វីមិនក៏ងើយឆ្លើយថាអ្នកពិតជាចូលចិត្តផ្លែឈើនេះណាស់មែនទេបន្ទាប់មកតួឯងរបស់យើងក៏បានឲ្យផ្លែឈើយិនសិនទៅលោកតាសុងយុនតែម្ដងចំណែកលោកតាសុងមានការចាប់ផ្អើលជាខ្លាំងនៅពេលដែលទទួលបានជួយនឹងផ្លែឈើយិនសិនព្រោះថាផ្លែឈើនេះគឺជួយបង្កើនជំនាញអាយុរបស់គាត់ពិតជាសប្បាយចិត្តមែនទែនតួឯងរបស់យើងក៏បានប្រាប់ទៅលោកតាសុងថាគ្រាន់តែធ្វើជាធម្មតាទៅបានហើយលោកតាសុងបាននិយាយថានេះណាគឺជាផ្លែឈើដ៏កម្រវាអាចបង្កើនយុបមនុស្សបានទៅដល់40000ឆ្នាំទៅនោះចំណែកតួឯងរបស់យើងបានគិតគង់ចិត្តថាប៉ុន្តែលើនេះខ្ញុំអាចចាក់ខ្ញុំពីដែនដែលរបស់ខ្ញុំបាននោះទេយូលីនាងក៏មិនតមានកម្លាំងខ្លាំងណាស់ដែរចំណែកបើស្ដេចវិស័យពេញបើចេញទៅវាពិតជាពិបាកខ្លាំងណាស់ប៉ុន្តែបុរសចំណាស់នេះវិញមើលទៅគាត់ពិតជាមានកម្លាំងធម្មពលគ្រាន់បើខ្ញុំគួរតែឲ្យគាត់ធ្វើកិច្ចការអ្វីមួយចំពោះខ្ញុំតួឯងក៏បានប្រាប់ថាបើសិនអ្នកចង់បោះបន្ថែមទៀតអ្នកគួរតែធ្វើអ្វីមួយដែលខ្ញុំបានប្រាប់អ្នកទៅចុះលោកតាសុងក៏បានប្រាប់ថាទោះបីជាអ្នកឲ្យខ្ញុំធ្វើអ្វីក៏ដោយក៏ខ្ញុំធ្វើតាមអ្នកចង់ខ្ពស់ប្រាប់ខ្ញុំដែរតួឯងក៏បានប្រាប់គាត់ថាអ្នកគ្រាន់តែទៅស្វែងរកសត្វជ្រូកឲ្យបាន200ផោនទៅបានហើយព្រោះថាខ្ញុំត្រូវការសាច់ជ្រូកគឺដើម្បីចិញ្ចឹមជាមួយនឹងកូនឆ្កែរបស់ខ្ញុំលោកតាសុងគ្រាន់តែកលេចមើលទៅកូនឆ្កែនោះស្អីគេកូនឆ្កែយ៉ាងម៉េចនេះគឺជាស្ដេចបិសាចណាគាត់បានគិតគង់ចិត្តថាតើគាត់គឺជាអមតៈដែលដើរជុំវិញពិភពលោកនៅក្នុងរមែងពិភពស្លាប់មែនទេមើលទៅប្រហែលគាត់កំពុងតែចង់ឲ្យខ្ញុំធ្វើអ្វីមួយហើយប៉ុន្តែយ៉ាងណាក៏ដោយមិនក៏គាត់ចង់ឲ្យខ្ញុំធ្វើកិច្ចការដោយសម័យយ៉ាងនេះឬក៏នេះគឺជាការតេស្តសាកល្បងរបស់ខ្ញុំមើលទៅយ៉ាងណាក៏ដោយខ្ញុំគួរតែធ្វើបានជោគជ័យតួឯងរបស់យើងក៏បានសួរទៅលោកតាសុងយុនថាតើអ្នកមានបញ្ហាអ្វីមែនទេលោកតាសុងយុនបានគិតគង់ចិត្តថាប្រសិនបើខ្ញុំនៅតែស្ទាក់ស្ទើរម្ដងទៀតច្បាស់ណាឱកាសពិសេសនេះវានឹងកន្លងផុតទៅគាត់ក៏បានប្រាប់ទៅតួឯងរបស់យើងថាអ្នកជាន់ខ្ពស់កុំបារម្ភចំពោះកិច្ចការដែលអ្នកដើរខ្ញុំច្បាស់ណាខ្ញុំនឹងបំពេញវាឲ្យល្អបន្ទាប់មកគាត់ក៏បានដើរចាក់ចេញពីទីនេះបាត់ទៅគាត់ក៏បាននិយាយថាឥឡូវនេះខ្ញុំគួរតែស្វែងរកសាច់ជ្រូកឲ្យគាត់សិនតើខ្ញុំគួរតែរកសាច់ជ្រូកធម្មតាឬក៏ពិសេសឲ្យគាត់ទៅនោះចំណែករឿងរបស់យើងក៏កាប់បង្ហាញពេលតួឯងយើងកំពុងតែអង្គុយព្រួយថាគេពិតជាអបសោខ្លាំងណាស់ព្រោះថាលោកតាសុងយុនក៏បានចេញទៅក្រៅរយៈពេល3ថ្ងៃហើយនៅតែមិនទាន់ត្រឡប់មកវិញទៀតព្រោះថាគេពិតជាត្រូវការបន្ទុកគឺដើម្បីបន្តិចជាមួយនឹងដែនដើររបស់ខ្លួនព្រោះថាដែនដើររបស់តួឯងរបស់យើងមានត្រឹមតែ550ម៉ែត្រប៉ុណ្ណោះហើយតួឯងយើងក៏បានគិតនៅពេលដែលគេមកលេងផ្ទះរបស់ខ្លួនថាពួកគេទាំងនោះមកលេងដើម្បីតែមកញ៉ាំអាហារ3ពេលរបស់ខ្លួនតែប៉ុណ្ណោះមើលទៅពួកនេះខឹងមែនទែនប៉ុន្តែប្រសិនបើខ្ញុំឲ្យស្ដេចបិសាចរាត្រីទៅខាងក្រៅទៅទីក្រុងមនុស្សច្បាស់ថាជាមានគ្រោះថ្នាក់ប្រសិនបើឲ្យកូនសិស្សរបស់ខ្ញុំទៅវិញទោះបីជានាងបានសងសឹករួចក៏ដោយប៉ុន្តែធម៌ពលរបស់នាងពិតជាខ្សោយខ្លាំងណាស់យ៉ាងណាក៏ដោយសង្ឃឹមថានឹងមានបិសាចមើលទៅនេះគឺដើម្បីឲ្យខ្ញុំបាក់បន្ទុកទៀតទៅចុះស្រាប់តែស្ដេចបិសាចយើងក៏បានចោទរំថាដូចជាមានមនុស្សមើលទៅនេះតួឯងរបស់យើងក៏មានអារម្មណ៍ដឹងផងដែររឿងក៏បង្ហាញពីមនុស្សមួយក្រុមបានមកដល់ទីនេះមើលទៅតួឯងរបស់យើងដូចជាស្គាល់ពួកគេអញ្ចឹងពួកគេក៏វាយថានៅវារហូតថាដូចនេះសោះម្ដេចក៏មានជាមួយនឹងធម៌ពលខាមយើងកម្រិតខ្ពស់ដូចនេះបរិមនេះមានឈ្មោះថាវិញយីវា
គឺជាចៅប្រុសរបស់និកាយដែលមានឈ្មោះថាយ៉ានយីវាក៏បានប្រាកដចាស់ឲ្យវាចុះទៅក្រោមពេលចុះទៅដល់វាក៏បានឃើញតួឯករបស់យើងព្រោះថាពីរអ្នកនេះពួកវាសិតតែស្គាល់គ្នាហើយឥឡូវនេះពួកយើងក៏បានស្គាល់ឈ្មោះតួឯករបស់យើងដែរថាតួឯករបស់យើងមានឈ្មោះថាសាងហ្វានអញ្ចឹងហើយមាននឹងសំហៅតួឯកយើងថាសាងហ្វានចូលរឿងយើងបន្តវាក៏បាននិយាយជាមួយសាងហ្វានថាដំបូងខ្ញុំគិតថាឯងបានស្លាប់ហើយគឺដោយសារតែឯងបានខូចខាតជាមួយនឹងការដាំដុះរបស់ឯងប៉ុន្តែដំណាក់ស្វានគឺឯងនៅតែមានជីវិតស្រាប់តែគ្រាន់តែលើដូច្នោះហើយកញ្ញាយូលៀនមានការខឹងជាខ្លាំងបាញ់ថាមិនក៏ឯងហ៊ានប្រមាថលោកគ្រូរបស់ខ្ញុំហ្វេយីក៏បានតតវិញថាស្អីគេអូសាងហ្វានម្នាក់នេះគឺជាកូនសិស្សរបស់ឯងមើលទៅនាងពិតជាស្អាតខ្លាំងណាស់លើដូច្នោះហើយកញ្ញាយូលៀនប្រឹងតែបើកការវិភាគប៉ុន្តែសាងហ្វានក៏បានប្រាប់កញ្ញាយូលៀនឲ្យឈប់សិនទុកឲ្យខ្ញុំវិញជាអ្នកដោះស្រាយជាមួយពួកគេហើយបែវេនយីបាញ់ថាដោយមនុស្សស្មាខ្ញុំគិតថាឯងស្លាប់អត់ហើយប៉ុន្តែឯងបែរជាមកដល់នៅវារហូតថានៅខាងត្បូងនេះវិញមើលទៅហើយឯងសំខាន់ទាំងបានប្រមូលជាមួយនឹងធនធានដ៏ល្អរួមជាមួយនឹងស្អីស្អាតនេះទុកឲ្យខ្ញុំទៀតខ្ញុំពិតជាអរគុណឯងខ្លាំងណាស់តើនេះគឺជាអ្វីដែលឯងរៀបចំសម្រាប់ខ្ញុំមែនទេមុនពេលដែលឯងបានក្បត់បាក់ចំពោះនិកាយរបស់ខ្ញុំមើលទៅឯងពិតជាល្អខ្លាំងណាស់សម្រាប់ខ្ញុំតួឯករបស់យើងក៏បានតរវិញថាឯងគឺជាចៅប្រុសរបស់និកាយដែរមើលទៅឯងភ្លេចអំពីរឿងនោះហើយមែនទេប៉ុន្តែសម្រាប់ខ្ញុំវិញគឺមិនភ្លេចនោះទេបន្ទាប់មកតួឯករបស់យើងក៏បានកាត់ដៃអាប៉ែនឹងដាច់បាត់ទៅអាប៉ែវិញនិយាយវាបាញ់ថាកូនចៅឆាប់ទៅសម្លាប់វាទៅកុំទុកឲ្យអាប៉ែសាងហ្វាននេះនៅរស់ឲ្យសោះហើយពួកវាក៏បានវិភាគទៅកាន់សាងហ្វានរបស់យើងប៉ុន្តែមើលទៅសាងហ្វានគ្រាន់តែប្រើស្លឹកឈើតែប៉ុណ្ណោះក៏អាចសម្លាប់ពួកគេបានផងដែរចំណែកកញ្ញាយូលៀនវិញក៏មិនអន់ដែរក៏បានប្រើសាច់ស្នៀតដើររបស់នឹងយូទៅគូសាហាវមែនទេពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនេះគឺជាដើរទេភាពថាពួកយើងមានរឿងយល់ច្រឡំនឹងគ្នាមែនទេកញ្ញាយូលៀនបានតរថារឿងយល់ច្រឡំឯងហ៊ានជាប្រមាថលោកគ្រូរបស់ខ្ញុំហើយនៅតែចង់ធ្វើបាបខ្ញុំទៀតនេះមែនទេគឺជារឿងយល់ច្រឡំបន្ទាប់មកនាងក៏បើកការវិហារបន្តអាប៉ែនេះវាបាញ់ថាមើលទៅអ្នកពិតជាក្រអឺនកតើពេញហើយបន្ទាប់មកខ្ញុំឲ្យអ្នកស្គាល់ពីស្នៀតដើរថ្មី1000របស់ខ្ញុំហើយខ្ញុំខំវឹកហាត់អស់រយៈពេល50ឆ្នាំប៉ុន្តែមិនអីស៊ីតែមួយការវិភាគក៏បានងាប់បាត់ហើយដែរអាប៉ែនឹងទៀតមកចំអាប៉ែវិញយីវាចំកន្លែងសំខាន់របស់វាទៀតវាមានការភ័យខ្លាចជាខ្លាំងកញ្ញាយូលៀនប្រឹងតែទៅសម្លាប់វាហើយប៉ុន្តែត្រូវបានសាងហ្វានខាត់ជាប់កុំឲ្យសម្លាប់វាអីសាងហ្វានក៏បាញ់ថាតើអ្នកលេងក៏ឲ្យកតើទៀតហើយអាប៉ែនឹងវាក៏បានសូមអង្វរចំពោះសាងហ្វានយើងកុំសម្លាប់វាអីសាងហ្វានក៏សូកចិត្តដោះលែងវាឲ្យវាត្រឡប់ទៅវិញលុះដូច្នោះហើយអាប៉ែវិញយីពិតជាសប្បាយចិត្តជាខ្លាំងបន្តមកវាក៏បានរត់ចាក់ជាប្រទេសនេះបាត់ទៅវាក៏បានក៏គន់ចិត្តថានៅពេលដែលខ្ញុំត្រឡប់មកវិញច្បាស់ណាស់ខ្ញុំត្រូវតែឲ្យឯងសងអំពីរឿងនេះដល់20លានដងចាំមើលទៅសាងហ្វានចំណែកស្ដេចបិសាចរាត្រីកំពុងតែក៏គន់ចិត្តថាមើលទៅលោកអាចារ្យរបស់ខ្ញុំបានដោះលែងវាគឺដើម្បីតែហៅមនុស្សដើម្បីគាត់សម្លាប់មើលហើយមើលទៅពួកមនុស្សទាំងនោះពិតជាថ្មីខ្វាក់មែនតែដែលមិនដឹងថាលោកម្ចាស់របស់ខ្ញុំគាត់ពិតជាខ្លាំងក្លាយ៉ាងណាចំណែកតួឯកយើងកំពុងតែដេកគិតថាបើសិនជាខ្ញុំបានចាក់ជ័យអំពីដែនដែររបស់ខ្ញុំច្បាស់ណាស់ខ្ញុំគ្រាន់តែជាមនុស្សដែលរស់នៅក្នុងរមែងសេចក្តីស្លាប់ប៉ុណ្ណោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើសិនបើខ្ញុំឲ្យយូលៀននាងចេញទៅក្រៅប៉ុន្តែពិបាកព្រោះថានាងកំពុងតែប្រខានចំណាយកូនឆ្កែនេះវាត្រូវតែយាមផ្ទះអញ្ចឹងហើយយ៉ាងណាក៏ដោយខ្ញុំត្រូវតែនៅផ្ទះដដែលប៉ុន្តែយ៉ាងណាខ្ញុំគួរតែពិចារណាឲ្យពីណាគេមកជួយខ្ញុំក្នុងការធ្វើភារកិច្ចអំពីពួកគេទាំងអស់នោះឲ្យជួយស្វែងរកពីលាងឋានសួគ៌ប៉ុន្តែយ៉ាងណាក៏ដោយលាងឋានសួគ៌នឹងវាមិនស្មើជាមួយនឹងកន្លែងឋានសួគ៌របស់ខ្ញុំនោះទេប៉ុន្តែខ្ញុំបានចាំថានិកាយដែរអមតាបោសុតគេក៏បានផ្ដោតដីមកខ្ញុំផងដែរមើលទៅគាត់ក៏ជាល្អក្នុងការបំពេញភារកិច្ចធ្វើជាដៅហើយខ្ញុំក៏មានអំពីចៅវាយរបស់ខ្ញុំផងដែរប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំទើបតែបានធ្វើដំណើរឆ្លងមកកាន់ពិភពលោកនេះទើបរយៈពេលប្រហែលឆ្នាំមកនេះកំពុងតែគិតសុកសាងហ្វានក៏បានដឹងថាដូចជាមានមនុស្សនៅក្បែរម្ដុំផ្ទះពួកគេហើយក៏បានទៅមើលការពិតទៅគ្មានពីណាឆ្ងាយនោះទេគឺជាលោកតាសងជាមួយភេទរបស់គាត់កំពុងតែប្រកែកគ្នាថាហើយអ្វីបានជាឯងនាំខ្ញុំទៅកន្លែងឡាងវៃសាច់ជ្រូនចឹងមើលទៅវិពិតជាខ្លាំងខ្លាចយ៉ាងណាលោកតាសងបានតរវិញថាខ្ញុំនាំឯងទៅនោះគឺដើម្បីស្វែងរកការដើម្បីកាជាអមតៈជាមួយខ្ញុំឯងនៅតែស្ដីបន្ទោសដាក់ខ្ញុំទៀតមែនទេកញ្ញាយូលៀនមកដល់បាននិយាយថានេះគឺជាលោកតាសងហើយអ្វីបានជាអ្នកនៅទីនេះមិត្តភ័ក្តិលោកតាសងគ្រាន់តែឃើញពីកញ្ញាយូលៀនព្រាមគាត់មានការភ្ញាក់ផ្អើលជាខ្លាំងបាននិយាយថានេះគឺជារូបរាងកាយខេនដូគឺជារឿងព្រេងទៀនមើលទៅគាត់ពិតជាមានការភ្ញាក់ផ្អើលបន្ទាប់មកគាត់ក៏បានសួរទៅកញ្ញាយូលៀនថាតើអ្នកសុខចិត្តធ្វើជាកូនសិស្សរបស់ខ្ញុំដែរឬទេកញ្ញាយូលៀនបានតតវិញថាប៉ុន្តែយ៉ាងណាក៏ដោយអ្នកគួរតែមើលរបួសរបស់អ្នកសិនទៅប៉ុន្តែគាត់បានតតវិញថាវាមិនអីទេគ្រាន់តែរបួសកប៉ិកកប៉ុកប៉ុន្តែអ្នកចង់ធ្វើជាកូនសិស្សរបស់ខ្ញុំដែរឬទេព្រោះថាអ្នកពិតជាមានទេពកោសល្យខ្លាំងណាស់ស្រាប់តែលោកតាសងមកដល់ក៏បានធាក់កមួយជើងបាញ់ថាចុំម៉ែកំពុងតែនិយាយស្អីវិញបន្ទាប់មកលោកតាសងក៏បាញ់និយាយជាមួយនឹងកញ្ញាយូលៀនថាគាត់គឺជាម្ចាស់របស់ខ្ញុំអ្នកកុំចេះតែស្ដាប់សម្ដីរបស់គាត់ឲ្យមើលទៅគាត់ពិតជាចេះតែនិយាយប្រេះប្រាស់នោះទេលោកតាសងក៏បានប្រាប់ទៅមិត្តភក្តិរបស់គាត់ថាតែអត់ដឹងទេថានាងគឺជាកូនសិស្សរបស់អ្នកអមតៈណាតែឯងចង់បង្កបញ្ហាចំពោះខ្លួនឯងមែនទេគ្រាន់តែលើដូច្នេះហើយគាត់មានការចាប់អាយជាខ្លាំងបាញ់ថាការពិតទៅនាងគឺជាកូនសិស្សរបស់ព្រះអមតៈមិនផ្លាយទេបានជានាងមានការដាំដុះអស្ចារ្យយ៉ាងនេះយូលៀនក៏បានប្រាប់ពួកគេទាំងពីរនាក់ថា
តែរឿងដែលសំខាន់អ្នកទាំងពីរគួរតែព្យាបាលរបួសអ្នកទាំងពីរសិនទៅពួកគេគ្រាន់តែលើកឆ្លើយពួកគេមានការកៀងបន្តិចហើយនៅពេលនោះលោកតាសុងក៏បានតតវិញថាមែនហើយអ្នកនិយាយត្រូវចំណែកលោកតាសុងក៏បាននិយាយជាមួយសាងហ្វានថាខ្ញុំពិតជាសូមទោសចំពោះអ្នកចង់ខ្ពស់ផងសាងហ្វានបានយើងគ្រាន់តែលើកដូច្នោះក៏បានដឹងថាការពិតទៅប្រមាណថ្ងៃនេះដែរមិនបានឃើញលោកតាសុងមកវិញគឺដោយសារគាត់ស្វែងរកសម្បុកបិសាចជ្រូកអញ្ចឹងសោះខ្ញុំប្រកាសទិញតែហេតុអ្វីបានជាគាត់ទៅសម្លាប់បិសាចអញ្ចឹងអូយ៉ាប់មែនលោកតាសុងគាត់ក៏បានតបទៅសាងហ្វានថាប៉ុន្តែលើនេះអ្នកចង់ខ្ពស់គុំភ័យខ្ញុំនឹងទៅឈ្មោះភ័ក្ររបស់ខ្ញុំដើម្បីស្វែងរកបិសាចដែលអ្នកចង់បានហើយគាត់ក៏បានគិតចិត្តថាមើលទៅអ្នកចង់ខ្ពស់ប្រហែលក៏មិនបានខឹងពីរឿងនេះទេហើយគាត់ក៏បាននិយាយបន្តទៀតថាអ្នកកុំព្រួយអារម្មណ៍ឲ្យសោះចំពោះរឿងនេះខ្ញុំភាគបោះណានឹងរើឲ្យជូនអ្នកគឺនិយាយទៅគឺរកបានភ្លាមតែម្ដងលើកនេះស្រាប់តែលោកតាសុងគាត់ស្រាប់តែក្អកតែម្ដងក្រោយឆ្នោះហើយសាងហ្វានក៏បានថាមើលទៅខ្ញុំគួរតែព្យាបាលចំពោះរបួសរបស់អ្នកសិនសាងហ្វានក៏បានដកថ្នាំធម្មតាមកនេះគឺជាថ្នាំដែលសាងហ្វានទទួលបានអំពីសិស្សមកពីនិកាយច្រកទ្វារទេអសរនៅពេលដែលពួកគេមើលទៅនោះហើយត្រូវបានសាងហ្វានយើងសម្រាប់បន្តមកសាងហ្វានក៏បានលួចចំពោះថ្នាំរបស់ពួកគេសាងហ្វានរបស់យើងក៏បានចាប់បញ្ចូលជាមួយថ្នាំពុលរបស់គេទៅកាន់ថ្នាំនោះបន្ទាប់ពីតួឯករបស់យើងបានបញ្ចូលថ្នាំពុលរបស់ខ្លួនចូលទៅថ្នាំពីរគ្រាប់នេះរួចហើយក៏បានយកឲ្យពួកគេទាំងពីរអ្នកនេះបន្ទាប់ពីអ្នកនេះបានលេបថ្នាំនេះរួចហើយពួកគេក៏បានជាសះស្បើយជាមួយនឹងរបួសរបស់គេហើយថ្នាំនេះក៏បានជួយសម្អាតនៅកន្លែងភាពមិនបរិសុទ្ធរបស់រាងកាយរបស់ពួកគេផងដែរពួកគេទាំងពីរអ្នកក៏បានអរគុណទៅសាងហ្វានយ៉ាងប៉ុន្តែសាងហ្វានបាននិយាយថាវាគ្រាន់តែជារឿងធម្មតានោះទេស្រាប់តែក៏បានលឺសម្លេងនៅខាងក្រៅផ្ទះរបស់ខ្លួនសាងហ្វានក៏បាននិយាយថាតើនៅខាងក្រៅកំពុងតែមាននរណាគេធ្វើអ្វីមិនក៏មានលឺសម្លេងខ្លាំងយ៉ាងនេះចំណែកលោកតាសុងជាមួយនឹងមិត្តភ័ក្តិរបស់គាត់បានគិតថាមើលទៅអាចទេថាវាជាបិសាចជ្រូកដែលមកតាមពួកយើងមកដល់កន្លែងអមតនឡាញអ្នកអមតៈដាច់បិសាចរាត្រីក៏បាននិយាយថាតើនេះគឺជាស្ដេចបិសាចជ្រូកតើវាមើលទៅនេះធ្វើអ្វីចំណែកស្ដេចបិសាចជ្រូកនោះក៏បានរត់បុកជាមួយដើមឈើនៅទីនោះហើយវាក៏បានស្រែកថាតើចាស់ទាំងពីរនាក់ឆាប់ចេញមើលស្ដេចបិសាចរាត្រីបានកើតគង់ចិត្តថាខ្ញុំបានឮថាអ្នកដាំដុះអមតៈនៅភូមិភាគខាងលិចពួកគេបានប្រើបិសាចដើម្បីប្រម៉ូទធម្មពលយន្តយ៉ាងដើម្បីដាំដុះធម្មពលរបស់ពួកគេតើអាចទេថាគឺជាពួកគេទាំងពីរនាក់នេះសាងហ្វានក៏បានសួរថាតើនេះមែនទេគឺជាបិសាចជ្រូកដែលអ្នកយកមកគាត់ក៏បានតតវិញថាមែនហើយប៉ុន្តែអ្នកអមតៈកុំភ័យតចាំខ្ញុំចាប់ការឲ្យប៉ុន្តែមិនដឹងថាមានរឿងអ្វីកើតឡើងទេវាគ្រាន់តែជាជ្រូកធម្មតាប៉ុន្តែថ្មីនេះវាស្រាប់តែក៏បានដាស់ឡើងជាមួយធម្មពលរបស់វាដូច្នេះហើយក៏បានធម្មពលវាកាន់ឡើងយ៉ាងខ្លាំងក្លាមិត្តភ័ក្តិរបស់លោកតាសុងបានប្រាប់ថាចាប់តាំងពីបានមេឃរហែកមើលគឺដោយសារតែពេលនោះហើយធម្មពលថាសួរនឹងផែនដីហាក់បីដូចជាកាន់ឡើងយ៉ាងឆាប់រហ័សទោះឯងយើងបានគិតគំចិត្តថាមើលទៅពួកគេពិតជាដឹងថារឿងនេះវាខាក់ឡើងគឺដោយសារតែស្នាដៃរបស់ខ្ញុំនោះទេស្ដេចបិសាចរាត្រីបានថាតើគេមកពីភ្នំសានកាងតែខ្ញុំបានឮថាត្រកូលសានកាងគឺជាកូនចៅរបស់ព្រះប៉ុន្តែត្រកូលសានកាងប៉ុន្តែវាស្រដៀងទៅនឹងបិសាចជ្រូកធម្មតាប៉ុន្តែបើយកមកធ្វើជាម្ហូបទៀតនឹងឆ្ងាញ់ហើយមើលទៅបិសាចជ្រូកនេះវាពិតជាខឹងខ្លាំងណាស់តួឯករបស់យើងបានថានេះមិនទេគឺជាសាច់ជ្រូកដែលអ្នកនាំមកឲ្យខ្ញុំលោកតាសុងបានតតវិញថាមែនហើយខ្ញុំក៏បានដឹងថាវាក៏មានទំនាក់ទំនងជាមួយការដាក់ម្ដាសាផងដែរតួឯករបស់យើងមានការប្រាប់ឲ្យជាខ្លាំងតិចគេបិសាចនេះពិតជាអាចដាក់ម្ដាសាបានសាច់ជ្រូកវាបានថាខ្ញុំដឹងថាបរោះចំណាស់ទាំងពីរអ្នកឯងបានរឹងរបួសហើយក៏បានមកចូលពួននៅក្នុងផ្ទះអ្នករមែងស្លាប់ផងដែរប៉ុន្តែទោះបីយ៉ាងណាក៏ដោយឯងបានមករំខានខ្ញុំកំពុងតែបន្តពួយជាមួយនឹងប្រពន្ធរបស់ខ្ញុំហើយឯងក៏មិនបះបង្រៀនខ្ញុំពីរបៀបដាំដុះផងដែរអញ្ចឹងហើយនៅថ្ងៃនេះខ្ញុំទៅតែមកសងសឹកណាមួយស្បែករបស់ខ្ញុំពិតជាក្រាស់ខ្លាំងណាស់ឯងក៏មិនអាចធ្វើអ្វីបានដែរគ្រាន់តែលឺដូច្នេះហើយគាត់មានការខឹងខ្លាំងបន្ទាប់មកក៏បានចេញថាមពួកបើការវិបហារទៅកាន់បិសាចជ្រូកប៉ុន្តែមើលទៅការវិបហាររបស់គាត់ដូចជាគ្មានផលប៉ះពាល់ចំពោះបិសាចជ្រូកសោះបិសាចជ្រូកបានថាមើលទៅអ្នកបានត្រឹមតែបើការវិបហារលុយលាក់តែប៉ុណ្ណោះបន្ទាប់មកពួកគេក៏បានចាប់ផ្ដើមបើការវិបហារម្ដងទៀតស្ដេចបិសាចរាត្រីបាននិយាយថាមើលទៅបិសាចជ្រូកនេះប្រហែលវាបានត្រាស់ដឹងជាមួយនឹងធម្មពលរបស់វាមួយចំនួនហើយមើលទៅបើសាងហ្វានយើងវិញពិតតែចាប់អារម្មណ៍ជាខ្លាំងចំពោះស្បែករបស់វាមើលទៅស្បែកវាពិតជាក្រាស់ខ្លាំងណាស់ប៉ុន្តែយ៉ាងណាក៏ដោយពួកគេទាំងពីរអ្នកនោះនៅតែបើការវិបហារទៅកាន់បិសាចជ្រូកដដែលស្ដេចបិសាចរាត្រីបានថាមើលទៅបិសាចជ្រូកនេះពិតជាមានការការពារខ្លាំងក៏ប៉ុន្មានតួឯករបស់យើងបានគិតគំចិត្តថាហើយអ្វីបានជាបិសាចជ្រូកនេះមិនក៏ខ្លាំងយ៉ាងនេះសូម្បីតែនោះដែលឈានទៅដល់អាណាចក្រព្រះពីរអ្នកហើយនៅតែមិនអាចបំបីជាមួយការការពាររបស់គេបានទៀតមើលទៅស្បែករបស់វាពិតជាក្រាស់ខ្លាំងណាស់ស្ដេចបិសាចរាត្រីបានគិតគំចិត្តថាតើវាអាចទេគឺជាឈាមដែលភ្ញាក់ដាស់ឡើងនៅក្នុងខ្លួនរបស់វាដូចជាខ្ញុំបានលើកគេនិយាយថារាងកាយរបស់សាងកានគឺជាមានឈាមរបស់អតិទេពមើលទៅប្រហែលដូចជាការពិតហើយដូចជាខ្ញុំមិនចឹងដែរមានរូបសញ្ញាព្រះច័ន្ទនៅលើក្បាលខ្ញុំតួឯករបស់យើងបាននិយាយថាមើលទៅខ្ញុំគួរតែចាប់ការបិសាចជ្រូកនេះឲ្យព្រោះថាពួកគេពិតជាមិនមែនជាដៃគូបិសាចជ្រូកនោះទេកញ្ញាយូលៀនបានប្រាប់ទៅសាងហ្វានថាលោកគ្រូគួរតែជួយគាត់ទាំងពីរនាក់នឹងផងទៅសាងហ្វានក៏បានប្រាប់ថាកុំភ័យអីចាំមើលទៅចាំខ្ញុំជាអ្នកជួយលោកតាសុងជាមួយនឹងមិត្តភ័ក្តិរបស់គាត់បានថាបើពួកយើង
យើងនៅតែបន្តបាយនេះទៀតមើលទៅពួកយើងពិតជាខ្សោយខ្លាំងណាស់បិសាចជ្រូកនៅតែនិយាយឌឺដដែលដូច្នោះហើយពួកគាត់ទាំងពីរអ្នកនេះក៏បានរួមកម្លាំងគ្នាបង្កើតបានជាសរសៃនាគទាំង8ក៏បានបើកការវិវហាទៅកាន់បិសាចជ្រូកប៉ុន្តែមើលទៅការវិវហានោះដូចជាគ្មានការប៉ះពាល់ចំពោះបិសាចជ្រូកសោះស្រាប់តែបិសាចជ្រូកនឹងវាក៏បានបញ្ចេញជាមួយនឹងសាច់ធានាសរសៃនាគទាំង8បើកការវិវហាទៅវិញត្បូងប្រឹងថាសម្រាប់បាន5ឬ6ភាគគឺដោយសារតែលេខសម្លេងបាត់ខ្លងពេកយើងក៏ចប់សម្រាប់ទៅបាយអ្នកគ្នាសួស្តីអ្នកគ្នាបើខ្ញុំស្មីមកជួបខ្ញុំម្ដងទៀតហើយខ្ញុំមកសម្ដែងរឿងអ្នកខ្លាំងនៅក្នុងដែនឯអមតៈមកខាត់ពេលយូរចូលរួមយើងតែម្ដងទៅពីទី15រឿងបើយើងលុបមុនបញ្ចប់ត្រង់បិសាចជ្រូកវាក៏បានប្រាប់តាមពលសរសៃនាគទាំង8ក៏បានបើកការវិវហាវិញក៏បានធ្វើឲ្យបរិសចំណាស់ទាំងពីរអ្នកនេះមានការចាប់អាចជាខ្លាំងចំពោះបិសាចជ្រូកនេះបិសាចជ្រូកនេះវាបាញ់ថាតាកញ្ចាស់ទាំងពីរអ្នកឆាប់មកទៅនេះមកដើម្បីខ្ញុំសម្លាប់ឯងវាកំពុងតែនិយាយសោកស្ដាច់បិសាចរាត្រីក៏បានមកខាំកំបេះគូតវាតែម្ដងក៏បានធ្វើវាមានការជិះចាប់ប៉ុន្តែវាជិះចាប់ទេគឺសារតែវាខ្លាំងច្រើនពេកតែចូលរឿងយើងបន្តមើលទៅស្ដាច់បិសាចរាត្រីបានគឺកូនចិត្តថាចុំម៉ែឲ្យស្បែកអានេះក្រាស់មិនខំអត់មកសោះវិញមើលទៅបិសាចជ្រូកយើងបានត្រឹមតែរេរគឺដូចកំពុងតែរំអញ្ចឹងតែបិសាចរាត្រីបាញ់ថាហេតុអ្វីបានជាសាច់អាបិសាចជ្រូកនេះមិនក៏ធំខ្លាំងស្អុយមិនក៏វាមិនតែងមួយទឹកទេវ៉ានេះវើយបិសាចជ្រូកវាមានការខឹងជាខ្លាំងបាញ់និយាយថាស្អីគេជាស្ដាច់បិសាចហើយមិនក៏មកបើកការវាពីក្រែងអញ្ចឹងបន្តមកអាបិសាចជ្រូកនឹងក៏បានដេញស្ដាច់បិសាចរាត្រីយើងពីក្រែងក្នុងតែម្ដងសាងហ្វានបាននិយាយថាទីមផុតឯងមកហើយមែនទេចំណែកបិសាចជ្រូកនឹងវាបានក៏គង់ចិត្តថាតើបរមអ្នកនេះតើអាចទេថាបរមអ្នកនេះគឺជាអ្នកដែលចាំគឺជាបរមនេះដែលចាំជួយបរមចំណាស់នេះទាំងនៅពីក្រែងក្នុងយ៉ាងណាក៏ដោយខ្ញុំត្រូវតែប្រុងប្រយ័ត្នបន្តិចបន្តួចហើយប៉ុន្តែស្ដាប់បិសាចរាត្រីក៏បានចំតិតគួតមកបានឌឺទៅបិសាចជ្រូកក៏បានធ្វើឲ្យបិសាចជ្រូកនោះវាមានការខឹងជាខ្លាំងបន្ទាប់មកសាំងហ្វានក៏បានយកស្លឹកឈើបើគេក៏វាមកក៏ចេញបានជាមួយចំហាយដែរចំណែកបិសាចជ្រូកវាមានការភ័យខ្លាចទេវាបាញ់ថាខ្ញុំគឺជាបិសាចដែលមានទេពកោសល្យបំផុតនៅក្នុងការការពារទោះបីជាបុព្វបុរសខ្ញុំកើតម្ដងទៀតហើយមកបំបីរនាំងការពារខ្ញុំក៏វាមិនអាចទៅរួចដែរប៉ុន្តែមិនអីស៊ីតែមួយចំហាយដែររបស់សាំងហ្វានសោះក៏បានដេកនឹងដេកបាត់ទៅហើយបិសាចជ្រូកបានគឺគំចិត្តថាតើវាទៅរួចដោយរបៀបណាការការពាររបស់ខ្ញុំពិតជាមានឥទ្ធិពលខ្លាំងណាស់សូម្បីតែស្ដេចអធិរាជធម្មតាក៏មិនអាចបំបីជាមួយនឹងការការពាររបស់ខ្ញុំផងដែរប៉ុន្តែគុំមើលស្ដេចបិសាចជាមួយនឹងសាំងហ្វានបាទយើងប្រឹងតែសម្រាប់បិសាចជ្រូកនោះហើយគឺដើម្បីយកទៅធ្វើជាសាច់អាំងប៉ុន្តែបិសាចជ្រូកក៏បានសង្វល់ទៅសាំងហ្វានថាគុំសម្រាប់ខ្លួនដីខ្លួនពិតជាដឹងខុសហើយចាវាយដល់អាចារ្យសូមអ្នកចិញ្ចឹមដល់សត្វកំសត់មួយនេះផងចំណែកលោកតាសុងជាមួយនឹងមិត្តភ័ក្តិរបស់គាត់ក៏បានសរសើរចំពោះសាំងហ្វានថាមើលទៅគាត់ពិតជាស័ក្តិសមធ្វើជាអមតៈមែនពិតជាអស្ចារ្យពួកយើងទាំងពីរអ្នករួមដៃគ្នាក៏មិនអាចបំបីជាមួយនឹងរនាំងការពារនេះបានប៉ុន្តែអ្នកអមតៈវិញគ្រាន់តែប្រើកម្លាំងតែបន្តិចសោះក៏អាចបំបីជាមួយនឹងរនាំងការពារនេះបានទៅហើយមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ស្ដេចបិសាចរាត្រីបាននិយាយឌឺទៅកាន់បិសាចជ្រូកថាមិញឯងនិយាយថាខ្ញុំជាឆ្កែតែឥឡូវនេះឯងគឺជាស្ដេចបិសាចតែមានអំណាចអំពីធម្មពលនៃខ្សែឈាមប៉ុន្តែឥឡូវមកក៏ខ្លាចជាអញ្ចឹងវិញបិសាចជ្រូកបាននិយាយតបទៅវិញថាគឺដោយសារតែខ្ញុំមិនបានដឹងថាគាត់គឺជាលំចាស់ដ៏ខ្លាំងក្លាអញ្ចឹងហើយបើខ្ញុំដឹងមើលខ្ញុំមិនធ្វើដូច្នេះទេវាក៏បានទៅនិយាយអែបអបជាមួយនឹងសាំងហ្វានរបស់យើងក៏បានធ្វើឲ្យស្ដេចបិសាចរាត្រីជាមួយនឹងមនុស្សជាមួយចំនួន3នាក់នេះគឺខឹងមែនតែគ្មានពីណាឆ្ងាយនោះទេបន្ទាប់មកសាំងហ្វានក៏បានសួរទៅបិសាចជ្រូកនោះថាតើឯងអាចប្រាប់ហេតុផលកុំឲ្យខ្ញុំសម្លាប់ឯងបានដែរឬទេស្ដេចបិសាចរាត្រីបាននិយាយប្រាប់ថាខ្ញុំគឺជាអ្នកយាមផ្ទះនៅទីនេះបើឯងវិញដូចជាគ្មានអ្វីត្រូវជួយបានសោះអញ្ចឹងហើយគួរតែសម្លាប់ចោលហើយយកធ្វើជាសាច់អាំងវិញបានល្អបិសាចជ្រូកបានតទៅវិញថាខ្ញុំពិតជាអាចធ្វើបានព្រោះថាខ្ញុំពិតជាមានរូបរាងដ៏សង្ហាយឬគាត់ពិតជាអួតមែនតើហើយវាបាននិយាយថាខ្ញុំពិតជាអាចធ្វើបានការងារគ្រប់យ៉ាងដូចជាការជីកដីឬក៏ពូនដីគឺធ្វើបានគ្រប់យ៉ាងអត់តែអំពីការជីកដីគឺអត់តែកិច្ចការកម្លាំងតួឯងបាទយើងក៏បានគិតថាមើលទៅអាបិសាចជ្រូកនេះពិតជាល្អមែនតើខ្ញុំគួរតែយកគេធ្វើជាផលប្រយោជន៍គឺដើម្បីឲ្យគេតាក់ទាញបិសាចជាច្រើនមើលទីនេះគឺដើម្បីខ្ញុំសម្លាប់បន្ទាប់មកសាំងហ្វានក៏បានយល់ព្រមឲ្យបិសាចជ្រូកនេះរស់នៅជាមួយខ្លួនទៅចោះមើលទៅបិសាចជ្រូកវាពិតជាសប្បាយចិត្តមែនតើព្រោះថាមើលទៅទីនេះដូចជាទឹកដីទេពអសរអញ្ចឹងវាមានជាមួយឱសថវេទមន្តនិងថ្នាំវេទមន្តជាច្រើននិងផ្លែឈើវេទមន្តដ៏សម្បូរបែបនៅទីនេះផងដែរស្ដេចបិសាចជ្រូកនឹងវាបានក៏គង់ចិត្តថាខ្ញុំមិនឆ្ងល់ទេហេតុអ្វីបានជាស្ដេចបិសាចរាត្រីសុខចិត្តធ្វើជាអ្នកយាមផ្ទះគឺដោយសារតែគេទទួលបានជាមួយនឹងឱសថខាងវិញ្ញាណជាច្រើនជាមួយនឹងថ្នាំបំពន់ជារៀងរាល់ថ្ងៃបើសិនដូច្នោះមិនបើខ្ញុំទទួលដូចគេនោះបានតែខ្ញុំនឹងខ្លាំងជាងស្ដេចបិសាចរាត្រីបន្ទាប់មកខ្ញុំនឹងមកចំនួនតំណែងរបស់ស្ដេចបិសាចរាត្រីបិសាចជ្រូកក៏បានទៅនិយាយជាមួយនឹងសាំងហ្វានថាអលោកម្ចាស់ដ៏អស្ចារ្យខ្ញុំគឺជាមនុស្សកិច្ចក្រអូចច្រឡំខ្ញុំគឺជាបិសាចដ៏អន់ហើយគឺជាបិសាចដែលមានធំក្លិនខ្ញុំ
ខ្ញុំពិតជាមិនអាចរស់នៅក្នុងផ្ទះបានទេតើលោកម្ចាស់ពិតជាអាចឲ្យខ្ញុំជិះរំដាយនៅក្រោមផ្ទះអ្នកបានដែរឬទេសាំងហ្វានក៏បានយល់ព្រមចំណែកមនុស្សដែលមានការខឹងជាខ្លាំងជាងគេគឺស្ដេចបិសាចរាត្រីជាមួយនឹងកញ្ញាយូលៀនហើយនិងលោកតាសុងនិងមិត្តភក្តិរបស់គាត់ផងដែរព្រោះថាបិសាចជ្រូកនេះពិតជាសម្ដែងល្អមែនទែនចំណែកលោកតាសុងក៏បាញ់ថាមើលយ៉ាងណាក៏ដោយការបិសាចជ្រូកនេះវាគ្មានប្រយោជន៍ផងដែរស្ដេចបិសាចរាត្រីក៏បានបន្ថែមទៀតថាមិនហើយគួរតែសម្រាប់គេចោលយកធ្វើជាសាច់អាំងមិនល្អលោកតាសុងជាមួយនឹងមិត្តភក្តិគាត់ក៏បានសុំទោសទៅសាំងហ្វានដែលបានធ្វើរឿងនោះមិនល្អសាំងហ្វានបានតតវិញថាមិនអីទេបន្ទាប់មកក៏បានគង់ចិត្តថាខ្ញុំគ្រាន់តែពឹងពាក់អ្នកឲ្យទៅស្វែងរកសាច់ជ្រូកធម្មតាតែប៉ុណ្ណោះដំណឹកស្មានអ្នកបែកជានាំស្ដេចបិសាចជ្រូកមកវិញមើលទៅក៏ល្អផងដែរហើយលោកតាសុងជាមួយនឹងមិត្តភក្តិរបស់គាត់ក៏បានហោះចាក់ចេញពីទីនេះដោយនិយាយថាលោកអមតៈអ្នកកុំភ័យសោះរឿងនេះខ្ញុំនឹងធ្វើបានសម្រេចហើយខ្ញុំនឹងក៏មិនឲ្យបាត់បង់ឱកាសមួយនេះផងដែរដើម្បីក្លាយជាអមតៈសាំងហ្វានរបស់យើងក៏មិនខ្វល់ដែរក៏បានប្រាប់តែកញ្ញាយូលៀនត្រូវតែខំវឹកហាត់ចំណែកកូនឆ្កែត្រូវតែមើលផ្ទះបាបិសាចជ្រូកវិញត្រូវតែខិតខំធ្វើការងារវិញចំណែកលោកតាសុងកំពុងតែនិយាយជាមួយមិត្តភក្តិរបស់គាត់ឥឡូវយើងក៏ស្គាល់ឈ្មោះគាត់ដែរគាត់មានឈ្មោះថាឡៅហួងហើយគាត់ក៏បាញ់ថានៅពេលដែលធ្វើកិច្ចការនេះពួកយើងត្រូវតែធ្វើជាមួយគ្នាគឺដើម្បីឲ្យលោកអមតៈសរសើរពួកយើងបន្តមកពួកយើងត្រូវតែយកកូនសិស្សនិងកូនចៅចំណងកើតរបស់យើងមើលទៅនេះគឺដើម្បីមករស់នៅជាមួយគាត់ស្រាប់តែគាត់ក៏បានចោលរំដឹងអំពីមនុស្សជាច្រើនកំពុងតែមើលទីនេះពួកគេទៅនោះគឺជានិកាយដែរតែហេតុអ្វីបានជាពួកគេមើលទៅនេះប៉ុន្តែទិសដៅដែលពួកគេសម្ដៅនោះគឺជានៅទីកន្លែងរបស់អ្នកអមតៈតែគេពិតជាហ៊ានបង្ករឿងជាមួយគាត់ផងមែនទេមើលទៅវាគ្រាន់តែជាទិសដៅដូចគ្នានោះទេអញ្ចឹងហើយខ្ញុំគួរតែបំពេញភារកិច្ចដែលអ្នកអមតៈឲ្យខ្ញុំធ្វើសិនវេនយីបានប្រាប់ទៅជាតាវាថាសាំងហ្វានគេនៅទីនេះខ្ញុំមិនដឹងថាគេបានប្រើល្បិចអ្វីទេទើបឲ្យក្មេងស្រីម្នាក់នោះដែលមានដៃទេវភាពការពារខ្លួនគេអញ្ចឹងជីតាវេនយីបានតបទៅវិញថាកុំភ័យឲ្យជីតាច្បាស់ជាសងសឹកបន្ទាប់មកគាត់ក៏បានប្រើកុនសិស្សរបស់ពលរំពណ៌ទៅកាន់ផ្ទះរបស់តួឯករបស់យើងកុំឲ្យមានអ្នកណារត់ចេញពីទីនេះបានទេសោះមើលទៅអ្វីយីវាពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះអីថាគេនឹងធ្វើឲ្យសាំងហ្វានត្រូវតែលិចជង្គង់សុំទោសគេវិញម្ដងជាមួយនឹងនារីម្នាក់នោះផងដែរកញ្ញាយូលៀនគ្រាន់តែឃើញអាប៉ែដាច់ដៃនឹងហើយបាញ់ថាអូក៏ពិតគឺជាឯងម្ដេចក៏ឯងហ៊ាននាំនិកាយដែរមើលទីនេះថាឯងចង់បង្កបញ្ហាមែនទេជីតារបស់វេនយីបានតបទៅកាន់កញ្ញាយូលៀនវិញថាមើលទៅអ្នកនៅក្មេងទេប៉ុន្តែមើលទៅអ្នកពិតជាសាហាវខុសខើខ្លាំងណាស់ប៉ុន្តែកញ្ញាយូលៀនក៏បាននិយាយឌឺទៅកាន់គាត់ថែមគាត់ខំពេកក៏បានបញ្ចេញថាមពលបើការវិបហាទៅកាន់កញ្ញាយូលៀនប៉ុន្តែក៏ត្រូវបានស្ដេចបិសាចរាត្រីក៏បានប្រាថ្នាការពារជួយសង្គ្រោះកញ្ញាយូលៀនទាន់បន្ទាប់ពីផ្សាយនឹងបាត់ទៅក៏បង្ហាញពីបិសាចជ្រូកយើងម្ដងមានការខឹងជាខ្លាំងបីតាមិនក៏ហ៊ានធ្វើបាបកុសលរបស់លោកម្ចាស់ខ្ញុំអញ្ចឹងតែឯងស្វែងរកសេចក្តីស្លាប់ហើយមែនទេប្រតិចារនឹងបាញ់ថាអូការពិតក្រតែជាបិសាចជ្រូកយើងបាញ់ថាអ្នកគឺជាព្រះសង្ឃដ៏អស្ចារ្យនៃពុទ្ធមនុស្សប៉ុន្តែអូក៏ពិតទៅអ្នកមិនមែនជាមនុស្សទេអ្នកគ្រាន់តែជាសត្វមួយក្បាលតែប៉ុណ្ណោះលើកដូច្នោះហើយប្រតិចារម្នាក់នេះក៏មានការខឹងជាខ្លាំងក៏បានប្រើកុនសិស្សរបស់គាត់បើកការវិភាគទៅកាន់បិសាចជ្រូករបស់យើងតែម្ដងចំណែកបែបវិញយីបាញ់ថាមើលទៅបិសាចជ្រូកនេះពិតជាល្ងងមែនដែលហ៊ានមកតតាំងជាមួយនឹងនិកាយដែររបស់ខ្ញុំចំណែកមនុស្សមួយក្រុមដែរបើការវិភាគទៅកាន់ស្ដេចបិសាចជ្រូកយើងវិញដូចជាគ្មានអ្វីធ្វើឲ្យប៉ះពាល់ចំពោះបិសាចជ្រូកនោះទេព្រោះថាបិសាចជ្រូកគ្រាន់តែបញ្ចេញថាមពលទីមទុយសោះក៏បានធ្វើឲ្យពួកនោះខ្លាចរបួសខ្លាប់ប៉ាំងថយក្រៃយ៉ាងខ្លាំងក្លាចំណែកស្ដេចបិសាចរាត្រីក៏មិនអន់ដែរគ្រាន់តែស្រីមួយវ៉ាសោះក៏បានធ្វើឲ្យកូនសិស្សរបស់និកាយដែរជាច្រើនក៏បានខ្ទេចថយក្រៅឬខ្លះក៏របួសផងដែរប្រតិចារនោះក៏បានប្រមូលថាមពលកូនសិស្សរបស់ខ្លួនក៏បានបើកការវិភាគទៅកាន់បិសាចជ្រូកជាមួយនឹងស្ដេចបិសាចរាត្រីប៉ុន្តែមើលទៅដូចជាគ្មានការប៉ះពាល់ចំពោះពួកគេទាំងពីរនាក់នេះសោះប្រតិចារនៃនិកាយដែរមានការភ្ញាក់ផ្អើលជាខ្លាំងតាមពិតទៅពួកវាទាំងពីរនាក់នេះសិតតែជាស្ដេចបិសាចហើយគាត់ក៏បានសួរទៅវិញជីថាហេតុអ្វីបានជាមិនប្រាប់ខ្ញុំពីរឿងនេះវាក៏បានតបវិញថាខ្ញុំក៏អត់ដឹងថាសាំងហ្វានពិតជាមានស្ដេចបិសាចដែលនៅចាំការពារគាត់រឿងនេះខ្ញុំក៏មិនដឹងដែរបន្ទាប់មកប្រតិចារក៏បានប្រើកូនសិស្សរបស់ខ្លួនឆាប់មកប្រមូលផ្ដុំគ្នាដើម្បីបង្កើតជាក្បួនមួយដើម្បីបើកការវិភាគទៅកាន់ស្ដេចបិសាចទាំងពីរនាក់នេះចំណែកហ្វេងយីពិតជាសប្បាយចិត្តណាស់មើលទៅពួកគេច្បាស់ជាស្លាប់ហើយនៅថ្ងៃនេះប៉ុន្តែក៏ត្រូវបានស្ដេចបិសាចជ្រូកយើងក៏បានប្រណាំងការពារមើលទៅការវិភាគនោះដូចជាគ្មានអ្វីប៉ះពាល់ចំពោះស្ដេចបិសាចជ្រូកយើងសោះដូចជាការធ្វើសរសៃឲ្យគាត់អញ្ចឹងចំណែកបិសាចរាត្រីក៏មិនចង់ឲ្យចាញ់បិសាចជ្រូកផងដែរព្រោះថាខ្ញុំមិនចង់ឲ្យបិសាចជ្រូកវាយកមុខតែឯងនោះទេប្រតិចារនៃនិកាយដែលខឹងដូច្នោះហើយបន្ទាប់មកគាត់ក៏បានបង្កើតជាមួយនឹងទម្រង់ណៅដើម្បីបើកការវិភាគទៅកាន់បិសាចទាំងពីរនាក់នេះចំណែករឿងយើងវិញក៏បង្ហាញពីកញ្ញាយូលៀនបានប្រាប់ទៅសាំងហ្វានថាមើលទៅនិកាយដែរយ៉ាងជីពួកគេបានមើលត្រីគេដើម្បីមកចាប់ការពួកយើងហើយប៉ុន្តែមើលទៅសាំងហ្វាននោះយើងដូចជាមិនខ្វល់សោះព្រោះតែរឿងតូចតាចប៉ុន្តែនៅខាងនេះវិញមើលទៅការវិភាគទាំងអស់នោះដូចជាគ្មានផលប៉ះពាល់ចំពោះបិសាចជ្រូកសោះប្រតិចារនៃនិកាយដែរក៏បានបញ្ជាថាមពលដែរនោះមកបើកការវិភាគទៅកាន់បិសាចជ្រូកក៏រឿងមានភ័យខ្លាចដែរប៉ុន្តែដោយសារតែឃើញសាំងហ្វានយើងមើលទៅនេះហើយព្រោះថាចង់យកមុខផងចឹងហើយក៏សោកចិត្តទៅទប់ទល់ជាមួយនឹងថាមពលដែរនោះក៏បានបរិយាជាមួយថាមពលរបស់ខ្លួនយ៉ាងធំហើយក៏បានចាប់ជាមួយដែរនោះគឺដើម្បីទប់ទល់បន្ទាប់មកក៏បានបន្ទុះថាមពលនៅទីនោះចំណែកស្ដេចបិសាចយើងវិញក៏បានប្រឹងវិភាគប្រតិចារនោះ
នៅពីក្រោយប៉ុន្តែព្រឹត្តិការណ៍ក៏ដឹងទាន់ក៏បានបើកការវិភាគទៅកាន់វិស័យរាត្រីយើងវិញប៉ុន្តែមើលទៅការវិភាគរបស់ព្រឹត្តិការណ៍នឹងដូចជាគ្មានធ្វើអ្វីប៉ះពាល់ចំពោះវិស័យរាត្រីចុះហើយគាត់ក៏បានខំទប់ទល់ចំពោះការវិភាគរបស់វិស័យរាត្រីវិញផងដែរប៉ុន្តែមានន័យស្ដេចវិស័យជ្រូកយើងមកពីក្រោយក៏បានបើកការវិភាគទៅកាន់គាត់វិញរួមជាមួយកុនសិស្សរបស់គាត់ក៏បានធ្លាក់ទៅខាងក្រោមផងដែរហើយវិស័យជ្រូកយើងក៏ធ្លាក់ផងដែរព្រោះថាគេក៏បានប្រើថាមពលយ៉ាងច្រើនផងដែរហើយវាបានប្រាប់ទៅសាងហ្វានថាខ្ញុំពិតជាបំពេញភារកិច្ចបានហើយប៉ុន្តែខ្ញុំហត់ណាស់សាងហ្វានក៏បានសរសើរវិស័យជ្រូកជាមួយនឹងស្ដេចវិស័យឆ្កែនឹងគិតជាល្អមែនទែនអាការពីបានល្អសាងហ្វានក៏បានទៅនិយាយជាមួយព្រឹទ្ធាចារ្យនិកាយដែរថាហេតាចាស់ពួកយើងដូចជាខានជួបគ្នាយូរហើយចុះមកអង្គុយនិយាយគ្នាលេងប៉ុន្តែព្រឹទ្ធាចារ្យនឹងបានតទៅវិញថាសាងហ្វានឯពិតជាបានខົບខិតជាមួយវិស័យហើយក៏បានបំផ្លាញជាមួយនឹងសិស្សរួមនិកាយផងដែរខ្ញុំនឹងប្រាប់ទៅមេបនិកាយបន្ទាប់មកឲ្យគាត់បណ្ដេញឯងចេញហើយត្រូវតែសម្លាប់ឯងចោលប្រព័ន្ធ system ក៏បានប្រាប់ទៅសាងហ្វានថាពួកគេកំពុងតែស្ថិតនៅក្នុងដែនណារបស់តួឯករបស់យើងក៏អាចសម្លាប់ពួកគេបានផងដែរតួឯកបានគិតថាខ្ញុំគួរតែដោះលែងឬក៏សម្លាប់គេខ្ញុំភ្លេចថាមេនិកាយនឹងព្រឹត្តិការណ៍ផ្សេងៗមើលទៅក៏ល្អផងដែរអំឡុងពេលនៅពេលដែលខ្ញុំធ្វើជាសិស្សគាត់ប៉ុន្តែតួឯកយើងក៏មិនដឹងថាបានសម្លាប់ព្រឹត្តិការណ៍នេះអត់ឬទេគ្រាន់តែប្រាចំហាយដែរក៏បានបើកការវិភាគទៅកាន់បុរសចំណាស់នោះបន្ទាប់ពីប្រយុទ្ធហើយសាងហ្វានក៏បានសរសើរបេសាយទាំងពីរក្បាលនេះថាពិតជាធ្វើការបានល្អមែនខ្ញុំនឹងផ្ដល់រង្វាន់ឲ្យអ្នកខ្ញុំនឹងបង្រៀនអំពីជំនាញផ្នែកដាយយ៉ានយីងទៅកាន់អ្នកបន្ទាប់មកក៏បានចេញថាមពលចាក់បញ្ចូលទៅកាន់បេសាយទាំងពីរក្បាលនេះពីអ្នកនេះវាមានការចាប់ផ្ដើមជាខ្លាំងព្រោះថាខ្សែឈាមរបស់ខ្ញុំកំពុងតែត្រូវបាត់បន្សុទ្ធមើលទៅអំណាចខ្សែឈាមរបស់ខ្ញុំហាក់បីដូចជាកំពុងតែកើនឡើងយ៉ាងឆាប់រហ័សសូម្បីតែខ្សែឈាមរបស់ស្ដេចបេសាយរាត្រីក៏ដូចនេះដែរព្រោះថាបេសាយរាត្រីពិតជាចំណែកជាមួយនឹងខ្សែឈាមរបស់បេសាយជ្រូកមើលទៅវាពិតជាមានអំណាចអរូបីដ៏ខ្លាំងក្លាប៉ុន្តែឥឡូវនេះខ្ញុំក៏មានជាមួយនឹងអំណាចអរូបីដូចជាបេសាយជ្រូកផងដែរសាងហ្វានក៏បានប្រាប់ឲ្យបេសាយទាំងពីរអ្នកនេះឆាប់បង្ហាញជាមួយនឹងសមត្ថភាពទាំងពីរបានឯងមកដៃទើបតែទទួលបានបេសាយជ្រូកវាក៏បានចាប់ផ្ដើមបង្ហាញពីសមត្ថភាពរបស់វាពិតជាអាចគ្រប់គ្រងដីហើយក៏អាចបំលែងដីនឹងខ្លាចជារូបរាងកាយបេសាយជ្រូកផងដែរគឺដើម្បីការពារនៅទីនេះកញ្ញាយូលៀនជាមួយនឹងសាងហ្វានក៏មានការចាប់អារម្មណ៍ចំពោះថាមពលថ្មីរបស់បេសាយជ្រូកផងដែរចំណែកបេសាយរាត្រីរបស់យើងវិញក៏មិនអន់ដែរវាស្រាប់តែធ្វើឲ្យនៅទីនោះប្រែទៅជាងងឹតនេះគឺជាសមត្ថភាពរបស់បេសាយរាត្រីព្រោះថាពីមួយសមត្ថភាពនេះគេគ្រាន់តែជាការបំផុសថ្មីប៉ុណ្ណោះប៉ុន្តែលើនេះគេពិតជាអាចស្រូបជាមួយនឹងពន្លឺប្រែទៅជាងងឹតបានហើយខ្ញុំក៏មានសមត្ថភាពពិសេសមួយទៀតផងដែរគឺខ្ញុំពិតជាអាចផ្លាស់ទីនៅក្នុងស្រមោលបានមើលទៅសមត្ថភាពរបស់ពួកគេទាំងពីរនេះពិតជាអស្ចារ្យកញ្ញាយូលៀនបាញ់ថាមើលទៅអ្នកពិតជាស័ក្តិសមធ្វើជាអ្នកត្រួតត្រានៅក្នុងតកោបិសាចមែនស្រាប់តែបិសាចជ្រូកយើងក៏ចង់សួរទៅកាន់សាងហ្វានបានតតវិញថាតើឯងមានរឿងអ្វីចង់សួរខ្ញុំវាបានប្រាប់ទៅសាងហ្វានថាខ្ញុំពិតជាចង់ត្រឡប់ទៅវិញគឺដើម្បីប្រមូលកូននិងប្រពន្ធមកខ្ញុំដើម្បីរស់នៅទីនេះគឺដើម្បីការពារផ្ទះរបស់លោកម្ចាស់សាងហ្វានបានគិតក្នុងចិត្តថាឥឡូវនេះខ្ញុំពិតជាមិនអាចចាក់ចេញពីផ្ទះរបស់ខ្ញុំបានទេបើសិនជាបិសាចជ្រូកពិតជានាំក្រុមគ្រួសារគេមកបាននោះវាពិតជាល្អក្នុងការឲ្យធ្វើភារកិច្ចរបស់ខ្ញុំសាងហ្វានក៏បានប្រាប់ទៅស្ដេចបិសាចរាត្រីអ្នកក៏អាចនាំកុសសម្ព័ន្ធរបស់អ្នកមកទៅទីនេះផងដែរចំណែកកញ្ញាយូលៀនពិតជាមានការពិបាកចិត្តជាខ្លាំងសាងហ្វានបានទៅនិយាយជាមួយនាងថាកុំបារម្ភអីព្រោះថាពួកយើងសិតតែជាគ្រួសាររបស់នាងលឿនដូច្នោះហើយនាងក៏មានការសប្បាយចិត្តឡើងវិញសាងហ្វានក៏បានប្រាប់បិសាចជ្រូកជាមួយនឹងបិសាចស្ដេចរាត្រីឆាប់ទៅនាំគ្រួសារនិងសម្ព័ន្ធរបស់អ្នកមកបន្ទាប់មកពួកគេក៏បានយល់ព្រមចំណែករឿងរបស់យើងវិញកំពុងតែបង្ហាញអំពីវងនៃគ្រួសាររបស់ស្ដេចបិសាចជ្រូកយើងស្រាប់តែស្ដេចបិសាចជ្រូកក៏បានដឹងថានៅខាងមុខដូចជាមានចលនាអ្វីហើយអ្វីបានជានៅក្នុងភាគខាងត្បូងពិតជាមានភាពវឹកវរកាន់តែខ្លាំងទៅអញ្ចឹងចំណែកទូកដែលកំពុងតែហោះនោះក៏ត្រូវបានគេវិភាគទម្លាក់ឥតចុះមកស្រាប់តែពួកគេក្រតែឃើញបិសាចជ្រូកភ្លាមពួកគេមានការភ័យខ្លាចហើយក៏បានប្រាប់គ្នារបស់ពួកគេថាត្រូវតែប្រុងប្រយ័ត្នចង់អខ្សរតែចូលរឿងបន្តស្ដេចបិសាចជ្រូកយើងក៏បានសួរទៅកញ្ញានឹងថាតើអ្នកកំពុងតែរត់ទៅណាហើយអ្វីបានជាមានគេដេញតាមអ្នកអញ្ចឹងកញ្ញាបាននឹងបានគិតគំចិត្តថាបិសាចនិងមនុស្សតែមានចំនួននឹងគ្នាហើយអ្វីបានជាបិសាចជ្រូកនេះគេមិនបើកការវិភាគមកខ្ញុំកញ្ញាម្នាក់នឹងប្រឹងតែរត់ចាក់ចេញពីទីនេះហើយស្រាប់តែក៏មានឮសំឡេងព្រឹទ្ធាចារ្យម្នាក់បាញ់ថាមនុស្សស្រីដែលមកពីចន្លឹមភ្នំវ៉ាន់ហួរតើអ្នកចង់ទៅណាអូនៅទីនេះក៏មានបិសាចជ្រូកផងដែរមែនទេបិសាចជ្រូកបានតបទៅវិញថាខ្ញុំមិនចង់ជ្រៀតជ្រែកជាមួយនឹងរឿងរបស់អ្នកនោះទេខ្ញុំគ្រាន់តែនាំប្រពន្ធនិងកូនមកខ្ញុំបន្តដំណើរទៅមុខទៀតតែប៉ុណ្ណោះប៉ុន្តែមើលទៅព្រឹទ្ធាចារ្យនេះមិនដឹងថាគិតអ្វីទេក៏បានប្រាជ្ញថាមពលរបស់គាត់ពុះដីកុំឲ្យបិសាចជ្រូកធ្វើដំណើរបន្តទៅទៀតព្រឹទ្ធាចារ្យម្នាក់នឹងបាយថាចង់តាណាសត្វសាច់មើលនោះបាយយើងធ្វើជាជ្រូកខ្វាយហ្នឹងឆ្ងាញ់ប៉ុណ្ណាទេនេះអូយសត្វសាច់កូនសិស្សរបស់គាត់បានប្រាប់ថាមែនលោកគ្រូយកទៅធ្វើជ្រូកខ្វាយដែលស្រួយឆ្ងាញ់ហ្មងតែចូលរឿងយើងបន្តមាននិយាយលេងទេតែបិសាចជ្រូកយើងបានតតវិញថាមើលទៅឯងពិតជាមិនដែលស្គាល់អ្វីតែហៅថាក្រុមគ្រួសារនោះទេមើលទៅពុំម្ដាយរបស់ឯងដូចជាមិនដែលបង្រៀនសោះព្រឹទ្ធាចារ្យនោះលូតដូច្នោះហើយ
គាត់មានការខឹងជាខ្លាំងគាត់ក៏បានប្រាប់កូនសិស្សរបស់គាត់ឆាប់បើកការវិភាគកម្មបិសាចជ្រូកនោះទៅមើលវិជាម៉ាក់ខ្ញុំមកប៉ុន្តែស្ដេចបិសាចជ្រូកយើងមិនទុកយូរទេក៏ចាប់ផ្ដើមបង្កើតជាមួយនឹងបិសាចជ្រូកដីមកក៏បានចាប់ផ្ដើមបើកការវិភាគទៅពួកគេឃើញឆ្នោយក៏ចាប់ផ្ដើមរត់កូនសិស្សខ្លះទៀតក៏ត្រូវបានកងទ័ពថ្មដីបិសាចជ្រូកចាប់ជើងជាប់មើលទៅពួកគេពិតជាមានការភ័យខ្លាចមែនទែនប្រធាចារ្យម្នាក់នឹងបាននិយាយថាហ៊ានធ្វើបាបសិស្សនៃរឿងព្រំខ្មោចរបស់ខ្ញុំផងមែនទេបន្ទាប់មកគាត់ក៏បានបញ្ចេញថាមពលបើកការវិភាគទៅកាន់បិសាចជ្រូកប៉ុន្តែមើលទៅការវិភាគរបស់គាត់ដូចជាគ្មានផលប៉ះពាល់ចំពោះស្ដេចបិសាចជ្រូកយើងសោះស្ដេចបិសាចជ្រូកក៏បានចាប់ជាមួយនឹងព្រឹទ្ធាចារ្យនឹងជាប់បន្ទាប់មកក៏បានសម្លេះចាប់បាត់ទៅចំណែកខាងស្ដេចបិសាចរាត្រីវិញក៏បានសម្លាប់កូនសិស្សនៃរឿងព្រំខ្មោចនេះផងដែរព្រោះថាពួកគេពិតជារញ៉េរញ៉ៃតែមកពាំងផ្លូវនៅក្នុងការធ្វើដំណើរនៃក្រុមនៃសម្ព័ន្ធចចរបស់ខ្លួនស្ដេចបិសាចរាត្រីបានសួរទៅស្ដេចបិសាចជ្រូកថាតើអ្នកមានចំនួនជាមួយនឹងពួកអ្នកដាំដុះទាំងនោះមែនទេស្ដេចបិសាចជ្រូកបានតតវិញថាមិនមែនទេគឺដោយសារតែនារីម្នាក់នេះមានចំនួនបន្ទាប់មកដោយសារតែគេចង់វិភាគខ្ញុំដូច្នេះហើយខ្ញុំក៏បានតបតទៅគេវិញខ្ញុំក៏ស្ដាប់តាមលោកម្ចាស់ផងដែរក៏មិនចង់ធ្វើបាបមនុស្សដែរចំណែកកញ្ញាម្នាក់នឹងបានគិតក្នុងចិត្តថាមើលទៅស្ដេចបិសាចនេះស្ថិតនៅក្នុងវិរហោឋានហើយប៉ុន្តែមើលទៅពួកគេដូចជាគ្មានភាពខាច់សាហាវខូខើអញ្ចឹងប៉ុន្តែមិញខ្ញុំក៏បានលើកគាត់ហៅថាចាវាយផងដែរស្ដេចបិសាចរាត្រីជាមួយនឹងស្ដេចបិសាចជ្រូកក៏បាននិយាយថាមើលទៅពួកគេគឺជាមនុស្សដូចជាមួយនឹងចាវាយរបស់ពួកយើងអញ្ចឹងហើយពួកយើងគួរតែនាំគេទៅនាងក៏បានគិតក្នុងចិត្តថាមកការពិតទៅពួកគេទាំងពីរនេះគឺជាស្ដេចបិសាចប៉ុន្តែពួកគេពិតជាមានចាវាយអញ្ចឹងគឺពិតជាល្អហើយខ្ញុំគួរតែយកឱកាសនេះគឺដើម្បីស្វែងរកជម្រើសសិនបន្ទាប់មកខ្ញុំនឹងប្រាប់ដំណឹងនេះទៅកាន់និកាយនាងក៏បាននិយាយជាមួយនឹងស្ដេចបិសាចទាំងពីរថាខ្ញុំគឺជាសិស្សពិតនៃចន្លងភ្នំវ៉ាន់ហួរហើយខ្ញុំក៏សុខចិត្តទៅជាមួយនឹងស្ដេចបិសាចអ្នកទាំងពីរផងដែរបិសាចជ្រូកក៏បាញ់ថាបានចឹងដើរតាមមើលចំណែករឿងយើងក៏កាប់បង្ហាញពីកន្លែងទូឯករបស់យើងវិញសាំងហ្វានមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះនារីទាំងនោះសាំងហ្វានបានសួរទៅស្ដេចបិសាចជ្រូកនោះថាតើពួកគេទាំងនេះគឺជាកូននិងប្រពន្ធរបស់អ្នកមែនទេស្ដេចបិសាចជ្រូកមានការខឹងជាខ្លាំងចំពោះសាំងហ្វានបាញ់ថាលោកម្ចាស់មិនក៏អ្នកនិយាយដូច្នេះមួយទៅពួកគេពិតជាអាក្រក់ខ្លាំងណាស់ម្ដេចពួកគេពិតជាស័ក្តិសមធ្វើជាប្រពន្ធរបស់ខ្ញុំសាំងហ្វានបានសួរថាចុះប្រពន្ធរបស់អ្នករូបរាងបែបណាឲ្យខ្ញុំមើលបន្តិចមើលតែបិសាចជ្រូកបាញ់ថាលោកម្ចាស់ចាំតែមើលទៅអញ្ចឹងហើយអ្នកទាំងអស់គ្នាគួរតែដឹងហើយថាប្រពន្ធនិងកូនរបស់ស្ដេចបិសាចជ្រូករបស់យើងគឺពិតជាស្រស់ស្អាតប៉ុណ្ណាមើលខ្លួនឯងទៅបន្ទាប់ពីបានឃើញអំពីប្រពន្ធកូនរបស់បិសាចជ្រូកយើងហើយមើលទៅអ្នកកំពុងតែមើលនឹងប្រហែលកំពុងតែលួចក្រាស់ហើយមើលតាចូលរឿងយើងបន្តស្ដេចបិសាចជ្រូកក៏បានប្រាប់ទៅសាំងហ្វានថារៀងរបស់នាងដូចជាពឹងកពើរៀងដូចទេពធីតាមើលទៅពិតជាស្រស់ស្អាតសម្រាប់ខ្ញុំខ្លាំងណាស់សាំងហ្វានក៏បានប្រាប់បិសាចជ្រូកឲ្យប្រភេទរឿងនេះសិនទៅអ្នកប្រាប់អំពីហេតុការណ៍ដែលអ្នកបានជួបនារីទាំងអស់នេះមើលបិសាចជ្រូកបានប្រាប់រួចហើយបន្ទាប់មកសាំងហ្វានមកយើងក៏បាននិយាយថាអូការពិតទៅពិភពលោកការដាំដុះនៅខាងក្រៅក៏មានភាពវឹកវររហូតដល់មកដល់នៅកន្លែងវារហោឋានផងដែរមែនទេដូច្នេះហើយទើបអ្នកនាំនារីទាំងអស់នេះមកកន្លែងខ្ញុំបិសាចជ្រូកក៏បានតតវិញថាមែនហើយគឺណាមួយគឺដោយសារតែខ្ញុំឃើញនាងចេះរាំរបាំដូច្នេះបន្ទាប់មកខ្ញុំក៏បានយកពួកនាងដើម្បីឲ្យធ្វើជាអ្នកបម្រើរបស់លោកម្ចាស់ស្រាប់តែកញ្ញាយូលៀនក៏បានតបបិសាចជ្រូកមួយជើងបាញ់ថាខ្ញុំក៏ចេះរាំរបាំផងដែរខ្ញុំមិនចង់ឲ្យពីណាគេមករញ៉េរញ៉ៃជាមួយលោកគ្រូរបស់ខ្ញុំនោះទេបិសាចជ្រូកក៏បានតតវិញថាខ្ញុំមិនមានបំណងចង់ឲ្យពួកគេយកលោកគ្រូចេញពីកញ្ញាយូលៀននោះទេខ្ញុំគ្រាន់ចង់ឲ្យពួកគេបម្រើលោកម្ចាស់តែប៉ុណ្ណោះកញ្ញាម្នាក់នឹងក៏បានតទៅវិញថាកញ្ញាអ្នកកុំភ័យអីសោះពួកយើងមើលទៅនេះគ្រាន់តែរើកន្លែងជម្រកដើម្បីសម្រាប់មួយរយៈពេលប៉ុណ្ណោះបន្ទាប់មកខ្ញុំនឹងបញ្ជូនដំណឹងទៅកាន់និកាយដើម្បីពួកគេមើលទៅនេះដើម្បីមកយកខ្ញុំទៅពេលនោះនិកាយនឹងផ្ដល់រង្វាន់ទៅកាន់អ្នកទាំងអស់គ្នាហើយខ្ញុំក៏សង្ឃឹមថាស្ដេចបិសាចទាំងពីរអ្នកក៏មិនមើលងាយចំពោះរង្វាន់ដែលនិកាយរបស់ខ្ញុំផ្ដល់ឲ្យផងដែរសាំងហ្វានក៏បានប្រាប់ទៅវិញថានៅវារហោឋានខាងនេះក៏វាមិនមែនសុវត្ថិភាពរបស់ផងដែរហើយក៏បានគិតក្នុងចិត្តថាហេតុអ្វីបានជាសិស្សមកពីចន្លើងភ្នំវ៉ាន់ហួរពិតជាស្រស់ស្អាតយ៉ាងនេះហើយពួកគេចេះលេងភ្លេងនិងចេះរាំផងដែរមើលទៅពិតជាលយមែនទែនកញ្ញាម៉ានីបាញ់ថាពួកយើងមិនដឹងថាអាចធ្វើអ្វីសងគុណទៅដល់អ្នកមានគុណទេដូច្នេះហើយពួកយើងមានតែរាំហើយនឹងលេងភ្លេងឲ្យអ្នកមើលប៉ុណ្ណោះនាងក៏បានប្រាប់សិស្សប្អូនបាននាងចាប់ផ្ដើមបើកការរាំតែម្ដងចំណែកកញ្ញាយូលៀនក៏បានប្រាប់ទៅសាំងហ្វានថាខ្ញុំក៏ចង់រាំឲ្យលោកគ្រូមើលដែរចំណែកសាំងហ្វានបានយើងបាញ់ថាមើលទៅពួកគេពិតជារាំបានស្អាតមែនស័ក្តិសមបែរជានិកាយចន្លើងភ្នំវ៉ាន់ហួរមែនសាំងហ្វានបានយើងក៏បានសរសើរអំពីគ្រួសាររបស់បិសាចជ្រូកផងដែរមើលទៅពិតជាបានធ្វើការល្អចំណែកកញ្ញាទាំងនេះមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះអសតខាវវិញ្ញាណជាច្រើននៅក្នុងផ្ទះរបស់តួឯករបស់យើងចំណែកសាំងហ្វានវិញកំពុងតែដេកយ៉ាងសប្បាយស្រាប់តែមានសម្លេងការវិភាគគ្នានៅមុខផ្ទះរបស់សាំងហ្វានចំណែកស្ដេចបិសាចរាត្រីជាមួយនឹងបិសាចជ្រូកក៏បាញ់ថាហេតុអ្វីបានជាមានអាណាចក្រព្រះកំពុងតែប្រយុទ្ធគ្នានៅទីនេះហាក់ដឹងថាពួកគេកំពុងតែដេកទេឬចំណែកស្ដេចបិសាចរាត្រីបានគិតក្នុងចិត្តថាមើលតែបិសាចជ្រូកនោះវាចង់យកមុខមាត់ទៅហើយយ៉ាងណាក៏ដោយខ្ញុំត្រូវតែយកគុណសម្បត្តិឲ្យបានច្រើនជាងវាបន្ទាប់មកខ្ញុំនឹងខ្លាចជាស្ដេចបិសាចព្រះទេពអប្សរហើយនៅក្បែរលោកម្ចាស់ជានិច្ចសាំងហ្វានបានយើងក៏បានមើលទៅលើមេឃកំពុងតែមានការវិភាគគ្នាស្រាប់តែមានពលឺវ័យមួយក៏បានធ្លាក់ចុះមកនៅក្បែរផ្ទះរបស់សាំងហ្វានការពិតទៅគឺជាបុរសនេះកំពុងតែប្រយុទ្ធ
គ្នាពេលវាក៏លេចមើលមកផ្ទះសាំងហ្វានរបស់យើងវាមានការចាប់ឲ្យជាខ្លាំងព្រោះថាមើលទៅនៅទីនេះដូចជាទឹកដីទេពអសរព្រោះអីថាវាពោពេញទៅដោយធម្មពលខាងវិញ្ញាណជាពិសេសវាក៏មានផ្លែឈើវេទមន្តនិងថ្នាំឱសថជាច្រើននៅទីនេះផងដែរអូមែនហើយនៅទីនេះក៏សម្បូរស៊ីស្អាតផងដែរនៅពេលដែលខ្ញុំធ្វើរឿងនេះរួចបន្ទាប់មកខ្ញុំនឹងក៏ដឹងថាចូលរៀនបន្តស្រាប់តែកូនចាប៉ែនឹងបាននិយាយថាព្រឹត្តិការណ៍ទី3តាអ្នកមិនអីទេវាបានតតវិញថាខ្ញុំមិនអីទេឥឡូវនេះខ្ញុំបានរកឃើញទឹកដីទេពអសរដល់កំណប់មួយហើយអញ្ចឹងហើយអ្នកនរគ្នាចាប់ស្ដាប់តាមខ្ញុំឆាប់បើកការវិភាគដើម្បីយកផ្ទះនេះមកទៅស្រាប់តែក៏បង្ហាញអំពីនិកាយមួយទៀតប៉ុន្តែមានអត់ទាន់សមហៅឈ្មោះឬទេព្រោះថាខ្លាចហៅខុសព្រោះតាបកអត់ទាន់ចេញតោះចូលរឿងយកបន្តវាក៏បាញ់ថាមិនក៏ឯងហ៊ានមកដើរប្លន់ផ្ទះគេទៅពីអញ្ចឹងពេលគាត់ក៏លេចមើលទៅគាត់មានការភ្ញាក់ផ្អើលជាខ្លាំងគាត់ក៏ចង់ខ្លួនវិញនៅទីនេះផងដែរព្រោះថានៅទីនេះពិតជាសម្បូរទៅដោយធម្មពលខាងវិញ្ញាណជាច្រើនប៉ុន្តែគាត់ក៏បានដឹងខ្លួនវិញគាត់ក៏បានប្រាប់ទៅសិស្សប្អូនរបស់គាត់ថាកូនសិស្សទាំងឡាយត្រូវតែស្ដាប់បញ្ជារបស់ខ្ញុំត្រូវតែការពារនៅទីនេះបានលោគាត់ក៏បានប្រើធម្មពលទៅប៉ុន្តែក៏បានចំកន្លែងរបងផ្ទះរបស់សាំងហ្វានបាញ់ថាអ្នកមិញនិយាយថានឹងការពារផ្ទះរបស់ខ្ញុំមិនក៏មកបើកការវិភាគអញ្ចឹងគាត់ក៏បានតរវិញថាមើលទៅប្រហែលខ្ញុំបើកការវិភាគក៏ឲ្យខ្ញុំពិតជាសុំទោសប៉ុន្តែអ្នកកំភៃនិកាយរបស់ខ្ញុំពិតជាសងសំណងទៅអ្នកវិញសាំងហ្វានបានតរវិញថាបានខ្ញុំភ្លេចវាសិនទៅសាំងហ្វានក៏បានទៅនិយាយជាមួយប៉ែក្បាលតងៅនឹងថាហេមិញឯងចង់មកប្លន់ទេអញឯងពិតជាប្រហឺនមានវិចតែចង់រងប់មែនទេអាប៉ែនឹងនិយាយស្អីខ្លះទេវាចង់ឌឺសាំងហ្វានប៉ុន្តែសាំងហ្វានយើងធំបានទេឯងស្រាប់តែកញ្ញាស៊ូលៀនប្រឹងតែបើកការវិភាគហើយប៉ុន្តែស្ដេចបិសាចរាត្រីជាមួយនឹងស្ដេចបិសាចជ្រូកក៏បានប្រាប់ទៅកញ្ញាយូលៀនថាពួកយើងទាំងពីរនាក់នេះគឺនៅទីនេះគឺដើម្បីការពារផ្ទះលោកម្ចាស់អញ្ចឹងហើយអ្នកកំភៃសទុកឲ្យពួកខ្ញុំជាអ្នកទទួលបន្ទាប់មកស្ដេចបិសាចរាត្រីជាមួយនឹងបិសាចជ្រូករបស់យើងក៏បានចាប់ផ្ដើមបញ្ចេញជាមួយខ្សែឈាមរបស់ពួកគេទាំងពីរនាក់ក៏បានបើកការវិភាគទៅកាន់មនុស្សមួយក្រុមនិងក៏បានធ្វើឲ្យពួកវាដេកអេតទាំងអស់បាត់ទៅចំណែកនិកាយព្រះធម៌នេះវិញពួកគេមានការចាប់ផ្ដើមជាខ្លាំងតាមពិតទៅពួកវាទាំងពីរនាក់នេះគឺជាស្ដេចបិសាចហើយវាក៏ជាកូនចៅរបស់យុវជនម្នាក់នោះផងដែរសាំងហ្វានក៏បានឲ្យពួកគេជុំមកក្រុមដើម្បីឲ្យខ្ញុំសួរអ្វីមួយខ្ញុំបានចាំថានិកាយព្រះធម៌របស់អ្នកមិនដែលនៅក្នុងវិរោឋាននោះទេបរោះម្នាក់នឹងបានតតវិញថាខ្ញុំសូមទោសដោយមិនដឹងថាអ្នកគឺជាអ្នកជាន់ខ្ពស់ខ្ញុំមើលទីនេះគឺដោយសារតែមូលហេតុ3រហែកនេះហើយគឺធ្វើវាខូចខាតជាមួយនឹងរបាំងការពារក៏បានធ្វើឲ្យអ្នកជាន់ខ្ពស់ជាច្រើនពួកគេឆ្លងកាត់នៅទីនោះហើយក៏មានការកើតជាថ្មីផងដែរប៉ុន្តែក៏មានមនុស្សខ្លះបង្កើតជាមួយនឹងមហិច្ឆតាចង់ប្រយុទ្ធគ្នារវាងអំពើល្អនិងអំពើអាក្រក់វាគឺជាមូលហេតុដែលធ្វើឲ្យពិភពនៃការដាំដុះជួបនឹងភាពវឹកវរសាំងហ្វានរបស់យើងពិតជាភ្ញាក់ផ្អើលជាមួយនឹងធម្មពលដែលចេតនារបស់ខ្លួនពិតជាខ្លាំងក្លាដូច្នេះហើយរឿងរបស់យើងក៏បង្ហាញពី3ថ្ងៃមុនអ្នកដឹកនាំភាពត្រឹមត្រូវគឺបានប្រមូលជាមួយនឹងនិកាយសុចរិតជាច្រើនហើយរួមជាមួយនិកាយរបស់ខ្ញុំផងដែរគឺដើម្បីស្វែងរកជាមួយនឹងការបង្កើតហើយនឹងទប់ទល់ជាមួយនឹងភាពចលាចលនេះផងដែរអញ្ចឹងហើយពួកខ្ញុំត្រូវតែសម្លាប់អំពើអាក្រក់និងភាពច្របូកច្របល់នេះឲ្យបានសាំងហ្វានរបស់យើងក៏បានប្រាប់ថាឲ្យខ្ញុំយល់ហើយបន្ទាប់មកអ្នកសូមចាក់ចេញពីទីនេះទៅខ្ញុំស្ដាប់ដែរបន្ទាប់មកពួកគេក៏បានចាក់ចេញពីទីនេះបាត់ទៅសាំងហ្វានរបស់យើងបានគិតគិតថារឿងនេះគឺខ្ញុំជាអ្នកបង្កឡើងអញ្ចឹងហើយខ្ញុំត្រូវតែស្វែងរកវិធីដោះស្រាយប៉ុន្តែខ្ញុំពិតជាមិនអាចចាក់ចេញអំពីដែនដីរបស់ខ្ញុំបាននោះទេចំណែករឿងរបស់យើងក៏បានបង្ហាញពីនិកាយមួយគាត់មានការភ្ញាក់ផ្អើលជាខ្លាំងថានៅភ្នំវីរហោឋានពិតជាមានទឹកដីទេពអសរមែនទេចំណែកបិសាចឆ្អឹងនេះវិញវាបាញ់ថាទីបំផុតទឹកដីទេពអសរពិតជាបានបង្ហាញខ្លួនហើយនេះគឺជាឱកាសខ្ញុំដើម្បីយកវាហើយស្រាប់តែក៏បង្ហាញអំពីនិកាយមួយទៀតក៏បាញ់ថាខ្ញុំមិនដឹងថាគាត់គឺជាអមតៈពិតឬអត់ទេតែសំខាន់ពួកយើងគួរតែទៅទីនោះសិនទៅហើយរឿងយើងក៏បង្ហាញពីនិកាយមួយទៀតគឺនិកាយច្រើនចំយីឯងនិកាយនេះវាបាញ់និយាយថាចាប់ហៅព្រឹទ្ធាចារ្យរួមជាមួយសិស្សទាំងអស់ដើម្បីទៅកន្លែងទឹកដីទេពអសរស្រាប់តែក៏បានឃើញក្បាលនាគមួយបាញ់និយាយថាទឹកដីទេពអសរត្រូវតែជាល្អានខ្មោចរបស់យើងបន្ទាប់មកក៏បង្ហាញពីកុសសម្ព័ន្ធមនុស្សព្រៃពួកគេក៏បានទៅកន្លែងទឹកដីទេពអសរផងដែរចំណែកសាំងហ្វានរបស់យើងវិញកំពុងតែអង្គុយដេកឡើងសង្ហាតែម្ដងប៉ុន្តែក៏បានឃើញទូកហោះមួយគឺគ្មានពីណាគេឆ្កែនោះទេគឺជាលោកតាសុងហើយលោកតាសុងគាត់ក៏បាននាំជាមួយនឹងកូននិងចៅរបស់គាត់មកទៅនេះហើយលោកឡៅហួរគាត់ក៏បាននាំក្រុមគ្រួសារនិងចៅរបស់គាត់មកទៅនេះផងដែរលោកតាសុងក៏បាញ់ថាតើអ្នកអត់ដឹងទេថាឥឡូវនេះនៅខាងក្រៅពិតជាល្បីល្បាញជាមួយនឹងឱសថខាងវិញ្ញាណជាមួយនឹងផ្លែឈើដ៏អស្ចារ្យនិងទេវភាពជាច្រើនឥឡូវនេះនៅក្នុងទ្វីបធានយន្តពិតជាល្បីចំពោះអ្នកអមតៈខ្លាំងណាស់លោកតាឡៅហួរក៏បាញ់និយាយដូច្នេះដែរមើលទៅពួកគេពិតជាមានការព្រួយបារម្ភចំពោះសាំងហ្វានជាខ្លាំងប៉ុន្តែសាំងហ្វានរបស់យើងពិតជាសប្បាយចិត្តខ្លាំងណាស់បាញ់ថាខ្ញុំពិតជារួមចាំឱកាសនេះយូរហើយគាត់ទៅលើដូច្នោះហើយលោកតាសុងជួយនិងលោកតាឡៅហួរពិតជាមានការចាប់អាយជាខ្លាំងថាគាត់ពិតជាមានការព្រួយបារម្ភចំពោះរឿងនេះទេមើលទៅលោកម្ចាស់របស់យើងពិតជាខ្លាំងក្លាណាស់ហើយសាំងហ្វានបានគិតចិត្តថាខ្ញុំតែងតែព្រួយបារម្ភចំពោះរឿងនេះហើយអ្វីបានជាពិបាករកបន្ទុកខ្លាំងណាស់ប៉ុន្តែលើនេះបន្ទុកមកដល់ក្នុងដៃហើយធ្វើតែចំណៃមកនៅពេលនោះដែនដីរបស់ខ្ញុំពិតជាកាន់តែខ្លាំងឡើងហើយវាកាន់តែធំជាងមុនហើយសាំងហ្វានក៏បានប្រាប់ទៅបិសាចជ្រូកទៅតែរៀបចំកន្លែង
ដីឲ្យទៅគ្រួសាររបស់លោកសុងជាមួយនឹងលោកឡៅហួរហើយសាំងហ្វានយើងក៏វាយថាខ្ញុំនៅចាំពួកអ្នកឯងមកខ្ញុំចាំស្រាប់តែរឿងរបស់យើងក៏បង្ហាញពីកន្លះខែក្រោយមើលក៏ស្រាប់តែក៏បានលើសំឡេងពីព្រឹត្តិការណ៍ដែលមកពីនិកាយធានជៀនបាននិយាយថាអូត្រកូលខ្មោចក៏មកទៅនេះផងដែរមែនទេត្រកូលខ្មោចនឹងបាននិយាយថាអូមនុស្សព្រៃហេតុអ្វីអ្នកមើលទៅនេះតើអ្នកមិនខ្លាចខ្ញុំសម្លាប់ទៀតទេត្រកូលមនុស្សព្រៃក៏បានប្រាប់ថានិយាយច្រើនហើយវាយ៉ាញ់បាយងបាយកំឆ្លើយពេកស្រាប់តែម្ចាស់និកាយធានជៀនក៏បាននិយាយថាខ្ញុំមកទៅនេះគឺដើម្បីស្វែងរកយុត្តិធម៌ឲ្យអ្នកនៅទៅនេះអញ្ចឹងហើយឯរញ៉ៃនៅទៅនេះបានសាំងហ្វានរបស់យើងបានគិតថាចុំមកឲ្យពណ៌នេះនិយាយទៅបាយលិតច្រើនមែនឯងមកតែនៅក្បែរដែនដារបាញ់ហើយគឺនឹងតែអតិហើយត្រកូលមនុស្សព្រៃបាយថាស្អីគេគ្រាន់តែពឹងផ្អែកលើដៃបិសាយពីរក្បាលប៉ុណ្ណឹងគិតថាអាចទប់ទល់ជួយខ្ញុំបានមែនទេមើលទៅនៅទៅនេះពិតជាអស្ចារ្យខ្លាំងណាស់វាសម្បូរទៅដោយធម៌ពោខាវិញ្ញាណផ្លែឈើវេទមន្តមើលទៅវាពិតជារូបសត្វតាជារបស់ខ្ញុំទាំងអស់មេប៉ានិកាយធានជៀនក៏បាននិយាយថាខ្ញុំនៅទីនេះហើយតើពួកឯងពិតជាអាចធ្វើអ្វីបានទៅចំណែករឿងយើងក៏មិនចប់តែនឹងគឺមានផលរឿងយប់ច្រើនតិចហើយអ្នកគ្នាឃើញស្មានណាមើលស្មានហ្នឹងទៅហើយចង់ប្រាប់ថាស្អែកបានចេញឬអត់ទេហើយណាមួយគឺជប់ប្រឡំមែនតើហើយថ្ងៃទី10អុយជិញច្រើនបាយបាយអ្នកគ្នាសួស្តីអ្នកគ្នាខ្ញុំបាទស្មីមកជួបខ្ញុំម្ដងទៀតហើយខ្ញុំមកស្មៃរឿងអ្នកខ្លាំងនៅក្នុងដែនអមតាកុំអខាពេចូលរឿងមកយើងតាមដងទៅពេលទី20បន្ទាប់មកនិកាយរួមភ្នំខ្មោចក៏បានចាប់ផ្ដើមបើកការវិវហាទៅកាន់និកាយដែនអមតាហើយនិកាយដែនអមតានឹងនិយាយឲ្យហៅថានិកាយធានជៀនក៏បានតែចូលរឿងបន្តពួកគេទាំងអស់គ្នាក៏បានចាប់ផ្ដើមបើកការវិវហាគ្នារួមជាមួយនឹងកុសសម្ព័ន្ធមនុស្សព្រៃផងដែរចំណែកសាំងហ្វានរបស់យើងបានត្រឹមតែគិតគំចិត្តថាជុំមកឲ្យពួកនេះវាយគ្នានៅមុខផ្ទះអញហើយអត់មានក្រែងចិត្តអញបន្តិចសោះលោកឡៅហួងក៏បានសួរទៅសាំងហ្វានថាតើទុកឲ្យខ្ញុំទៅដោះស្រាយជាមួយពួកគេដែរឬទេព្រោះថាខ្ញុំក៏ពិតជាមានមុខមាត់ខ្លះដែរនៅក្នុងទ្វីបធានយន្តនេះប៉ុន្តែសាំងហ្វានក៏បានប្រាប់ថាមិនអីទេទុកឲ្យពួកគេយល់គ្នាសិនចុះនេះកាយរឿងព្រំខ្មោចក៏បាននិយាយថាចាំមើលទៅខ្ញុំឲ្យឯងមើលអំពីកំណត់របស់ខ្ញុំវាក៏បានបញ្ចេញជាមួយនឹងក្រុមឆ្អឹងខ្មោចមួយយ៉ាងធំនេះកាយមនុស្សប្រៃបាននិយាយថាអូមើលទៅឆ្អឹងខ្មោចរបស់ឯងពិតជាខ្លាំងណាស់សំណាងឲ្យដែរដូនតារបស់ខ្ញុំមិនទាន់មកបើសិនជាគាត់មកវិញច្បាស់ជាអេតេហើយមនុស្សប្រៃវាក៏បានចាក់ចេញពីទីនោះបាត់ទៅចំណែកក្រុមឆ្អឹងខ្មោចនោះវាក៏បានវាយទៅបន្តិចជាមួយនឹងទុករបស់និកាយធានជៀនขึ้นនៅឆ្នោតហើយមេបកនៃនិកាយធានជៀនក៏បានប្រាប់កូនសិស្សរបស់ខ្លួនឆាប់ដកថយសិនទៅហើយពួកយើងត្រូវតែហៅគ្នារបស់យើងមកថែមទៀតដើម្បីប្រយុទ្ធម្ដងទៀតនិកាយរឿងភ្នំខ្មោចបានថាពួកឯងចាក់ចេញទៅហើយមែនទេបន្ទាប់មកទឹកដីទេវអសរនេះនឹងខ្លាចជាតិរបស់ខ្ញុំហើយខ្ញុំនឹងក៏ហៅកូនចៅរបស់ខ្ញុំជាច្រើននឹងមើលទីនេះចំណែកសាំងហ្វានរបស់យើងបានត្រឹមតែសម្លឹងមើលបិសាចឆ្អឹងខ្មោចនេះវិដាមើលកន្លែងផ្ទះរបស់ខ្លួនចំណែកស្ដេចបិសាចជ្រូកយើងវិញគ្រាន់តែឃើញនៅឆ្នោតហើយក៏បានបញ្ចេញខ្សែឈាមហើយក៏បានវាយទៅកាន់ក្រុមឆ្អឹងនោះស្រាប់តែព្រឹត្តិការណ៍រួមព្រំខ្មោចក៏បានថាអូអ្នកគឺជាស្ដេចបិសាចជ្រូកប្រសិនបើអ្នកបានចូលរួមជាមួយខ្ញុំច្បាស់ណាស់នឹងឲ្យអ្នកធ្វើជាព្រឹត្តិការណ៍នៃរឿងព្រំខ្មោចរបស់ខ្ញុំប៉ុន្តែស្ដេចបិសាចជ្រូកយើងក៏បានបដិសេធខ្ញុំមិនចង់ចូលជាមួយនេះកាយកតើរបស់ឯងនោះទេបិសាចឆ្អឹងនោះក៏បានចេញតាមពោពីដៃវាប្រហែលទៅកាន់ស្ដេចបិសាចជ្រូកយើងស្ដេចបិសាចជ្រូកយើងក៏បានវាយទៅវិញដែរប៉ុន្តែដោយសារតែកម្លាំងខ្សោយជាងក៏បានត្រូវឲ្យបិសាចនោះវាយប៉ាំងទួយក្រោយយ៉ាងខ្លាំងក្លានៅពេលដែលធ្លាក់មកដល់ដីហើយបិសាចជ្រូកវាក៏បានរំអួយថាលោកម្ចាស់សូមជួយខ្ញុំភើមើលគេវាយអូនចំណែកលោកតាសុងជាមួយលោកតាឡៅហួរបានត្រឹមតែសុំទៅពួកយើងពិតជាមិនអាចជួយអ្វីចំពោះអ្នកបានប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំត្រូវតែប្រឹងប្រែងអស់ពីសមត្ថភាពសាំងហ្វានបានប្រាប់ពួកគេថាមិនអីទេទុកឲ្យពួកគេដើរមើលទៅនេះចុះប៉ុន្តែកញ្ញាយូលៀនបានគិតគំចិត្តថាប៉ុន្តែកម្លាំងរបស់ខ្ញុំបច្ចុប្បន្នពិតជាខ្សោយខ្លាំងណាស់ពិតជាមិនអាចជួយអ្វីដល់ពួកគេបាននោះទេប៉ុន្តែស្រាប់តែនិកាយមនុស្សប្រៃរួមជាមួយនឹងនិកាយធានជៀនក៏បានមកប្រយុទ្ធម្ដងទៀតគឺដើម្បីប្រយុទ្ធជាមួយនឹងនិកាយរឿងភ្នំខ្មោចព្រឹទ្ធាចារ្យម្នាក់នោះគឺនៅឆ្នោតហើយក៏បានប្រើឆ្អឹងខ្មោចនោះបើកការវិវហាទៅកាន់និកាយធានជៀនរួមជាមួយនឹងនិកាយរបស់មនុស្សប្រៃផងដែរមើលទៅកាប់បន្ទុះទៅដឹងហើយថាខ្លាំងប៉ុណ្ណាព្រឹទ្ធាចារ្យនៃរឿងភ្នំខ្មោចនោះក៏បាននិយាយថាផ្លែឈើនឹងអ្វីគ្រប់យ៉ាងនៅទឹកដីទេពអសរនេះនឹងខ្លាចដូចជារបស់និកាយរបស់ខ្ញុំចំណែកសាំងហ្វានរបស់យើងគ្រូឆ្នោតហើយប្រាំងតែបើកការវិវហាហើយប៉ុន្តែមិនដឹងថាស្រាប់តែមានធម៌ពោអ្វីទេក៏បានមកវិវហាទៅកាន់និកាយរបស់រឿងភ្នំខ្មោចប៉ុន្តែស្រាប់បង្ហាញអំពីគ្រួសារសៅដែរនៅណាមជើបាននិយាយថាបើមិនចង់ស្លាប់ទេឆាប់ចាក់ចេញពីទីនេះចំណែកលោកតាសុងនិងលោកតាឡៅមានការចាប់អាចជាខ្លាំងចំពោះគ្រួសារសៅព្រោះថាគ្រួសារនេះក៏អាចប្រៀបបានទៅនឹងនិកាយកម្ពុជាផងដែរចំណែកទីគ្រាន់ដែរនេះក៏ជាអាវុធសំខាន់របស់គ្រួសារសៅផងដែរម្ដេចក៏ពួកគេមកទីម្ដេចពួកគេមកភ្នំមួយសែនអញ្ចឹងចំណែកសាំងហ្វានរបស់យើងក៏បានរឹកនឹកឃើញពិធីមួយដើម្បីធ្វើ
ធ្វើឲ្យដែនដើររបស់ខ្លួនអាចផ្លាស់ទីបានសាំងហ្វានបានសួរទៅលោកតាសុងថាទីក្រុងដែននេះវាពិតជាមានតម្លៃខ្លាំងណាស់មែនទេលោកតាសុងបានប្រាប់ទៅវិញថាមែនហើយទោះបីជាទីក្រុងដែននេះវាមានឧបករណ៍តូចក៏ដោយប៉ុន្តែវាពិតជាមានតម្លៃខ្លាំងណាស់វាដូចជាមួយនឹងទូកអមតៈរបស់និកាយធានជឿនអញ្ចឹងប៉ុន្តែវាក៏មិនអស្ចារ្យដូចចំពោះគ្រួសារសៅផងដែរព្រោះឯថាវាពិតជាអាចផ្លាស់ទីបានហើយខ្ញុំក៏បានឮថាក្រុងអណ្ដែតរបស់គ្រួសារសៅក៏ចម្លងដោយជាមួយនឹងគ្រីស្តាននៅទីកណ្ដាលនៃក្រុងរបស់ពួកគេហើយខ្ញុំក៏បានឮថាវាមានតែមួយគត់នៅក្នុងនោះសាំងហ្វានបើយើងគ្រាន់តែឮដូច្នោះហើយក៏ចង់បានទីក្រុងអណ្ដែតនេះជាខ្លាំងអើបែគ្រួសារសៅវាក៏បាននិយាយថាខ្ញុំមានទូនាទីក្នុងការទទួលយកជាមួយទឹកដីទេអសនេះបើមិនចង់មានបញ្ហាទេសូមចាក់ចេញពីទីនេះឲ្យឆាប់ចំណែកនិកាយរឿងខ្មោចជាមួយនិកាយមនុស្សព្រៃហើយនិងនិកាយធានជឿនដូចជាមិនសូវសុខចិត្តសោះអើពេលគ្រួសារសៅវាបាញ់ថាបើអ្នកប្រគល់ទឹកដីទេពអសរនេះឲ្យមកខ្ញុំច្បាស់ណាស់នឹងទុកជីវិតឲ្យអ្នកកញ្ញាយូលៀនបានសួរទៅសាំងហ្វានថាតើលើនេះពួកយើងគួរតែធ្វើដូចម្តេចសាំងហ្វានមកយើងបានគិតក្នុងចិត្តថាខ្ញុំខ្លាចថាទីក្រុងអណ្ដែតនេះពិតជាមិនអាចចុះមកបានទេប៉ុន្តែវាពិតជានៅឆ្ងាយអំពីដែនដីរបស់ខ្ញុំខ្លាំងណាស់ប៉ុន្តែខ្ញុំមានវិធីមួយដើម្បីធ្វើរឿងនេះអើពេលគ្រួសារសៅវាក៏បាននិយាយទៅកាន់គ្នារបស់សាំងហ្វានយ៉ាងថានៅទីនេះក៏មានកូនសិស្សនៅចំលឹងភ្នំវាំងហួរដែរបើដូច្នោះអាចចូលរួមជាមួយនឹងគ្រួសារសាយរបស់ខ្ញុំបានច្បាស់ណាស់ថាខ្ញុំពិតជាមិនមានចិត្តបិសាចដូចជាពួកគេនោះទេតើអ្នកព្រមចូលរួមជាមួយនឹងខ្ញុំដែរឬទេស្រាប់តែស្ដេចបិសាចជ្រូករបស់យើងក៏បាននិយាយថាតើឯងជាអ្វីមិនក៏និយាយប្រេះផ្ដាស់មិនដឹងថាមេខ្ពស់ដីទីប៉ុណ្ណានោះទេអាចង្រៃយកគុំចេះថានិយាយច្រើនពេកប្រយ័ត្នត្រូវវើយអើបែគ្រួសារសៅបាននិយាយថាស្អីគេអាជ្រូកឯងនិយាយច្រើនមែនវើយស្ដេចបិសាចជ្រូករបស់យើងបាននិយាយថាដំបងដូចធាថាចង់ទុកជីវិតឲ្យឯងដែរប៉ុន្តែនិយាយមកដូចជាផ្កើញពិតហើយអើបែគ្រួសារសៅបានថាស្អីគេអ្នកចង់ទុកជីវិតឲ្យខ្ញុំពិតជាកតើពេកហើយមើលទៅអ្នកដូចជាមើងងាយចំពោះសមត្ថភាពខ្ញុំបោះពេកហើយបន្ទាប់មកអបិគ្រួសារសៅវាក៏បានប្រាប់ជាមួយគ្នាបើវាចាប់ផ្ដើមបើកក្បួនដើម្បីវាបហាតែបិសាចជ្រូកក៏បានប្រាប់ទៅសាំងហ្វានថាលោកគ្រូមើលគេចង់មើងងាយអ្នកហើយវាក៏ចង់វាខ្ញុំផងដែរលោកគ្រូត្រូវតែជួយឲ្យខ្ញុំហើយត្រូវតែវាយវាឲ្យឈ្នះសាំងហ្វានបានយើងបានគិតថាមិនអីទេមើលទៅគេពិតជាហ៊ានផ្កើនចំពោះលោកគ្រូផងមែនទេចាំមើលខ្ញុំនឹងចាប់ប្រធានការប៉ុន្តែខ្ញុំពិតជាមិនអាចចាក់ចេញពីដែនតែរបស់ខ្ញុំបាននោះទេចំណែកស្ដេចបិសាចជ្រូករបស់យើងបានគិតគុំចិត្តថាមើលទៅវាពងអាកាសស្អីទៅដូចបែកអញ្ចឹងហើយវាក៏បាននិយាយថាខ្ញុំគឺជាបិសាចត្រកូលសានតាំងខ្ញុំត្រូវតែការពារលំចោះខ្ញុំដល់ជីវិតតែគុំគិតថាអាចធ្វើអ្វីបានហើយសោះស្រាប់តែសាំងហ្វានបានយើងក៏បានចាក់បញ្ចូលជាមួយនឹងចេតនាដើរចូលទៅកាន់ដើរឈើមួយបន្ទាប់មកគាត់ក៏បានប្រគល់ឲ្យទៅកាន់លោកតាសុងហើយបាយថាអ្នកឆាប់យកដើរឈើនេះទៅដោះស្រាយជាមួយពួកគេទៅត្រូវតែឲ្យពួកគេសុំទោសខ្ញុំហើយត្រូវតែប្រគល់ជាមួយនឹងទីក្រុងអណ្ដែតនេះឲ្យមកខ្ញុំចំណែកលោកតាសុងមានការចាប់ឲ្យជាខ្លាំងចំពោះចេតនាដើរនៅក្នុងកូនដើរឈើនេះមើលទៅវាពិតជាមានថាពលដើរសុទ្ធដ៏អស្ចារ្យវាមើលទៅដូចជាជំនាញដើរដ៏ចុងក្រោយនៅក្នុងពិភពលោកនេះអញ្ចឹងមើលទៅវាជាគំនិតត្រដែអមតៈផ្ដល់ខ្ញុំហើយបន្ទាប់មកលោកតាសៅក៏បានហោះទៅទីកន្លែងនោះសាំងហ្វានរបស់យើងក៏មិនចេះកំណាញ់ណាយក៏បានប្រគល់ដើរឈើទៅកាន់ពួកគេម្នាក់មួយពួកគេទាំងអស់នោះមានការចាប់ឲ្យជាខ្លាំងចំពោះចេតនាដើរនៅក្នុងកូនដើរឈើនោះវាពិតជាអស្ចារ្យហើយកូនដើរឈើនេះវាក៏អាចធ្វើឲ្យពួកយើងឡើងកម្រិតផងដែរមើលទៅពិតជាអស្ចារ្យខ្លាំងណាស់សាំងហ្វានក៏បានប្រាប់ទៅពួកគេថាដើរឈើនេះនៅពេលដែលអ្នកអរគ្នាជួបគ្រាអសន្នអ្នកគ្រាន់តែប្រាចេតនាដើរនៅក្នុងកូនដើរឈើនេះច្បាស់ជាជួនអ្នកហើយវាក៏អាចធ្វើឲ្យអ្នកទម្លាក់អនាចារផងដែរលោកតាសុងក៏បានប្រាប់ទៅគ្រួសារសៅថាអ្នកអមតៈរបស់ខ្ញុំបាននិយាយថាអ្នកត្រូវតែទុកទីក្រុងអណ្ដែតនេះនៅទីនេះបន្ទាប់មកឆាប់ចាក់ចេញពីទីនេះភ្លាមទៅអើពេលគ្រួសារសៅវាបាញ់ថាស្អីគេគ្រាន់តែពឹងផ្អែកជាមួយនឹងស្ដេចបិសាចពីរក្បាលប៉ុណ្ណោះពិតជាអាចថាយកឈ្នះជាមួយនឹងអាណាចក្រព្រះរបស់ខ្ញុំជាច្រើននៅទីនេះមែនទេតើអ្នកមានដឹងទេថាអាបិសាចជ្រូកនៅវាហ៊ានប្រមាថដល់គ្រួសារសៅរបស់ខ្ញុំណាអញ្ចឹងហើយខ្ញុំត្រូវតែដោះស្រាយជាមួយវាមើលសារតែវាផ្កើអាហ្នឹងផ្កើចំណែកលោកតាសុងបើយើងមិនខ្វល់អំពីពាក្យសម្ដីរបស់វាទេគាត់គិតតែបញ្ចេញអំពីចេតនាដើរនៅក្នុងកូនដើរឈើនោះចំណែកកូនចៅរបស់គ្រួសារសៅគិតតែសក់អំពីថាលោកតាសុងរបស់យើងបាញ់ថាស្អីគេគ្រាន់តែពឹងផ្អែកជាមួយនឹងកូនដើរឈើទៅកញឹបញីពិតជាអាចធ្វើអ្វីចំពោះទីក្រុងអណ្ដែតរបស់ពួកយើងបានទៅប៉ុន្តែមើលទៅពួកគេពិតជាមើងងាយចំពោះកូនដើរឈើនេះពេកហើយស្រាប់តែកូនដើរឈើនោះស្រាប់តែវាក៏បានរិចខ្លួនយ៉ាងធំហើយវាក៏បានពុះទៅចេញចំហាយដើរយ៉ាងខ្លាំងក៏បានបើកការវិវហាទៅកាន់គ្រួសារសុងទោះបីជាពួកគេខំទប់ទល់យ៉ាងណាក៏ដោយក៏ពួកគេមិនអាចទប់ទល់ជាមួយនឹងចំហាយនោះបានដែរក៏បានបំផ្លាញជាមួយនឹងក្បួនរបស់ពួកគេផងដែរហើយពួកគេដោយសារតែភ័យខ្លាចពេកពួកគេក៏បានរត់ចាក់ចេញពីទីនេះបាត់ទៅចំណែកលោកតាសុងបាននិយាយថាមើលទៅអ្នកអមតៈដែលឲ្យអាវុធមកខ្ញុំមើលទៅវាពិតជាអស្ចារ្យហើយពួកយើងក៏អាចទទួលជាមួយនឹងទីក្រុងអណ្ដែតនេះផងដែរចំណែកពេលគ្រួសារសៅវាពិតជាអស់សង្ឃឹមខ្លាំងណាស់ព្រោះឯថាវានឹងត្រូវបាត់បង់
ជាមួយនឹងទីក្រុងដែលរបស់វាហើយចំណែកសាំងហ្វានរបស់យើងវិញពិតជាសប្បាយចិត្តខ្លាំងណាស់នៅទីបំផុតខ្ញុំពិតជាអាចផ្លាស់ទីចេញអំពីព្រមមួយសែននេះបានហើយសាំងហ្វានរបស់យើងនឹងបំបែកដីនៅទីនេះគឺដើម្បីបង្កើតជាមួយនឹងកោះអណ្ដែតកញ្ញាដែលមកពីជន្លឹមភ្នំវាងហួរក៏បានសួរទៅសាំងហ្វានថាបើអ្នកធ្វើដូច្នេះតើអ្នកនឹងចង់កំទេចជាមួយនឹងគ្រួសារសៅមែនទេពួកគេពិតជាមិនអាចឈើនៅក្នុងទ្វីបធានយន្តទៀតនោះទេប៉ុន្តែសាំងហ្វានរបស់យើងពិតជាមិនខ្វល់អំពីទឹកដីរបស់គ្រួសារសៅនោះទេគ្មានអ្វីទៅខ្វល់ហើយអ្វីគេខ្វល់ខុសជាខ្វល់ណាស់ចូលរៀនយកបន្តទៀតសំខាន់សាំងហ្វានរបស់យើងពិតជាអាចផ្លាស់ទីជាមួយនឹងដែនណាត់របស់ខ្លួនបានហើយមើលទៅសាំងហ្វានរបស់យើងពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះអីថាគេពិតជារងចាំថ្ងៃនេះយូរមកហើយចំណែកពួកគេទាំងនេះវិញពិតជាបាននិយាយថាមើលទៅគាត់ពិតជាស័ក្តិសមនៅក្នុងការធ្វើជាអ្នកអមតៈព្រោះថាគាត់ពិតជាអាចទទួលជាមួយនឹងទឹកដីដ៏អស្ចារ្យហើយក៏ខ្លាចជាអ្នកខ្លាំងពុកណៃនៅក្នុងទ្វីបធានយន្តនេះមើលទៅគ្រាន់តែក្របសម្បត្តិដែលទទួលបានពីគ្រួសារសៅពិតជាច្រើនហើយរួមជាមួយនឹងថ្នាំពិសេសជាច្រើននៅក្នុងនេះផងដែរមើលទៅមិនធម្មតានោះទេវាយយកផ្ទះគេហើយក៏ប្លន់ផ្ទះគេទៀតអូសាហាវមែនទែនលោកតាសុងបាននិយាយជាមួយនឹងសាំងហ្វាងថាអ្វីដែលអ្នកអមតៈឲ្យខ្ញុំរៀបចំគឺខ្ញុំបានរៀបរួចអស់ហើយបន្ទាប់មកសាំងហ្វានរបស់យើងក៏បានឲ្យរង្វាន់ទៅកាន់លោកតាសុងនិងលោកតាឡៅហួរផងដែរមើលទៅក៏ពិតជាអស្ចារ្យប៉ុន្តែនៅកំភៃរង្វាន់ខ្ញុំក៏ផ្ដល់ឲ្យកូនចាស់របស់អ្នកផងដែរព្រោះថាថ្នាំដែលសាំងហ្វាយើងទទួលបានគឺសុទ្ធតែអំពីគ្រួសារសៅទាំងអស់បន្ទាប់មកលោកឡៅហួរជាមួយលោកតាសុងកំពុងតែនិយាយគ្នាជាមួយនឹងសាំងហ្វានរបស់យើងមកតទៀតថានៅក្នុងការបង្កើតទីក្រុងដែលវាពិតជាពិបាកខ្លាំងណាស់ប៉ុន្តែគឺដោយសារតែយើងមានគ្រីស្តាល់សម្រាប់ត្រិតត្រងនៅទីនេះអញ្ចឹងហើយពួកយើងពិតជាអាចធ្វើបានជោគជ័យបន្ទាប់មកសាំងហ្វានរបស់យើងបាយថាបើធ្វើបានជោគជ័យហើយបន្ទាប់មកពួកយើងគួរតែសាកល្បងវាលើនេះមកទៅបន្ទាប់មកសាំងហ្វានរបស់យើងក៏បានសាកល្បងហើយក៏ទទួលបានជោគជ័យបន្ទាប់មកក៏របស់សាំងហ្វានរបស់យើងក៏បានដាក់ហត់ឡើងលើមេឃមើលទៅពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់មើលទៅការបង្ការរបស់គ្រួសារសៅទាំងនេះពិតជាអស្ចារ្យមែននៅទីបំផុតខ្ញុំពិតជាអាចបង្កើតជាមួយនឹងទីក្រុងអណ្ដែតដែរហើយបន្ទាប់មកពួកគេក៏បានអបអរសាទរចំពោះសាំងហ្វានរបស់យើងដែលទទួលបានជាមួយនឹងកោះអណ្ដែតនេះសាំងហ្វានរបស់យើងក៏បានប្រាប់ទៅសេនយន់ថាអ្នកត្រូវតែឆៃផ្លែឈើជាមួយនឹងផ្លែឈើយើងសិនទៅមនុស្សគ្រប់គ្នាហើយពួកគេញ៉ាំតាមសប្បាយចុះសេនយន់ក៏ទទួលយកព្រមហើយពួកគេក៏បានអរគុណទៅសាំងហ្វានរបស់យើងសាំងហ្វានរបស់យើងបានគិតគូរចិត្តថាទីបំផុតខ្ញុំអាចចាក់ចេញអំពីវីរហោឋាននេះបានហើយចំណែកសាំងហ្វានរបស់យើងបានត្រឹមតែគិតថាហេតុអ្វីបើជាខ្ញុំអាចគ្រប់គ្រងជាមួយនឹងដែនដាតរបស់ខ្ញុំបានអញ្ចឹងព្រោះថាដែនដាតរបស់ខ្ញុំពិតជាក្រិតដល់បានទូចខ្លាំងណាស់វាមិនអាចជុំវិញជាមួយនឹងកោះដែនរបស់ខ្ញុំបាននោះទេដូច្នេះហើយខ្ញុំមានតែឲ្យពួកគេផ្លាស់ប្ដូរចំពោះការតម្រង់ការពៀននេះឲ្យមើលទៅស្រាប់តែកញ្ញាដែលមកពីជន្លងភ្នំវ៉ាន់ហួរបាយថាខ្ញុំមកពីដោស្មៅខាវញៀនជាមួយនឹងដំសើរួចហើយប៉ុន្តែនៅក្នុងការធ្វើចំការវាពិតជាពិបាកក្នុងការដំដកខ្លាំងណាស់សាំងហ្វាបានតតវិញថាកិច្ចការនេះទោះខ្ញុំព្រួយឲ្យថាមានតែខ្ញុំអ្នកគាត់ទើបអាចធ្វើបានចំណែកកញ្ញាម្នាក់នឹងបានត្រឹមតែគិតគិតថាមើលទៅខ្ញុំពិតជាសំណាងនៅពេលដែលខ្ញុំបានជួបអ្នកអមតៈស្រាប់តែកញ្ញាយូលៀនបានមកដល់បាយថាបើតាមលោកតាសុងគាត់បាយថាតម្រង់ការពារនៅទីនេះគឺបានផ្លាស់ប្ដូរទាំងស្រុងប៉ុន្តែនាងក៏បានក្រឡេកមើលកញ្ញានេះមើលទៅនាងពិតជាមានការខឹងជាខ្លាំងហើយកញ្ញានឹងបានត្រឹមតែប្រកែកថាខ្ញុំគ្រាន់តែមើលទីនេះគឺដើម្បីសួររឿងខ្លាំងពីអ្នកអមតៈគ្រាន់តែសួររឿងខ្លាំងពីអ្នកអមតៈតែប៉ុណ្ណោះប៉ុន្តែកញ្ញាយូលៀនយើងពិតជាប្រចាំខ្លាំងចូលហកខាំទេយីមែនតើចូលរឿងយើងបន្តសាំងហ្វានរបស់យើងពិតជាសប្បាយចិត្តមែនទែនមើលទៅការផ្លាស់ប្ដូរពិតជាអស្ចារ្យខ្លាំងណាស់បន្ទាប់មកពួកយើងគួរតែទៅភ្នំផ្កាយ1000កញ្ញាម្នាក់នឹងបាននិយាយជាមួយនឹងសាំងហ្វានរបស់យើងថាខ្ញុំបានផ្ញើសារទៅកាន់និកាយរបស់ខ្ញុំហើយប៉ុន្តែមើលទៅនិកាយរបស់ខ្ញុំពុកប្រហែលមានបញ្ហាបន្តិចបន្តួចហើយអញ្ចឹងហើយខ្ញុំសូមជិះនៅទីនេះជាមួយនឹងអ្នកអមតាម្ដងទៀតសាំងហ្វានរបស់យើងក៏មិនបានប្រកែកអ្វីដែរហើយក៏បានសម្លឹងទៅមើលឆ្នាំងដែលធ្លាក់ទៅលើមេឃនោះថាគឺអ្វីគ្រប់យ៉ាងរឿងទាំងអស់នេះគឺវាអាចកាត់ឡើងដោយខ្ញុំអញ្ចឹងហើយខ្ញុំត្រូវតែដោះស្រាយពីបញ្ហាទាំងនេះប៉ុន្តែអ្នកនរគ្នាក៏មើលកញ្ញាយូលៀននេះពិតជាខឹងខ្លាំងណាស់ប្រឹងតែហត់តែខំហើយមើលទៅចំណែករឿងរបស់យើងក៏បានពីមនុស្សមួយក្រុមកំពុងតែបើកការវិភាគសម្រាប់មនុស្សទៅទីនោះស្រាប់តែពួកគេក៏បានឃើញកោះអណ្ដែតរបស់សាំងហ្វានរបស់យើងគេបាននិយាយថាតើនេះមិនមែនជាទីក្រុងកោះអណ្ដែតរបស់គ្រួសារសៅទេហេតុអ្វីបានជានៅទីនេះហើយគេក៏បានថាតែនេះមិនដូចជារបស់គ្រួសារសៅទេតែនៅក្នុងទ្វីបធានយន្តទាំងមូលនេះពិតជាអាចមានកោះអណ្ដែតមួយទៀតវិញប៉ុន្តែមើលទៅពួកគេកំពុងតែនិយាយសុកស្រាប់តែបេសាជ្រូករបស់យើងក៏បានចាប់ផ្ដើមបើកការវិភាគគ្នាហើយវាបាយតាហួយខ្ជិលនិយាយច្រើនជាមួយនឹងពួកទៅខ្លាំងណាស់ក៏បានបាយបន្តទៀតទៅចំណែកស្ដេចវិស័យរាត្រីយើងក៏មិនអន់ដែរក៏បានចេញថាពរន្ទាហើយក៏វិភាគទៅកាន់ពួកគេទាំងនោះហើយប្រព័ន្ធ system ក៏បាន5ពីស្ដេចវិស័យជ្រូកដែលសម្រាប់ពួកគេទូបាន400ពិន្ទុចំណែកកញ្ញាយូលេវិញក៏សម្រាប់ពួកគេហើយទូបាន1500ពិន្ទុផងដែរមើលទៅទូឯករបស់យើងពិតជាទូបានពិន្ទុច្រើនខ្លាំងណាស់សាំងហ្វានរបស់យើងបាយថាខ្ញុំគួរតែអរគុណចំពោះគ្រូសាសៅដែលបានប្រកួតជាមួយនឹងទី
ទីក្រុងដែលនេះមកខ្ញុំហើយក៏បានធ្វើខ្ញុំចាក់ចេញអំពីវាហៅឋានផងដែរហើយខ្ញុំដេកចាំតែយកបន្ទុកទៅបានហើយសាំងហ្វានបាយយើងក៏បានមើលទៅប្រព័ន្ធ system ថាមើលទៅខ្ញុំគួរតែដំណើរកម្រិតវាហើយព្រោះថាខ្ញុំពិតជាមានបន្ទុកច្រើនខ្លាំងណាស់សាំងហ្វានបាយយើងក៏បានចុចពីតង់គឺដើម្បីបង្កើនជាមួយនឹងថាមពលដែនបើខ្លួនប្រព័ន្ធ system ក៏បានប្រាប់ទៅសាំងហ្វានបាយយើងថាឥឡូវនេះដែនដែលរបស់អ្នកគឺការឡើងថែមអំពី258ម៉ែត្រទៀតហើយមើលទៅសាំងហ្វានបាយយើងពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះថាដែនដែលរបស់ខ្លួនបានកើនឡើងកាន់តែវែងជាងមុនទៀតហើយចំណែកសាំងហ្វានបាយយើងក៏បានសរសើរចំពោះកញ្ញាយូលៀនថាឥឡូវនេះអ្នកពិតជាល្អព្រោះថាក្នុងការប្រយុទ្ធនេះគឺអាចធ្វើអ្នកកើនឡើងជាមួយសុខភាពរបស់អ្នកកើនឡើងជាខ្លាំងកញ្ញាយូលៀនក៏បានយល់អំពីពាក្យសម្ដីសាំងហ្វាននិយាយបន្ទាប់មកសាំងហ្វានក៏បានប្រាប់ពួកគេថាពួកយើងគួរតែបន្តទៅមុខចំណែកបែបនេះបាននិយាយថាតើនេះមិនមែនជាទីក្រុងអណ្ដែតរបស់គ្រួសារសៅរបស់ពួកយើងទេហើយអ្វីបានជាពួកគេហើយអ្វីបានជានៅពួកគេចំណែកបែបនឹងពិតជាខឹងមែនទែននេះគឺជារង្វង់វេទមន្តដែលបង្កើតដោយគ្រួសារសៅរបស់ខ្ញុំហើយអ្វីបានទៅជាក្លាក់នៅក្នុងកំណាប់ដែករបស់ពួកគេអញ្ចឹងចំណែកសាំងហ្វានមកយើងពិតជាសប្បាយចិត្តហើយក៏បានអរគុណចំពោះគ្រួសារសៅផងដែរដែលបានធ្វើឲ្យគេឆ្លងផុតហើយមកដល់នៅកន្លែងវាខ្សែខៃត្បូងនេះមើលទៅខ្ញុំពិតជាអរគុណឯងខ្លាំងណាស់កូនសិស្សចិនលើភ្នំវ៉ាន់ហូក៏បាននិយាយទៅកាន់សាំងហ្វានយើងថានៅខាងមុខគឺជានិកាយរបស់ពួកខ្ញុំហើយពួកខ្ញុំពិតជាអរគុណអ្នកខ្លាំងណាស់ដែលបានជួយសង្គ្រោះពួកយើងហើយក៏បានមើលថែពួកយើងពិតជាល្អខ្លាំងមែនទែនសាំងហ្វានរបស់យើងបានតបវិញថាមិនអីទេវាគ្រាន់តែជារឿងធម្មតាសម្រាប់ខ្ញុំតែប៉ុណ្ណោះស្រាប់តែកញ្ញាយូលៀនក៏បានប្រាប់ទៅសាំងហ្វានថានៅខាងមុខដូចជាមានរឿងអ្វីកើតឡើងវាហាក់បីមើលទៅទីកាយចិនលើភ្នំវ៉ាន់ហូដូចជាត្រូវបានគេរំពាត់នៅក្នុងការបើកការវិភាគអញ្ចឹងគ្រាន់តែឃើញឆ្នោតហើយកូនសិស្សចិនលើភ្នំវ៉ាន់ហូមានការព្រួយបារម្ភជាខ្លាំងហើយរយបាននិកាយរបស់ខ្លួនត្រូវបានគេរំពាត់ទៅដោយការវិភាគអញ្ចឹងដូច្នោះហើយនាងក៏បានសុំទៅសាំងហ្វានមកយើងត្រូវតែទៅជួយចំពោះនិកាយរបស់ខ្លួនផងសាំងហ្វានរបស់យើងក៏មិនចិត្តអាក្រក់ណាស់ដែរក៏បាននិយាយថាកុំព្រួយបារម្ភចំពោះរឿងនេះអសោះចាំខ្ញុំឲ្យកញ្ញាយូលៀនជាមួយនឹងវិស័យជ្រូកហើយណាកូនជួយអធិចាប់ការទៅចុះប៉ុន្តែក៏បង្ហាញពីមនុស្សមួយក្រុមនេះបាននិយាយថាឆាប់ចេញមើលនិកាយចិនលើភ្នំវ៉ាន់ហួរអាប៉ែនេះដែលជានិកាយអារ្យបានថាចេញមកស្រីស្អាតចំណែកនិកាយពីរអ្នកនេះវិញមើលទៅនឹងនិកាយស្អីទៅហើយព្រះសង្ឃនេះមកធ្វើអីដែរវិញចូលរឿងបន្តចំណែកនិកាយបោបាននិយាយថាចេញមកស្រីស្អាតអើយខ្ញុំចាំយូរហើយចំណែកនិកាយវ៉ាន់ហួរកំពុងតែមានការព្រួយបារម្ភជាខ្លាំងព្រួយថាមើលទៅពួកគេកំពុងតែត្រៀមបើកការវិភាគទៅកាន់និកាយរបស់ខ្លួនហើយចំណែកមេបកបាននិកាយព្រំវ៉ាន់ហួរមានការព្រួយបារម្ភជាខ្លាំងប៉ុន្តែយ៉ាងណាក៏ដោយនាងកុំអាចធ្វើអ្វីដែរនាងបានត្រឹមតែនិយាយថាមើលទៅខ្ញុំគួរតែសង្គ្រោះពួកឯងប៉ុន្តែពួកយើងដូចជាមិនអាចចាក់ចេញពីចន្លោះភ្នំអត់សោះតើនេះមែនទេជាគ្រោះមហន្តរាយនៃព្រំវ៉ាន់ហួររបស់ពួកយើងវាហាក់បីដូចជាវាសនាបានកំណត់មកដូចនេះហើយប៉ុន្តែកញ្ញាម្នាក់នេះនាងបាននិយាយថាចូលពួកយើងប្រយុទ្ធជាមួយពួកគេចុះ Facebook តែចន្លោះព្រំវ៉ាន់ហួររបស់យើងក៏មិនពួកកាខាងវាប្រហែលយ៉ាងណាក៏ដោយប៉ុន្តែយ៉ាងណាក៏ដោយយើងត្រូវតែបដូរជីវិតគឺនៅក្នុងសមរភូមិមួយនេះមើលទៅនៅក្នុងកូនសិស្សនៅក្នុងចន្លោះព្រំវ៉ាន់ហួរពួកគេសិតតែអ្នកមានភាពក្លាហានមែនទែនព្រោះថាពួកគេមិនដូចជាមិនខ្លាចក្នុងការស្លាប់តែប៉ុណ្ណោះមេបកនៃចន្លោះព្រំវ៉ាន់ហួរបានប្រាប់ទៅកូនសិស្សរបស់គ្នាថារៀបចំអ្នកអរគ្នាគឺដើម្បីប្រយុទ្ធមិនថាទោះបីជាយ៉ាងណាក៏ដោយពួកយើងត្រូវតែប្រយុទ្ធស៊ូស្លាប់ចំណាយពួកអានិកាយប្រមាណក្បាលនេះបាញ់តាយ៉ាសិតតែស្អាតមើលសាច់សក់ខ្ចីញ៉ាញ់អូយលៀបលេមកនេះវិញគេលេងទេចូលញ៉ាំបន្តដែរពួកគេនេះពិតជាសប្បាយណាស់ព្រោះថាចាំថ្ងៃនេះមកហើយពួកគេស្រាប់តែក៏លេចមើលទៅលើមេឃក៏បានឃើញកោះអណ្ដែតរបស់សាំងហ្វានរបស់យើងគេមានការឆ្ងល់ជាខ្លាំងហើយអ្វីបានជាកោះអណ្ដែតនេះវាលេចឡើងនៅទីនេះតើវាគឺជានិកាយមួយណាវិញតើនេះវាមិនមែនជាកោះអណ្ដែតរបស់គ្រួសារសៅទេកញ្ញាយូលៀនបានប្រាប់ពួកគេថាលោកគ្រូរបស់ខ្ញុំបាននិយាយថាឲ្យពួកឯងចាប់ចាក់ចេញពីទីនេះបើមិនចង់ស្លាប់ទេប៉ុន្តែមើលទៅពួកអស់នេះវាគ្មានការភ័យខ្លាចទេវាបានត្រឹមតែសើចបាញ់ថាស្អីគេគ្រាន់តែជាក្មេងស្រីសោះមិនក៏ហ៊ានប្រហើននិយាយដាក់ចំពោះពួកយើងតើអ្នកមិនស្គាល់ពីក្រុមបិសាចឈានរបស់ខ្ញុំដែលមានគេឈ្មោះក្រក់នៅវាហៅឋានខាងត្បូងទេមើលទៅនាងបានត្រឹមតែពឹងផ្អែកលើជាមួយស្ដេចបិសាច2ក្បាលឆ្កែមួយក្បាលនិងអាជ្រូកមួយក្បាលមែនទេវាហាក់បីមើលទៅនាងដូចជាមិនធម្មតានាងដូចជាមានសមត្ថភាពគ្រាន់បើហើយពួកវាបាញ់ថាយ៉ាងណាក៏ដោយពួកខ្ញុំក៏មិនជឿរឿងអមតានោះដែរពួកយើងគ្រាន់តែមិនទុកចិត្តលើកោះអណ្ដែតនេះទៅបានហើយបន្តមកពួកគេចាប់ផ្ដើមបើកការវិភាគទៅកាន់កញ្ញាយូលៀនរបស់យើងប៉ុន្តែមិនអីកញ្ញាយូលៀនរបស់យើងក៏បានបញ្ចេញជាមួយធម៌ពលរាងកាយរបស់នាងមើលទៅពិតជាសាហាវខ្លាំងណាស់នាងគ្រាន់តែគវាមួយដាវធម៌ពលរបស់នាងប៉ុណ្ណោះដូចជាខ្ជាប់ជប់អញ្ចឹងក៏បានបបោកឲ្យពួកគេខ្ទេចថយក្រោយយ៉ាងខ្លាំងក្លារួមជាមួយនឹងការស្លាប់ផងដែរពួកគេពិតជាភ្ញាក់ផ្អើលចំពោះចេតនាដាវដែលនាងបញ្ចេញថានេះគឺជាចេតនាដាវអ្វីមិនក៏ខាងខ្លាចយ៉ាងនេះហើយបែរនេះបីថាមិនក៏អ្នកខ្លាចជាងបិសាចឈាមគ្រាន់តែក្មេងស្រីម្នាក់គ្រាន់តែជាក្មេងស្រីម្នាក់តែប៉ុណ្ណោះមើលទៅពួកគេចាប់ដើមជួគ្នាហើយព្រះសង្ឃម្នាក់បែរថាអញ្ចឹងហើយពួកយើងទាំង4នាក់គួរតែរួមកម្លាំងគ្នាគឺដើម្បីបង្ក្រាប
ครับជាមួយនឹងចេតនាដែររបស់នាងហើយចំណែកបរោចំណាននេះបីថាស្អីគេពួកយើងរួមឡើងគ្នាទៅចាប់ការជាមួយនាងប៉ុន្តែមានអីកញ្ញាយូលៀនក៏វាតែមួយចំហៃដែរថាពួកចេតនាដែរបាននាងប៉ែប៉ុណ្ណោះក៏អាចសម្លេះពួកគេបានផងដែរចំណែកសាំងហ្វានបាយយើងវិញក៏បានសរសើរចំពោះកញ្ញាយូលៀននាងពិតជាល្អយ៉ាងណាក៏ដោយកម្លាំងរបស់កញ្ញាយូលៀនក៏អាចប្រើខ្លះផងដែរបន្ទាប់មកសាំងហ្វានបាយយើងក៏បានប្រាប់ពួកគេឲ្យកោះដែររបស់ខ្ញុំទៅកន្លែងចលឹងភ្នំវ៉ាន់ហ៊ូសិនទៅចំណែកកញ្ញានេះបានអរគុណចំពោះសាំងហ្វានដែលបានជួយសង្គ្រោះនិកាយរបស់ខ្លួនចំណែកវិស័យជ្រូកយើងពិតជាមានការចំណាយចំពោះកញ្ញាយូលៀនជាខ្លាំងព្រួយថាមើលទៅនាងពិតជាបានយកមុខមាត់ចំពោះអ្នកអមតៈចំពោះខ្ញុំហើយបន្ទាប់មកសាំងហ្វានបាយយើងក៏បានចេញតាមពួកបើកការវិភាគទៅកាន់ពួកអដៃនៃក្រមនេះគ្រាន់តែឃើញដូច្នេះហើយពួកវាមានការភ័យខ្លាចជាខ្លាំងហើយអ្វីការវិភាគដូចនេះម្ដេចក៏មានតាមពួកខ្លាំងខ្លាយ៉ាងនេះទៅមើលតែរង្វង់តាមពួកដែលបញ្ចេញមើលទៅក៏ដឹងថាខ្លាំងប៉ុណ្ណាបាត់ទៅហើយមើលទៅពួកគេក៏ប្រឹងចង់រត់ចាក់ចេញពីនេះផងដែរប៉ុន្តែយ៉ាងណាក៏មិនអាចកិច្ចអំពីរង្វង់nàyសាំងហ្វានបាយយើងបញ្ចេញតែក៏មានការវិភាគយ៉ាងមួយស្រួលជាច្រើនមើលទៅការវិភាគផ្ទាំងនោះគឺពិតជាលឿនណាស់ក៏បានវិភាគទៅកាន់មនុស្សគ្រប់គ្នាដែលនៅជុំវិញរង្វង់តាមពួកនោះសូម្បីតែក្រុមវិស័យឈាមក៏អាចកិច្ចខ្លួនផងដែរចំណែកបរោះចំណាននេះប្រឹងរត់ហើយប៉ុន្តែក៏ត្រូវបានព្រះសង្ឃម្នាក់ចាប់ជើងជាប់ហើយបាយថាតើអ្នកជួយសង្គ្រោះខ្ញុំផងបានឬទេប៉ុន្តែបរោះចំណាននេះអត់ខ្វល់ទេទាត់ឡើងមួយជើងហើយក៏ប្រឹងហោះចាក់ចេញពីទីនេះប៉ុន្តែយ៉ាងណាក៏ដោយក៏កុំឲ្យរូបផងដែរគឺដោយសារតែមានតាមពួកបាញ់មកពីគាត់ពីលើមេផងដែរក៏បានធ្វើឲ្យគាត់ស្ដាប់អត់ទៅព្រះសង្ឃម្នាក់នេះគឺឆ្លងមិនដឹងធ្វើអ្វីគេមានតែធ្វើពុជជាងប់តែប៉ុណ្ណោះបន្ទាប់មកគាត់ក៏សម្ដែងធ្វើងប់បាត់ទៅចំណែកកញ្ញាយូលៀនរបស់យើងមកដល់បាញ់ថាមើលទៅមេដឹកនាំអាក្រក់ទាំងនេះពួកគេបានស្លាប់អស់ហើយមើលទៅនេះបន្ទាប់មកនាងក៏បានហោះឡើងទៅលើវិញចំណែកក្រុមសូននិកាយបានហួរពិតជាមានការចាប់ឲ្យជាខ្លាំងចំពោះការវិភាគនេះតើអ្នកណាគេពិតជាបានជួយសង្គ្រោះចំពោះនិកាយរបស់ពួកយើងខ្ញុំមិនដឹងថាគឺជានិកាយមួយណាទេដែលកំពុងស្ថិតនៅលើកោះដៃនោះស្រាប់តែកញ្ញានេះក៏បាននិយាយជាមួយនឹងមេប៉ាបានថាអ្នកគ្រូខ្ញុំត្រឡប់មកវិញហើយបន្ទាប់មកនាងក៏បានចុះត្រឡប់មកនិយាយជាមួយអ្នកគ្រូរបស់នាងហើយនាងក៏បានសួរថាតើអ្នកទើបតែមើលពេលនេះថាអ្នកដឹងអំពីកោះដៃនោះដែរឬទេពួកគេគឺជាអ្នកដែលអ្នកអញ្ជើញមកជួយមែនទេនាងក៏បានតបវិញថាគាត់គឺជាអមតៈដែលនាំខ្ញុំមកទៅនេះហើយជាមួយនឹងសិស្សស្រីរបស់គាត់ផងដែរដោយមិននឹកស្មានថាអារៈបានបើកការវិហារទៅកាន់និកាយរបស់ពួកយើងដូច្នេះហើយគាត់ក៏បានសម្រេចចិត្តចាប់វិធានការដើម្បីជួយសង្គ្រោះនិកាយរបស់ពួកយើងអ្នកគ្រូរបស់កញ្ញាបាននឹងបាយថាតើអ្នកចង់និយាយពីអំពីអាចារ្យ5ចំពោះអមតៈដែលនៅវាហៅឋានខាងត្បូងនោះមែនទេហើយនាងក៏បានប្រាប់ទៅកូនសិស្សរបស់នាងទៀតថាអញ្ចឹងអ្នកអាចនាំខ្ញុំទៅកាន់អ្នកអមតៈបានដែរឬទេព្រោះថាខ្ញុំគឺដើម្បីទៅនោះគឺដើម្បីអរគុណគាត់ចំពោះការជួយសង្គ្រោះចំពោះនិកាយរបស់ខ្ញុំបន្ទាប់មកពួកគេទាំងពីរនាក់នេះក៏បានហោះទៅកន្លែងសាំងហ្វានរបស់យើងបាត់ទៅអ្នកគ្រូរបស់កញ្ញានឹងបានសួរថានេះមែនទេគេជាកនដែលរបស់អ្នកអមតៈនាងបានតបវិញថាមែនហើយចំណែករឿងយើងក៏មានឧបត្ថម្ភដែរគាត់ឧបត្ថម្ភខ្ញុំតាំងពីថ្ងៃទី4ប៉ុន្តែពេលក្នុងរវល់បានចេញរឿងហើយក៏មានឈ្មោះថាបងពេជ្របន្លឺក៏ខ្ញុំពិតជាគុណមែនទែនដែលបានជួយឧបត្ថម្ភខ្ញុំ$1ហើយមាននិយាយនេះគឺមានតែជូនពរបងសុខភាពល្អហើយណាមួយមានជឿនទេបាយបាយអ្នកគ្នា